บรมนั้นนี่กรอนแต่ชีอยู่วิจารณ์ธรรมดาได้เติบแต่ตัวบานลิขโจเรียนสกอวิทยาลัยប៉ុន្តែមិនទាន់ទៅបានអបអរផងត្រាក់គុណក៏បានបុកគាត់ស្លាប់មួយរំពេចបញ្ចប់ក្តីស្រមៃចង់មានមិត្តស្រីដ៏គួរឲ្យស្រឡាញ់ពេលជួបមហាវិទ្យាល័យត្រឹមនេះពេលដែលគាត់បោកផ្នែកឡើងវិញគាត់ក៏បានចាប់កំណើតថ្មីក្នុងពិភពវេទមន្តឈ្មោះថា Ian Raven ប៉ុន្តែជំនួសឱកាសការក្នុងតកូលអភិជនគាត់បែរជាកើតមកជាកូនប្រុសរបស់កសិករក្រីក្រទៅវិញកាន់តែយ៉ាប់គាត់កើតមកមានសក់ខ្មៅហើយគ្រួសារគាត់គឺក្ររហេមរហាមតែម្ដងប្រហែលឆ្នាំក្រោយមកឪពុកម្ដាយនិងបងប្រុសទាំងពីររបស់គាត់បានចេញទៅរលួយទុកឲ្យគាត់និងប្អូនស្រីដើររកអាហារហូបខ្លួនឯងទូយ៉ាងណាក្មេងៗស្រកគាត់តែងតែជៀសវាងគាត់ដោយសារតែសក់ពណ៌ខ្មៅរបស់គាត់ធ្វើឲ្យអ៊ីនធុញថប់យ៉ាងខ្លាំងថាហេតុអ្វីបានជាគាត់ត្រូវចាប់កំណត់ក្នុងស្ថានភាពដ៏ជូរចត់បែបនេះភ្លាមនោះទាំងប្រព័ន្ធក៏បានលេចឡើងនៅចំពោះមុខគាត់ហើយស្រាប់ពេលដែលគាត់កំពុងតែសង្ឃឹមថានឹងមានរឿងល្អកើតឡើងនោះប្រព័ន្ធនោះបំផ្លាញសង្ឃឹមគាត់ដែលប្រាប់ថាគាត់ជាមនុស្សអត់បានការតែអ៊ីនមិនភ្ញាក់ផ្អើលទេព្រោះគាត់មិនបានរំពឹងទុកខ្ពស់តាំងពីដំបូងម្ល៉េះក៏កម្មជាកូនកសិករហើយក៏គ្មានក្តីស្រមៃចង់ខ្លាយជាអ្វីក្រៅពីជាកសិករម្នាក់នោះដែរយ៉ាងណាក្តីគាត់ជឿជាក់ថាគាត់អាចជោគជ័យលើអ្វីផ្សេងទៀតបានដរាបណាគាត់ខំរៀនសូត្រនេះធ្វើឲ្យគាត់ឆ្ងល់ថាតើមានកន្លែងណាមួយលើโลกនេះព្រមទទួលគាត់ដែរឬទេក្រោយពីបញ្ចាក់ត្រីអាំងប្អូនស្រីរួចគាត់បបួលនាងទៅរកបង្អែមញ៉ាំចូលក្នុងព្រៃប្អូនស្រីគាត់ក៏ចាប់ផ្ដើមបេះផ្លែឈើញ៉ាំនាងកំពុងសប្បាយស្រាប់តែសត្វចម្លៃដ៏សាហាវមួយលេងមុខពីចម្ងាយមិនទាន់នឹងកិច្ចផងសត្វនោះក៏លត់សម្ដៅមករកពួកគេវាគឺជាសត្វខ្លាឃ្លុំយក្សវាក្រហមដាក់ពួកគេធ្វើឲ្យភ័យញ័រខ្លួនតែអៀនបានចាប់អបអូនស្រីជាប់ដើម្បីការពារនាងពីសត្វដ៏កាចសាហាវនេះពេលសត្វនោះបំរុងនឹងវាប្រហារភ្លើងវេទមន្តក៏លេចចេញពីក្រោយដុតខ្លាឃ្លុំនោះស្លាប់ក្នុងមួយការវាប្រហារអៀនសម្លឹងមើលដោយឆ្ងល់ខណៈដែលស្ត្រីពាក់វ៉ែនតាម្នាក់លិចមុខឡើងនិយាយថានាងប្រហែលជាវាយខ្លាំងដៃបន្តិចហើយមើលទៅស្ត្រីនោះនិយាយសួស្ដីហើយសួរអ៊ីនថាទីនេះជាទឹកដី Fredenberg មែនទេអ៊ីនបញ្ជាក់ថាមែនហើយស្ត្រីនោះក៏ណែនាំខ្លួនថានាងឈ្មោះ Eridus ជាគ្រូវេទមន្តផ្សងព្រេងអ៊ីនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះព្រោះគាត់ដឹងថាគ្រូវេទមន្តសុទ្ធតែជាអ្នកខ្លាំងលើសមរភូមិដែលមានថាមពលបំផ្លិចបំផ្លាញដ៏អស្ចារ្យអ៊ីនលូឆ្ងល់ថាហេតុអ្វីបានជាមនុស្សខ្លាំងបែបនេះមកភូមិដ៏កំសត់របស់គាត់ក្រោយមើល Eridus ក៏ប្រាប់ថានាងកំពុងស្វែងរកក្មេងប្រុសសក់ខ្មៅម្នាក់នៅក្នុងភូមិនេះដោយសារតែនាងកំពុងឈរនៅមុខក្មេងនោះស្រាប់នាងចង់ដឹងថាតើមានក្មេងប្រុសសក់ខ្មៅផ្សេងទៀតក្រៅពីអ៊ីនដែរឬទេអ៊ីនតបថាគាត់ជាក្មេងប្រុសសក់ខ្មៅតែម្នាក់គត់ក្នុងតំបន់នេះហើយ Eridus ដឹងថានាងរកត្រូវមនុស្សហើយអ៊ីនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់មិនដឹងថា Eridus កំពុងនិយាយពីអ្វីឲ្យប្រាកដនោះទេតាមពិតទៅគ្រូរបស់ Eridus ដែលជាគ្រូវេទមន្តលំហនឹងពេលវេលាបានប្រាប់ឲ្យនាងមកទីនេះដើម្បីយកក្មេងសក់ខ្មៅធ្វើជាសិស្សដោយសន្យាថារឿងល្អនឹងកើតឡើងបើនាងធ្វើបានសម្រេចដោយសារពេលនេះ Eridus កំពុងឈរនៅចំពោះមុខអ៊ីននាងឆ្ងល់ថាតើអ្វីដែលនាងត្រូវធ្វើបន្តគឺគ្រាន់តែទទួលយកអ៊ីនជាសិស្សមែនទេរឿងច្រើនកំពុងវិលវល់ក្នុងក្បាលអ៊ីនដូចជាគ្រូវេទមន្តជាមនុស្សគ្រោះថ្នាក់តែគាត់ជឿថា Eridus គឺចិត្តល្អទេម្យ៉ាងទៀតនាងអាចសម្រាប់ខ្លាឃ្លុំនោះក្នុងមួយវគ្គដែលបង្ហាញថានាងពិតជាខ្លាំងក្លាណាស់ភ្លាមនោះអ៊ីនក៏សួរ Eridus ពីវេទមន្តដែលនាងបានប្រើអមាញ់មិញហើយនាងមើលដឹងថាអ៊ីនពិតជាចង់ដឹងពីវេទមន្តខ្លាំងណាស់អ៊ីនប្រាប់ថាគាត់ធ្លាប់តែគិតថាវេទមន្តគួរឲ្យខ្លាចតែពេលបានឃើញផ្ទាល់ភ្នែកទើបគាត់ដឹងថាវាពិតជាអស្ចារ្យណាស់ Eridus ប្រាប់អ៊ីនថាវាគ្មានអ្វីពិសេសទេដោយបញ្ជាក់ថាគាត់អាចប្រើវាបានយ៉ាងងាយបើគាត់ព្រមរៀនតែពិតនាងប្រាប់ថាអ្នកណាក៏អាចរៀនវេទមន្តបានដែរធ្វើឲ្យអ៊ីនមានការភ្ញាក់ផ្អើលជាខ្លាំងអ៊ីនក៏សួរថាតើគាត់អាចរៀនប្រើវេទមន្តបានមែនទេហើយ Eridus តបថាបានដោយបញ្ជាក់ថាឲ្យតែបានជួបគ្រូល្អគាត់អាចខ្លាយជាគ្រូវេទមន្តបានហើយពេលឮបែបនេះក្តីសម័យអ៊ីនក៏ផុសឡើងពេល Eridus សួរថាតើគាត់ចង់ធ្វើជាសិស្សរបស់នាងទេគាត់មិនបាច់គិតយូរឡើយក៏យល់ព្រមភ្លាមព្រោះជីវិតរបស់គាត់ជិតផ្លាស់ប្ដូរហើយក្រោយបានករណីពីមេបាអ៊ីននៅម្ចាស់ស្រុក Eridus ក៏នាំគេចេញទៅ Eridus ប្រាប់អ៊ីនថាគាត់ត្រូវតែខំប្រឹងចំពោះឱកាសដែលផ្ដល់ឲ្យនេះហើយអ៊ីនក៏សន្យាថាគាត់នឹងមិនធ្វើឲ្យវាខ្ជះខ្ជាយឡើយដើម្បីចាប់ផ្ដើមការហ្វឹកហាត់ Eridus បានទម្លាក់សៀវភៅដ៏ធំមួយនៅមុខគាត់នេះជាមូលដ្ឋានគ្រឹះនៃវេទមន្តជាភាសា Moronis ហើយគាត់ត្រូវតែរៀនវាឲ្យចេះពេលគាត់ចាប់ផ្ដើមអានផ្ទាំងប្រព័ន្ធក៏បានបង្ហាញពីភាពជឿនលឿនរបស់គាត់លើភាសា Moronis គាត់ខិតខំសិក្សាស្វែងយល់ពីសៀវភៅនោះជាបន្តបន្ទាប់ហើយពេលរៀនចប់មួយចំពោះ Eridus តែងតែទម្លាក់សៀវភៅមួយក្បាលទៀតឲ្យគាត់រៀនបន្តជានិច្ចទីបំផុតអ៊ីនក៏ចេះភាសា Moronis យ៉ាងស្ទាត់ជំនាញហើយប្រព័ន្ធបានប្រាប់ថាគាត់មានសមត្ថភាពប្រើប្រាស់ភាសាវេទមន្តផ្លូវការរបស់កំពូលគ្រូវេទមន្តបានសរុបទៅគាត់ចំណាយពេលដល់ទៅ7ឆ្នាំដើម្បីធ្វើរឿងនេះបានហើយ Eridus ក៏ប្រាប់ថាការសិក្សាក្នុងថ្នាក់ត្រូវបញ្ចប់ត្រឹមនេះមានន័យថាពួកគេត្រូវបន្តទៅវគ្គទី2រឿងបន្ទាប់ដែល Eridus បានធ្វើគឺទម្លាក់អ៊ីនចោលពីទីខ្ពស់តែម្ដងពេលកំពុងធ្លាក់គាត់ស្រែកឡើងយ៉ាងភ័យខ្លាចដោយសួរគ្រូថានេះមិនលឿនពេកទេដឹងគាត់បានរំលឹក Eridus ថារយៈពេលប្រហែលឆ្នាំនេះគាត់ចេះតែភាសា Moronis មួយគត់បន្ទាប់មក Eridus ស្រែកយ៉ាងខ្លាំងប្រាប់ឲ្យអ៊ីនស្ដាប់សំឡេងនោះប៉ុន្តែរឿងនេះធ្វើឲ្យគាត់កាន់តែបង្វែងទៅវិញគាត់ឆ្ងល់ថាតើត្រូវស្ដាប់សំឡេងអ្វីបើកំពុងធ្លាក់ពីលើមេបែបនេះព្រោះពេលនេះគាត់ឮតែសំឡេងខ្យល់បក់ប៉ុណ្ណោះស្រាប់តែមានសំឡេងមួយបន្លឺឡើងក្នុងក្បាលគាត់ដោយភ្ញាក់ផ្អើលដែលឃើញមនុស្សអាចហោះលើមេឃបានអ៊ីនពិតជាភ្ញាក់ផ្អើលប៉ុន្តែក្នុងពេលតែមួយគាត់ក៏ដឹងថានេះជាភាសា Moronis តាមរយៈការស្ដាប់សំឡេងនឹងមជ្ឈខ្យល់នៅជុំវិញខ្លួនទីបំផុតអ៊ីនទទួលបានជំនាញថ្មីគឺវេទមន្តខ្យល់ពេលធ្លាក់ដល់ដីក្រោយឆ្លងកាត់ភាពប្រភេទប្រភេទចិត្តស្លាប់គ្រូរបស់គាត់បានសោយចំអកឲ្យគាត់ព្រមទាំងប្រាប់ពីអាចកំបាំងនៃធម្មជាតិដ៏អស្ចារ្យ Eridus ប្រាប់ថាគ្រូវេទមន្តខ្ចីធម្មពលពីអាចកំបាំងធម្មជាតិតាមរយៈការតាក់ទងជាមួយពួកវាដែលនេះហើយជាមូលដ្ឋានគ្រឹះនៃវេទមន្តដោយសារគាត់អាចឮសំឡេងរបស់ខ្យល់ហើយគ្រូរបស់គាត់ប្រាប់ថាវាដល់ពេលដែលត្រូវស្ដាប់សំឡេងអាចកំបាំងបន្ទាប់ទៀតហើយអ៊ីនបញ្ជាក់ថាគាត់ត្រៀមខ្លួនរួចរាល់ហើយចំណែក Eridus ក៏ប្រាប់ថាបេសកកម្មបន្ទាប់របស់គាត់គឺតាក់ទងនឹងទឹកអ៊ីនត្រូវបានទម្លាក់ចូលក្នុងទឹកហើយក្រោយពីស្ទើរតែលង់ស្លាប់គាត់ក៏អាចគ្រប់គ្រងវេទមន្តទឹកបានទៀតបន្ទាប់មក Eridus ប្រាប់ថាអ្វីដែលនៅសល់គឺវេទមន្តទឹកកកហើយមិនយូរប៉ុន្មានអ៊ីនក៏ធ្លាក់ចូលក្នុងតំបន់ទឹកកកស្ទើរតែស្លាប់ព្រោះភាពត្រជាក់
មកផ្លែសកក៏រៀនយល់ហើយ Readers បានសរសើរថាល្បឿនរៀនសូត្ររបស់គាត់ពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែអៀនតបលេងចេញប្រកួតអស់កម្លាំងខ្លាំងពេក ដោយមិនទុកពេលឲ្យសម្រាប់អេរីឌូប្រាប់គាត់ថាជំហានបន្ទាប់គឺត្រូវរៀនពីវេទមន្តភ្លើងម្ដង អៀនស្ទើរតែនំដាក់ខោពេលឈុននៅមុខភ្លើងដ៏ធំប៉ុន្តែក្រោយឆ្លងកាត់បទពិសោធន៍ចិត្តស្លាប់គាត់ក៏រៀនចេះវេទមន្តភ្លើង ពេលនេះគ្រូរបស់គាត់បានប្រាប់ថាចុងក្រោយគេគឺគាត់ត្រូវរៀនអំពីវេទមន្តដីអៀនត្រូវបានបញ្ជូនទៅក្នុងរូងភ្នំមួយហើយពេលកំពុងដើរគាត់ក៏ឮសំណួរផ្លែលេកាមួយក្នុងក្បាល ដោយសារស្ដាប់មិនយល់សោះគាត់ដឹងថាខ្លួនឯងគ្មានដងខាងវេទមន្តដីទេហើយគាត់ត្រូវការបទពិសោធន៍បន្ថែមពីការហ្វឹកហាត់ផ្សេងទៀត ភ្លាមនោះប្រទាំងប្រព័ន្ធក៏លោតចេញមកនៅពីមុខគាត់ដោយបង្ហាញថាគាត់មានបន្ទុកជំនាញបន្ថែមដើម្បីដំឡើងកម្រិតវេទមន្តរបស់គាត់ អ៊ីនពិតជាញាប់អើពេលដឹងថាអាចក្រាបទាំងជំនាញបានដែលនេះធ្វើឲ្យគាត់ខ្លាចជាអ្នកលេខបន្លំទៅហើយ ហើយនេះក៏សម្រេចចិត្តដំឡើងវេទមន្តដីតែម្ដងព្រោះគាត់មិនយល់សូម្បីតែមួយម៉ាត់អ្វីដែលវាកំពុងនិយាយធ្វើបែបនេះភ្លាមពន្លឺដល់ភ្លឺចាំងចាំងក៏លេចឡើងលើអេក្រង់ ពេលគ្រប់យ៉ាងស្ងប់ស្ងាត់ទីបំផុតគាត់អាចលឺវេទមន្តដីកំពុងតាក់ទងមកគាត់ អៀនសប្បាយចិត្តណាស់ដែលទីបំផុតបានចេះវេទមន្តដីហើយគាត់គិតថានេះជាពេលត្រូវចេញទៅប្រាប់គ្រូរបស់គាត់អំពីភាពជោគជ័យនេះភ្លាមនោះគាត់បានប្រើវេទមន្តភ្លើងដុតចន្លោះក្នុងដៃដើម្បីបំភ្លឺផ្លូវដែលគាត់ត្រូវដើរចេញទៅស្រាប់តែគាត់ឮសំឡេងក្នុងក្បាលថាវាស្អប់ពន្លឺខ្លាំងណាស់ដែលនេះធ្វើឲ្យអៀនភ្ញាក់ផ្អើលជាខ្លាំង គាត់សួរថាតើនេះជាវេទមន្តដីមែនទេតែសម្លេងនោះប្រាប់ថាមិនមែនទេវាបានបញ្ជាក់ថាខ្លួនគឺជាភាពងងឹត បន្តិចក្រោយមកអៀនរត់ចេញពីរូងភ្នំយ៉ាងរំភើបហើយប្រាប់គ្រូថាគាត់ជោគជ័យហើយ តែគាត់មិនគ្រាន់តែចេះវេទមន្តដីទេគាត់ថែមទាំងចេះវេទមន្តស្រមោលពីភាពងងឹតទៀត Eridus ញាក់ផ្លាយយ៉ាងខ្លាំងពេលឮបែបនេះព្រោះនាងមិនគួរឲ្យជឿថាអៀនអាចលូសំឡេងដ៏អៀនខ្មាស់របស់ភាពងងឹតសោះ អៀនអាចមើលឃើញទឹកមុខភ្ញាក់ផ្អើលរបស់គ្រូគាត់ហើយក៏សួរថាតើនាងមិនអីទេឬ Iridus គ្រាន់តែហៅឈ្មោះអៀនហើយប្រាប់ថាវាដល់ពេលត្រូវចុះពីលើភ្នំហើយ អ៊ីនសួរយ៉ាងរំភើបថាពួកគេនឹងត្រូវទៅណាបន្តប៉ុន្តែនាងឆ្លើយថាវាមិនដូចអ្វីដែលគាត់គិតឡើយ Eridus ប្រាប់ថាអត្តន័យពិតគឺពួកគេត្រូវបែកផ្លូវគ្នាហើយ នាងចង់ឲ្យទៅមួយហើយប្រាប់ថាគាត់ត្រូវទៅទីក្រុងខុននូលិកដើម្បីចូលរួមក្នុងសន្និសីទគ្រូវេទមន្តលំហពេលវេលា Eridus ប្រាប់ថាគាត់ច្បាស់ជាជួបគ្រូវេទមន្តលំហពេលវេលានៅទីនោះបើគាត់ពិតជាមាននិស្ស័យជាមួយវាមែន អៀនស្រឡាំងកាំងពេលឮបែបនេះព្រោះគាត់មិនគួរឲ្យជឿសោះថាគាត់ត្រូវរៀនវេទមន្តដ៏អស្ចារ្យនេះភ្លាមៗបែបនេះ ក្នុងចិត្តជ្រៅ Iridus សុខចិត្តលែងដៃគាត់ព្រោះនាងដឹងថាគាត់មានដងពីកំណើតជាមួយនឹងអាចកំបាំងទាំងនេះហើយបើការសន្និដ្ឋានរបស់នាងត្រឹមត្រូវ Ian ក៏ប្រកាសជាអាចគ្រប់គ្រងធម្មពលពេលវេលាបានដែរពេលរៀបចំចេញដំណើរ Eridus បានប្រាប់ Ian ឲ្យជួបនាងនៅ Dranhem ក្នុងរយៈពេល3ឆ្នាំទៀត បន្ទាប់មកអៀនធ្វើដំណើរទៅទីក្រុងសិទ្ធបំផុតព្រមទាំងគិតពីសន្និសីទវេទមន្តលំហពេលវេលានោះ ទោះគ្រូទម្លាក់ភារកិច្ចនេះមកឲ្យគាត់ភ្លាមៗក្តីតែគាត់មិនប្រកាន់ទេព្រោះគាត់ពិតជារំភើបដូចគ្នាពេលនោះគាត់ឮបរិសម្នាក់ស្រែកប្រកាសថាគេកំពុងរកអ្នកធ្វើដំណើរទៅភាគខាងជើងជាមួយគ្នា ដោយសារសន្និសីទគ្រូវេទមន្តលំហពេលវេលាស្ថិតនៅភាគខាងជើងហើយគាត់ក៏កំពុងទំនេរគាត់គិតថាគួរតែសាក់លបងទៅទីនោះសិន ក្រោយមកអៀននិងអ្នកធ្វើដំណើរទៅភាគខាងជុំក៏បានបោះជំរំសម្រាប់ពេលយប់ អ្នកដឹកនាំការធ្វើដំណើរនេះគឺ Rick ដែលជាប្រធានសមាគមពាណិជ្ជករ Reed Bitfoot រីកសួរអៀនថាតើនេះជាលើកទី1ឬអត់ដែលធ្វើដំណើរឡើងទៅជើងអៀនឆ្លើយថាមែនដោយសារមានធុរៈមិនទាន់ចូលមកភ្លាមៗឮដូច្នេះរីកក៏ដឹងភ្លាមថាអៀនមិនដឹងអីសោះពីភ្នំ Dragon Mountain នៅភ្នំទាំងនេះសម្បូរសត្វ Drake ណាស់ Rick សួរថាតើអៀនជាប្រយុទ្ធឬយ៉ាងហោចណាស់ក៏ចេះរត់ដែរឬទេ អៀនឆ្លើយថាគាត់មិនសូវជឿជាក់លើរឿងទាំងពីរនឹងទេព្រមទាំងឆ្ងល់ថាហេតុអីបានជាសុករីកមកអោបធ្វើស្និទ្ធស្នាលជាមួយគាត់យ៉ាងមិញ លឺហើយរីកភ្ញាក់រៃយ៉ាងខ្លាំងហើយថាឲ្យអ៊ីនថាពិតជាអត់ប្រយោជន៍មែនគាត់សួរពីអាជីពហើយអ៊ីនក៏ឆ្លើយទាំងភ័យថាខ្លួនគឺជាមេឃ គ្រាន់តែឮភ្លាមរីកក្រោកឈរទាំងហួសចិត្តហើយសួរអៀនថាតើគេនិយាយមែនឬក៏លេងសើច ដោយសារតែរីកនិយាយលឺពេកអ្នកផ្សេងទៀតក៏លឺដែរសូម្បីតែក្រុមទាហានស៊ីឈ្នួលក៏ស្រឡាំងកាំងគ្រប់គ្នាតែម្ដង អ៊ីអានឃើញទឹកមុខអ្នកគ្រប់គ្នាប្រែប្រួលភ្លាមៗហើយក៏សួរថាតើមានបញ្ហាអ្វីឬអត់ រីកប្រាប់ថាគ្មានរឿងអីធំដុំទេតែគាត់ចាប់ផ្ដើមហួចរបស់ឲ្យអៀនជាបន្តបន្ទាប់ចំណែកឯពួកទាហានស៊ីឈ្នួលវិញចាប់ផ្ដើមសើចំអកឲ្យអៀនដែលហ៊ាននិយាយថាខ្លួនជាមេឃពួកគេមិនជឿទេព្រោះគាត់មើលទៅស្គមកំប្រឹងពួកគេចំអកថាបើគាត់ហ៊ានអះអាងថាជាមេឃមែននោះណាក៏អាចនិយាយបានដែរ អៀនកំពុងតែឆ្លោតថាពួកនេះកើតអីបានជាមាននារីសក់ខៀវពាក់មួកកណាត់បិទបាំងមុខម្នាក់ដើរសំដៅមករកគាត់ នាងប្រាប់អៀនថាបើគាត់ពិតជាមេឃមែនគាត់ត្រូវតែបង្រៀនមេរៀនឲ្យពួកទាហានស៊ីឈ្នួលទាំងនោះដើម្បីឲ្យពួកគេបិទមាត់ អៀនសួរនាងថាវាមានន័យយ៉ាងម៉េចហើយនាងតបថាពួកទាហានស៊ីឈ្នួលចូលចិត្តមើងងាយគេឯងណាទោះបីជាគាត់ជាមេឃឬក៏អត់ក៏ដោយ និយាយរួមគឺគាត់ត្រូវបញ្ចេញធម្មពលឲ្យពួកគេឃើញថាគាត់មិនមែនមនុស្សទន់ខ្សោយទេទើបពួកគេលែងហ៊ានមើងងាយ ផ្ទុយទៅវិញពួកគេនឹងខ្លាចហើយការពារគាត់ពីមានរឿង EN ដឹងថានាងនិយាយត្រូវប៉ុន្តែគាត់មិនដឹងថាត្រូវធ្វើបែបណានោះទេ និយាយរួមគាត់មិនដែលចេះខឹងគេទេទើបគាត់នាងវង្វេងក្នុងស្ថានភាពនេះ ពេលលោកក៏កលេចឃើញទាហានស៊ីឈ្នួលម្នាក់កំពុងស្ដោះទឹកមាត់ដាក់ចានខ្លួនឯងរួចយកស្លឹកឈើមកដោះជូតពីលើ អៀនខឹងឆេវតែម្ដងហើយភ្លាមៗនោះដីក៏ចាប់ផ្ដើមរញ្ជួយដូចជាមានការរញ្ជួយដីអញ្ចឹង អាបងនោះភ័យស្លេកមុខពេលអៀនដើរសំដៅទៅសួរថាហេតុអីបានជាស្ដោះទឹកមាត់ដាក់ចានបែបនេះ ដោយញើសហូរស្រាក់ពេញមុខគេក៏អោនក្បាលសុំទោសអៀនយ៉ាងលឿន គេប្រាប់អៀនថាគេគ្រាន់តែចង់សម្អាតចានទេហើយអៀនក៏ស្រែកស្ដីឲ្យថាគួរតែយកទឹកមកលាងវិញទើបត្រូវ បរិះនោះប្រកាយទាំងភ័យថាទឹកគឺជារបស់កខ្វក់ហើយអៀនក៏សួរបកវិញថាគេចង់មានអីយ៉ាងម៉េចគេឆ្លើយថាទឹកមានលារបស់សត្វគ្រប់ដូចជាកំបោរភក់និងប៉ារ៉ាស៊ីតទើបគេមិនអាចលាងចានជាមួយទឹកបានទេគេប្រាប់ថាទឹកមាត់មានអនាម័យជាងទឹកទៅទៀតគ្រាន់តែលឺបែបនេះអៀនស្ទើរតែលប់ខួរទៅហើយអៀនស្មានមិនដល់សោះថាអនាម័យចំនួនយុគសម័យកណ្ដាលអន់ដល់ថ្នាក់នេះគាត់ស្ទើរតែទប់កំហឹងលែងជាប់ក៏បញ្ចេញថាមពលធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង
ទីបំផុតអៀនហាម៉ូតสั่งឲ្យពួកទាហានស៊ីឈ្នួលទាំងនោះទៅដងទឹកភ្លាមមួយរំពេចពួកគេប្រញាប់រត់ចុះទៅអូដើម្បីដងទឹកព្រោះមើលឃើញថាអ៊ីនកំពុងតែខឹងខ្លាំងប៉ុណ្ណាយប់ជ្រៅបន្តិចពួកទាហានស៊ីឈ្នួលនាំគ្នាដើររាវរកកាត់ព្រៃមើលទៅពួកគេកំពុងស្វែងរកនារីសក់ខៀវម្នាក់ឈ្មោះថាកាធី ស្រាប់តែពួកគេប្រទះឃើញខែភីកំពុងត្រូវពួកចៅចាប់ខ្លួនមិនទាន់តែបានតទល់ផងពួកគេក៏ត្រូវរងការបាញ់ប្រហារដោយព្រួយ ពួកទាហានស៊ីឈ្នួលដកអាវុធត្រៀមប្រយុទ្ធជាមួយពួកចៅហើយមិនយូរប៉ុន្មានការប្រយុទ្ធដកស៊ីសាច់ហុតឈាមក៏ផ្ទុះឡើង មេចៅដែលកំពុងលីខេស៊ីស្រាប់តែត្រូវនាងខាំមួយទំហឹងធ្វើឲ្យវារបូតដៃទម្លាក់នាងចុះដីខាស៊ីប្រញាប់ក្រោកឈរហើយបោលយកប្រាក់អាយុចេញពីទីនោះពេលក្រុមទាំងពីរកំពុងវាយតបគ្នាមេចៅស្រែកប្រាប់កូនចៅថាមុខសញ្ញាបានរត់គេចខ្លួនហើយនិងបញ្ជាឲ្យពួកវាទៅចាប់នាងមកវិញជាបន្ទាន់ញាក់មកអៀនវិញកំពុងដេកលក់ស្កប់ស្កល់ក្នុងតង់ស្រាប់តែថាមពន្ធងងឹតដាស់គាត់ឲ្យដឹងពីគ្រោះថ្នាក់ដែលកំពុងមកដល់ បន្ទាប់មករីក៏រត់ត្រន់ចូលក្នុងតង់ហើយប្រាប់ថាមានរឿងអាក្រក់កើតឡើងហើយ ពេលនោះពួកចៅបានវីសង្កត់លើទាហានស៊ីឈ្នួលរួចកាប់សម្លាប់ដោយគ្មានក្តីមេត្តា ខែធីកំពុងពួនសំងំពីក្រោយដើមឈើហើយនាងភ័យខ្លាចថាខ្លួននឹងត្រូវគេចាប់បានបើស្ថានភាពនៅតែបែបនេះទៀត ស្រាប់តែមានចាម្នាក់បានរកឃើញកន្លែងពូនរបស់នាងវាក៏យកដាវចង្អុលមុខនាងហើយកុំហុកឲ្យនាងក្រោកឈរបើមិនចង់ដាច់ដៃទៅនោះ ខាធីភ័យស្លន់ស្លូព្រោះពេលនេះនាងអស់ភ្លឺរត់ទៅហើយអាចៅនោះបំរុងនឹងធ្វើបាបនាងទៅហើយតែស្រាប់តែវាត្រូវបានគេវាយប៉ាំងទៅឆ្ងាយមួយសំពេច ខាធីងាកមកក្រោយដើម្បីមើលថានរណាជាអ្នកជួយនាងកាពិតទៅគឺជាអៀនសោះ អៀនប្រាប់នាងយ៉ាងជឿជាក់ឲ្យដើរតាមគាត់ហើយអ្នកដំណើរផ្សេងទៀតក៏ប្រញាប់មកចូលរួមដែរ ពេលនោះអៀនបញ្ជាថាមពលងងឹតគ្រប់ដណ្ដប់ធ្វើឲ្យពួកចៅខ្វាក់ភ្នែកពួកវាភ័យកលេងភ្លើងគប់បំភ្លឺតែនៅតែមិនអាចជួយអ្វីបានដដែលដោយឡែកអ៊ីអានអាចមើលឃើញក្នុងភាពងងឹតយ៉ាងច្បាស់ព្រោះគាត់កំពុងប្រើប្រាស់វិជាសមោល គាត់កំពុងនាំពួកគេរត់ស្រាប់តែចៅម្នាក់បំភ្លឺភ្លើងគប់ប្រទះឃើញពួកគេល្មម វារៀបនៅកាប់រីទៅហើយពេលនោះអៀនបានបញ្ជាភ្លើងឲ្យដុតគេអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅរំលីគេគ្មានសល់ អ្នកផ្សេងទៀតឃើញបែបនេះក៏ចាប់ផ្ដើមភ័យញាប់ញ័រពេញខ្លួនអៀនគិតថាពួកវានឹងខ្លាចរត់ចាត់ខ្ចាយអស់តែលទ្ធផលគឺផ្ទុយស្លាស់ គ្រាន់តែមេចៅដឹងថាពួកគេកំពុងត្រូវគ្រូវេទមន្តវិបហាភ្លាមវាក៏បញ្ជាកូនចៅឲ្យតាមប្រមាញ់គាត់ភ្លាម ស្រាប់តែសាត្រិកមួយលិចមុខមកលៀបត្របាក់ចៅម្នាក់បាត់ទៅគ្រប់គ្នាគាំងស្មារតីពេលឃើញបែបនេះសំបីអ៊ីអិនក៏មិនគួរឲ្យជឿភ្នែកខ្លួនឯងពេលឃើញសត្វចម្លែកដ៏កាចសាហាវនេះដែរ សត្វរែកញៀបមកប្រជុំមុខជាមួយមេចៅឯមេចៅនោះវិញក៏រត់បាត់ជើងសព្រាតដោយមិនគិតច្រើនឡើយ អៀននិងគ្រប់គ្នាកំពុងភ័យញ័រខ្លួនព្រោះសត្វនាគទើបតែលេចចេញមកកាត់មុខភ្លាម សូម្បីតែអៀនក៏រត់នឹកធ្វើអ្វីមិនចេញដែរគាត់គិតថាជីវិតរបស់ពួកគេចប់ត្រឹមនេះហើយ ភ្លាមនោះប្រព័ន្ធក៏លោប្រាប់ថាគាត់បានឃើញអដ្ឋកំបាំងបុរាណមួយហើយគាត់ទទួលបានជំនាញថ្មីគឺវេទមន្តក៏ហៅ វាគឺជាសមត្ថភាពដែលអនុញ្ញាតឲ្យគាត់អាចនិយាយនិងក៏ហៅសត្វចម្លែកអាចកំបាំងទាំងនោះបាន EN កំពុងតែវង្វេងព្រោះគាត់មិនទាន់ដឹងថាវាប្រាយ៉ាងម៉េចផងគាត់មិនចង់ជឿទេថាសត្វត្រេកដែលនៅពីមុខគាត់នេះគឺជាប្រភេទអាចកំបាំងដោយតែអ្វីដែលគាត់ធ្លាប់ជួបកន្លងមកដោយសារតែបែបនេះគាត់ក៏សម្រេចចិត្តសាកល្បងតាក់ទងជាមួយវាគាត់ស្រែកហៅសត្វត្រេកនោះតែវាគ្មានប្រតិកម្មឆ្លើយតបអ្វីបន្តិចសោះឡើយ ផ្ទុយទៅវិញត្រេកបែកជាស្រែកក្រហមយ៉ាងសាហាវធ្វើឲ្យអៀននិងអ្នកដំណើរកាន់តែភ័យ ទោះយ៉ាងណាអៀនបដិញ្ញាចិត្តឈរយ៉ាងរឹងមាំព្រោះគាត់មិនដែលត្រូវពួកអាចកំបាំងនេះក្បត់ឡើយ គាត់សាក់លបងស្រែកហៅឈ្មោះរបស់សត្វត្រែកនោះម្ដងទៀតដើម្បីបញ្ជាក់ប្រាប់ថាគាត់គឺជាមិត្តភក្តិទេ តែសត្វដីនៅតែមិនតបតសូម្បីតែគាត់ខំបញ្ចេញកាយវិការយ៉ាងណាក៏ដោយអ្នកដំណើរផ្សេងទៀតជឿជាក់លើអៀនយ៉ាងខ្លាំងតែក្នុងចិត្តគាត់វិញកំពុងភ័យស្លន់ស្លោព្រោះស្ដាប់សត្វត្រេកមិនយល់សោះ អៀនក៏សម្រេចចិត្តបង្កើនជំនាញដោយប្រើបន្ទុករបស់គាត់គាត់គិតថានឹងចាក់បញ្ចូលបន្ទុកទាំងអស់ទៅក្នុងវេទមន្តកក់ហៅនេះតែម្ដងទៅ គ្រាន់តែធ្វើបែបនេះភ្លាមប្រព័ន្ធក៏ប្រាប់ថាសមត្ថភាពកក់ហៅរបស់គាត់បានកើនឡើង ស្រាប់តែគាត់ឮសំឡេងសត្វត្រេកហើយក៏តបទៅវិញភ្លាមវាប្រាប់ឲ្យអៀននិយាយត្រង់ៗមកគុំធ្វើឲ្យខាត់ពេលយូរពេក ទូត្រេកកំពុងស្រែកកំហុសក៏ដោយក៏អៀននៅតែនិយាយយ៉ាងស្ងប់ស្ងាត់ថាគាត់គ្មានបំណងចង់ប្រយុទ្ធទេ Drake សើចចំអកឲ្យគាត់ហើយនិយាយថាមនុស្សធម្មតាដូចគាត់នេះមិនអាចមានសមត្ថភាពមកប្រយុទ្ធជាមួយវាបានឡើយ ហ៊ានទទួលស្គាល់ការពិតនេះដោយដឹងថាពួកគេនឹងចាញ់ជាក់ជាមិនខានបន្ទាប់មកត្រេកក៏សួរថាតើសម្ដីអំបញ្ញមិញនេះចង់ឲ្យវាជួយសង្គ្រោះគាត់មែនទេ វាបានសើចចំអកឲ្យអៀននិងក្រុមរបស់គាត់ថាការសម្លាប់មនុស្សដោយពួកគាត់គ្រាន់តែជារឿងកំពេចកំពុកប៉ុណ្ណោះ ពេលឮបែបនេះអៀនក៏ដកដង្ហើមធំធូរទ្រង់ព្រោះវាមានន័យថាពួកគេបានរួចផុតពីគ្រោះថ្នាក់ហើយ តែស្រាប់តែត្រេកប្រាប់គាត់ថាមានបញ្ហាធំមួយគឺពេលនេះវាកំពុងតែមានអារម្មណ៍មិនសូវល្អប្រហែលទេ សត្វត្រេកស្រែករហឹមម្ដងទៀតធ្វើឲ្យអ្នកដំណើរភ័យលុតជង្គង់ចុះចំណែកអៀនវិញកំពុងភ័យវិវក់មិនដឹងត្រូវធ្វើយ៉ាងណា អៀនគិតថាគាត់ត្រូវតែតស៊ូបន្តទៀតគាត់ក៏សួរសត្វត្រេកនោះថាតើមានរឿងអ្វីកើតឡើងបានជាធ្វើឲ្យវាខឹងបែបនេះ Drake សួរត្រឡប់ទៅវិញថាហេតុអីវាត្រូវប្រាប់រឿងនេះទៅគាត់អ៊ីអៀនតបវិញថាគាត់គ្រាន់តែចង់ដឹងក្រែងលោកអាចជួយអ្វីបានខ្លះតែ Drake ស្រែកកំហុសដាក់គាត់ថាគាត់ពិតជាឆ្លូវបឺខ្លាំងណាស់ វាប្រាប់ថាមនុស្សល្ងងខ្លៅមិនអាចជួយអ្វីបានទេបន្ទាប់មកអៀនសម្រេចចិត្តឈប់ប្រកែកហើយបញ្ចេញធម៌ពលរបស់គាត់ឲ្យត្រេកបានឃើញតែម្ដងទៅ គាត់បានបញ្ចេញថាម៉ូតូខ្យល់ពីពេញខ្លួនធ្វើឲ្យត្រេកភ្ញាក់ឲ្យយ៉ាងខ្លាំង អៀននិយាយថាគាត់គ្រាន់តែជាគ្រូវេទមន្តសាមញ្ញម្នាក់ដែលតាមស្វែងរកអត្តកំបាំងលើលោកទើបគាត់សង្ឃឹមថាអាចប្រើកម្លាំងបន្តិចបន្តួចនេះដើម្បីជួយត្រេកបាន ពេលតេទៀនចំណាប់អារម្មណ៍វាបានហើយអៀនក៏ដឹងថាវាដល់ពេលដែលត្រូវចរចាគ្នាហើយ អ៊ីនដកដង្ហើមធំដល់ក្តីធូរស្បើយពេលដឹងថាកំហឹងចង់សម្លាប់របស់ Drake បានបាត់ទៅហើយគឺមានន័យថាគាត់ផុតគ្រោះថ្នាក់ហើយ អ៊ីអានសម្រាប់ចិត្តថាត្រូវតែបង្ហាញសមត្ថភាពពិតឲ្យនាគនេះបានឃើញដើម្បីកុំឲ្យវាប្រើប្រាស់គាត់ឲ្យធ្វើរឿងមិនបានការអ្វីមួយភ្លាមនោះក៏កនឹកឃើញសម្ដីគ្រូគាត់ដែលប្រាប់ថាគាត់មិនអាចប្រើវេទមន្តដោយមិនទំនាក់ទំនងជាមួយអាចកំបាំងទាំងនោះឡើយ នេះហើយជាមូលហេតុដែលទំនាក់ទំនងជាមួយពួកអាចកំបាំងមានសារៈសំខាន់បំផុតនោះ Eridi បានប្រាប់គាត់ថាអត្តកំបាំងនីមួយៗសុទ្ធតែមានអត្តចរិតខុសៗគ្នាដូច្នេះ រឿងសំខាន់គឺគាត់ត្រូវយល់និងយកចិត្តទុកដាក់លើអារម្មណ៍របស់ពួកវា ពេលនោះអៀនក៏យល់ថាក្នុងនាមជាគ្រូវេទមន្តរឿងសំខាន់បំផុតគឺសិល្បៈនៃការចេះសម្របខ្លួន គ
គាត់ក៏សម្រេចចាត់សារលបងសំណាងដោយបើកមើលផ្ទាំងស្ថានភាពអៀនក៏ឃើញបច្ចេកទេសក៏ឲ្យកម្រិតខ្ពស់ដែលជាអ្វីដែលគាត់ត្រូវការពេលនេះតែម្ដងគាត់ចាប់ផ្ដើមអានវាហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ដឹងថាត្រូវតែយកស្រាឲ្យ Drake ផឹកហើយបើរាងកាយវាកាន់តែធំគឺត្រូវការស្រាកាន់តែខ្លាំងបន្ទាប់ពីយកស្រាឲ្យវាផឹកហើយគាត់ត្រូវតែនិយាយបញ្ចោយកចិត្តសត្វ Drake នោះឲ្យអស់ពីសមត្ថភាពអៀនពិតជាមិនចង់ជឿសោះថាគាត់ត្រូវធ្វើរឿងបែបនេះដែលវាខុសពីអត្តចរិតរបស់គាត់ស្រឡះតែម្ដងបន្ទាប់មកក៏សម្រេចចិត្តព្យាយាមយកចិត្តសត្វនេះ Drake នេះមុនគេសិនបើសង្ឃឹមថាបើគាត់ធ្វើបែបនេះវាអាចនឹងមានផ្លូវល្អសម្រាប់ដោះស្រាយបញ្ហាមួយនេះពេលនោះអៀនក៏ប្រាប់ទៅសត្វនាគ Drake ថាគាត់មានកាដូពិសេសមួយសម្រាប់វាហើយសួរថាតើអាចអនុញ្ញាតឲ្យគាត់យកកាដូនោះមកបង្ហាញបានឬអត់សត្វនាគ Drake ក៏ប្រាប់ឲ្យអៀនយកកាដូដែលគេអួតនោះមកឲ្យវាមើលផ្ទាល់ភ្នែកមកភ្លាមនោះអៀនក៏ងាកទៅបញ្ជារិកដោយប្រាប់ឲ្យគេរត់ទៅរទេះសេះមួយរំពេចដើម្បីយកស្រាដែលខ្លាំងជាងគេបំផុតរបស់ពួកគេមកទីនេះពេលដែលគេយកស្រាមកដល់មុខសត្វនាគ Drake វាមើលទៅមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេព្រោះវាគិតថានេះជារបស់កប៉ិកកប៉ុកដែលមិនស័ក្តិសមទាល់តែសោះប៉ុន្តែអៀនបានប្រាប់សត្វនាគ Drake ថានៅក្នុងពិភពមនុស្សយើងនេះរបស់ណាដែលកាន់តែមានបរិមាណតិចតួចគឺវាកាន់តែមានតម្លៃថ្លៃកប់ពពកតែម្ដងអៀនក៏ចាក់ស្រានោះចូលទៅក្នុងពែងដោយប្រុងប្រយ័ត្នរួចប្រាប់ឲ្យ Drake សាក់លបងក្រេតវាបន្តិចទៅមើលប៉ុន្តែសត្វកាយសាហាវមួយនេះបែរជាមានអារម្មណ៍ធុញថប់ហើយវាក៏ស្រែកកំហកដាក់អៀនដោយសួរថាតើគេកំពុងតែរៀបចំផែនការអាក្រក់អ្វីមួយដើម្បីប៉ងធ្វើបាបវាមែនទេទោះជាយ៉ាងណាអៀនបានធានាអះអាងប្រាប់ Drake ថាគាត់មិនមានបំណងអាក្រក់នោះទេហើយក៏ស្ម័គ្រចិត្តផឹកស្រានោះមួយក្អឹកដើម្បីបង្ហាញវាថាស្រានេះពិតជាមានសុវត្ថិភាពមែនអៀនក៏អុកស្រានោះចូលពោះហើយបន្ទាប់ពីគាត់ផឹករួចគាត់អាចយកសកម្មភាពនេះមកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ប្រាប់សត្វនាគថាភេសជ្ជៈមួយនេះគឺពិតជាមិនមានជាតិពុលនោះឡើយប៉ុន្តែគាត់ស្ទើរតែស្លាប់បាត់បង់ស្មារតីទៅហើយដោយសារតែកម្រិតជាតិអាល់កុលរបស់ស្រានោះវាខ្លាំងក្លាពេកពេលនោះ Drake ក៏ទទួលស្គាល់ថាវាមិនមានគ្រោះថ្នាក់អ្វីឡើយប៉ុន្តែក្នុងពេលជាមួយគ្នានោះវានៅតែមានអារម្មណ៍ថាមិនស្រួលចិត្តដដែលដោយសារតែក្លិនដ៏ស្អុយឈ្ងុយរបស់ស្រាមួយនេះប៉ុន្តែអៀននៅតែព្យាយាមបញ្ចុះបញ្ចូលឲ្យ Drake សាក់លបងភ្លក់វាសិនដោយធានាអះអាងប្រាប់វាថាវាច្បាស់ជានឹងពេញចិត្តរសជាតិមួយនេះមិនខានទីបំផុត Drake ក៏សម្រេចចិត្តភ្លក់ស្រានោះមួយកឹកហើយមុខរបស់វាក៏ប្រែជាក្រហមដោយក្តីរំភើបញាប់ញ័រយ៉ាងខ្លាំង Drake បានប្រាប់អៀនថាស្រានេះអាចនឹងមិនមានរសជាតិឆ្ងាញ់អស្ចារ្យទេប៉ុន្តែដោយហេតុផលមួយយ៉ាងវាក៏ធ្វើឲ្យគីញៀននឹងវាបានដែរយ៉ាងណាមិញអៀនបានទាញយកប្រយោជន៍ពីឱកាសនេះដោយប្រាប់ Drake ថាវាគួរតែផឹកបន្ថែមទៀតទៅព្រោះថារសជាតិវានឹងកាន់តែឆ្ងាញ់ជាងនេះទៅទៀតដោយដែលបានទីទុកមែនសត្វនាគ Drake កាន់តែផឹកកាន់តែលងនឹងរសជាតិស្រាតាមការពិត Drake បានផឹកអស់ជាង7ធុងទៅហើយប៉ុន្តែវានៅតែអាចឈប់បានយ៉ាងរឹងមាំដដែលដំបូងអៀនមានកម្រងធ្វើឲ្យ Drake ស្រវឹងរួចហើយក៏លួចរត់គេខ្លួនពេលវាដេកលក់ប៉ុន្តែពេលនេះគាត់គិតថាជំរឿសមួយនេះលែងអាចធ្វើទៅរួចទៀតហើយសត្វតែពេលនោះសត្វនាគ Drake ក៏បានទាញចំណាប់អារម្មណ៍របស់ EN ទៅកាន់សំណួរដែលគាត់បានសួរពីមុនថាហេតុអ្វីបានជាវាកំពុងតែមានអារម្មណ៍មិនល្អបែបនេះអៀនសម្លឹងមើលទៅ Drake ហើយក៏មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសុកវាក៏យល់ព្រមនិយាយរឿងនេះប្រាប់មកកាន់គាត់បន្ទាប់មក Drake ក៏ទម្លាយថាសម្បុករបស់វាគឺស្ថិតនៅទីតាំងមិនល្អហើយវាក៏ចង្អៀតខ្លាំងបើប្រៀបធៀបទៅនឹងសម្បុករបស់នាគផ្សេងៗទៀតទោះជាយ៉ាងណាក៏ដោយមិត្តស្រីរបស់វាតែងតែលួងលោមវាថាទីនេះគឺជាកន្លែងដ៏ស្ងប់ស្ងាត់និងគួរឲ្យចង់រស់នៅអ៊ីនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះព្រោះគាត់ស្ទើរតែមិនជឿទាល់តែសោះថាសត្វនាគ Drake ដែលមានមុខមាត់អាក្រក់អាក្រៃមួយនេះក៏មានមិត្តស្រីនឹងគេដែរ Drake ក៏និយាយទៀតថាវាមិនបានដឹងទាល់តែសោះថាអ្នកផ្សេងទៀតកំពុងតែលួចចំអកឲ្យមិត្តស្រីវានៅពីក្រោយខ្នងបែបនេះហើយដោយសារតែរឿងនេះហើយទើបធ្វើឲ្យវាមានអារម្មណ៍មិនល្អដែលបង្ខំចិត្តឲ្យវាសុំមិត្តស្រីបែកគ្នាទៅភ្លាមនោះសត្វនាគ Drake ក៏ស្រែកក្រហមឡើងយ៉ាងខ្លាំងដោយក្តីជឿចាប់ដែលសម្លេងនោះអាចដាស់អ្នកដំណើរផ្សេងទៀតឲ្យភ្ញាក់ពីដេកមុននឹងធ្វើឲ្យពួកគេសម្លាប់បាត់ស្មារតីទៅវិញម្ដងទៀតអៀនចាប់ផ្ដើមមានក្តីអាណិតដល់វាព្រោះតែទំហំនៃក្តីស្រឡាញ់របស់វាទៅកាន់សង្សារគឺវាមិនខុសពីមនុស្សយើងប៉ុណ្ណានោះទេស្រាប់តែពេលនោះអៀនក៏នឹកឃើញថាគាត់អាចទាញយកប្រយោជន៍ពីចំណុចខ្សោយមួយនេះបានបន្ទាប់មកអៀនក៏ក្រោកឈរឡើងហើយប្រាប់ទៅកាន់ Drake ថាគាត់អាចប្រើប្រាស់វេទមន្តរបស់គាត់ដើម្បីជួយជួសជុលសម្បុករបស់វាឡើងវិញបាន Drake ពិតជាមានការភ្ញាក់ផ្អើលណាស់ពេលឮថាអៀនស្ម័គ្រចិត្តជួយវាបែបនេះប៉ុន្តែអៀនក៏បានប្រាប់វាឲ្យដឹងមុនដែរថាវាត្រូវតែមានរបស់អ្វីមួយមកដោះដូរដើម្បីជាការតបស្នងវិញដូចគ្នាមួយសន្ទុះក្រោយមក Rick ក៏ភ្ញាក់ពីសន្លប់វិញពេលដែលគេឮសលេងអៀនគំរាមថានឹងកាច់ម្រាមដៃរបស់គេចោលដល់ពេលដែលពួកគេទាំងអស់គ្នាភ្ញាក់ឡើងពួកគេក៏ឃើញខ្លួនឯងកំពុងដេកនៅផ្នែកខាងក្រោយទៅតែដែលកំពុងតែទាញដោយអៀនទៅហើយពេលដែលពួកគេឈប់សម្រាក Cathy ក៏បានសួរអៀនថាតើសត្វនាគ Drake នោះបានត្រឡប់ទៅសម្បុករបស់វាវិញហើយឬនៅប៉ុន្តែគាត់ប្រាប់ពួកគេថា Drake កំពុងតែរងចាំពួកគេនៅឡើយទេ Rick មានអារម្មណ៍ភ័យស្លន់ស្លោយ៉ាងខ្លាំងហើយសួរថាតើ Drake កំពុងចាំនៅក្បែរនេះព្រោះតែវាចង់ស៊ីពួកគេជីចំណីមែនទេប៉ុន្តែអៀនបានប្រាប់ពួកគេដឹងថាតាមពិត Drake គឺកំពុងរងចាំគាត់ទេព្រោះគាត់បានធ្វើកិច្ចព្រមព្រៀងមួយជាមួយវាក្នុងលក្ខខណ្ឌដែលវាព្រមដោះលែងក្រុមអ្នកដំណើរ Cathy ពិតជាភ្ញាក់ផ្អើលណាស់ពេលឮបែបនេះព្រោះនាងមិនដឹងទាល់តែសោះថាកិច្ចព្រមព្រៀងដែលគេនិយាយនោះវាជារឿងអ្វីចំណែកឯអ្នកផ្សេងទៀតវិញគឺកំពុងតែអបអរសាទរទៅហើយដោយគិតថាគ្រូមិនអាគមម្នាក់នេះបានលះបង់ជីវិតដើម្បីជួយសង្គ្រោះពួកគេនោះនិយាយចំទៅអៀនបានប្រាប់ Drake ឲ្យវាដោះលែងក្រុមអ្នកដំណើរទាំងនេះដើម្បីជាការដោះដូរនិងការជួសជុលសម្បុករបស់វាមិនតដឹងអីស្រួលបួលផង Rick និងអ្នកផ្សេងទៀតក៏បានច្រៀងចម្រៀងមួយបទជូនទៅកាន់គាត់ពួកគេច្រៀងយ៉ាងអស់ពីពោះដោយរៀបរាប់ពីរបៀបដែល EN អាចផ្ដួលសត្វនាគ Drake បានពួកគេបានប្រែក្លាយ EN ទៅជាព្រះមួយអង្គដែលពួកគេត្រូវគោរពបូជានិងការពារជានិច្ចទៅហើយអៀនបានត្រឹមតែឈរឆ្ងល់ថាតើក្រុមមួយនេះកំពុងតែនិយាយយីពីរឿងអីឲ្យប្រកបទៅមុនពេលអៀនចាក់ចេញគាត់បានប្រាប់ពួកគេមិនឲ្យចេញដំណើរចោលគាត់ទេប៉ុន្តែបានជំរុញឲ្យពួកគេរៀបចំខ្លួនឲ្យហើយដើម្បីចេញដំណើរនៅពេលដែលគាត់ត្រឡប់មកវិញបន្ទាប់ពីគាត់ចាក់ចេញទៅក្រុមអ្នកដំណើរក៏ប្រមូលផ្ដុំគ្នាដើម្បីរាប់ចំនួនមនុស្សឡើងវិញប៉ុន្តែដោយមិនមានអ្នកណាចាប់អារម្មណ៍ Casey ក៏បានបាត់ខ្លួនឆឹងតែម្ដង
មិនយូរប្រហែលអៀនក៏បានមកដល់សម្បុករបស់ Drake ហើយសូម្បីតែគាត់ក៏មានអារម្មណ៍តក់ស្លុតផងដែរ Drake អាចមើលឃើញប្រតិកម្មនៅលើមុខរបស់គាត់ហើយវាក៏ស្រែកកំហុសដាក់គាត់ដោយប្រាប់គាត់ថាគាត់មិនអាចក្បត់ពាក្យសន្យាបាននោះទេប៉ុន្តែអៀនក៏បានប្រាប់វាវិញថាគាត់មិនមានបំណងចង់បោះបង់នោះទេអៀនគ្រាន់តែប្រាប់ថាគាត់កំពុងតែសង្កេតមើលពីស្ថានភាពនៅទីនេះសិនប៉ុណ្ណោះ តាមមើលទៅអៀនពិតជាហត់នឿយខ្លាំងណាស់ក្នុងការប្រើប្រាស់ភាសា Moronius នេះហើយគាត់គិតថាគាត់ត្រូវតែប្រញាប់ជួសជុលសម្បុកនេះឲ្យរួចរាល់ដើម្បីអាចទៅសម្រាកបាន បន្ទាប់មកអៀនក៏បានអំពាវនាវដល់វិញ្ញាណផែនដីដោយប្រាប់ថាគាត់មានរឿងចង់ពឹងពាក់បន្តិចប៉ុន្តែវិញ្ញាណផែនដីក៏ស្រែកកំហុសដាក់គាត់វិញដោយប្រាប់គាត់ថាវាកំពុងតែមិនមានអារម្មណ៍ល្អនោះទេ អៀនស្ទើរតែជឿទៅតែសោះថាវិញ្ញាណផែនដីកំពុងតែខឹងសម្បារនឹងគាត់បែបនេះសោះ ពេល Drake សួរអៀនថាការសន្ទនាជាមួយផែនដីទៅជាយ៉ាងណាអៀនប្រាប់ថានាងបដិសេធមិនព្រមនិយាយជាមួយគេទេ បន្តែគេក្រុងនឹងសុំផែនដីម្ដងទៀតពេលនាងអារម្មណ៍ល្អជាងនេះពេលលើបែបនេះ Drake ស្ទើរតែបោះបង់ការជួសជុលសម្បុកនេះទៅហើយដោយនិយាយថាអតីតសង្សារមិនមែនជាគូព្រេងរបស់ខ្លួនឡើយ បន្ទាប់មក Drake ក៏ណែនាំខ្លួនថាគេឈ្មោះ Longtail Drake ហើយក៏សុំអៀនធ្វើជាមិត្តភក្តិ អៀនយល់ព្រមហើយពេលពួកគេបង្កើតចំណងមិត្តភាពប្រព័ន្ធ system ក៏លោតប្រាប់ថាគេទទួលបានជំនាញថ្មីអាចក៏ហៅ Longtail បានដោយសារតែឥឡូវនេះពួកគេជាមិត្តនឹងគ្នាទោះវាជាដំណឹងល្អក៏ដោយតអៀនមិនសូវសប្បាយចិត្តប្រហែលដែរព្រោះគេមិនបានជួយធ្វើអ្វីសោះសម្រាប់មិត្តភក្តិម្នាក់នេះ ភ្លាមនោះ Longtail បង្ហាញបន្ទុកកំណត់របស់ខ្លួនដល់អៀនដែលពេញទៅដោយរបស់មានតម្លៃជាច្រើនហើយប្រាប់ឲ្យយកតាមចិត្តព្រោះពេលនេះពួកគេជាមិត្តភក្តិនឹងគ្នា អៀនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងចំនួនកំណត់ដ៏ច្រើននេះរួចគេនឹកឃើញគ្រូធ្លាប់ប្រាប់ថាពពួកនេះចូលចិត្តប្រមូលសន្សំរបស់មានតម្លៃខ្លាំងណាស់ ហើយដោយសារ Longtail ក៏មានខ្សែស្រឡាយជានៀបដែរនោះវាមិនចម្លែកទេដែលគេមានកំណត់ផ្ទាល់ខ្លួនបែបនេះ អៀនដើរទៅជិតគំនរត្បូងទាំងនោះហើយគិតថាបើផែនដីបានឃើញវានាងប្រកាសជាព្រមជួយគេជាក់ជាមិនខាន ភ្លាមនោះគំនិតមួយក៏លេចឡើងហើយគេសួរ Longtail ថាតើអាចឲ្យគេគូវាបន្តិចបន្តួចនៅលើដីនេះបានទេ បន្ទាប់មកអៀនក៏គូររង្វង់វេទមន្តលើដីដែលគ្រូរបស់គេធ្លាប់បានបង្រៀនគ្រូគេធ្លាប់ប្រាប់ថាបើវោមញៀនកំពុងងងងក់គ្រាន់តែដាក់របស់ថ្វាយនៅក្នុងរង្វង់វេទមន្តទៅគឺជាការស្រេច អៀនដាក់ត្បូងមកគ្របចំកណ្ដាលរង្វង់រួចហើយផែនដីម្ដងទៀតនាងក៏ឆ្លើយតបមកវិញតែមុនពេលនាងចាប់ផ្ដើមរអ៊ូទាំអៀនក៏ប្រាប់ឲ្យនាងធ្វើឲ្យជញ្ជាំងនេះរលោងស្អាត ដោយឃើញត្បូងដ៏ស្អាតនៅកណ្ដាលរង្វង់នោះផែនដីក៏យកព្រមធ្វើតាមការសុំរបស់គេភ្លាម គ្រាន់តែប្រើវេទមន្តផែនដីភ្លាមសម្បុកទាំងមូលត្រូវបានផ្លាស់ប្ដូរយ៉ាងស្អាតរហូតធ្វើឲ្យ Longtail កៀងនិយាយលេងចេញ តាមពិតទៅគេពិតជារំភើបនឹងភាពស្រស់ស្អាតមួយនេះយ៉ាងខ្លាំងរហូតដល់ថ្នាក់ចង់ស្រក់ទឹកភ្នែកទៅហើយ Longtail ឈប់ផ្លឹកនឹកស្មានមិនដល់ហើយគេក៏អរគុណអៀនសម្រាប់ការជួយនេះ Longtail និយាយថាពេលនេះគេអាចមើលថែគូព្រេងរបស់គេបានហើយទោះមានកូននៅទីនេះក៏ពួកគេមានសុវត្ថិភាពដែរស្រាប់តែពីនោះអៀនចាប់ផ្ដើមមានអារម្មណ៍ទន់ទាបអស់កម្លាំងហើយឈាមច្រមុះក៏ចាប់ផ្ដើមហូរចេញមក Longtail កំពុងតែសួរថាមានរឿងអ្វីកាត់ឡើងស្រាប់តែអៀនដួលទៅលើដីហើយសម្លបាត់ទៅ Longtail សួរទៅត្រកងអៀនទាំងស្រ័យប្រាប់កុំឲ្យគេកាត់អ្វីព្រោះគេមិនដឹងត្រូវធ្វើម៉េចទេខណៈកំពុងភ័យស្លន់ស្លោគេក៏ឮសំឡេង Cathy ហៅអៀនពីចម្ងាយ Longtail ស្ទុះទៅកាត់មុខហើយក្រហមដាក់ Cathy យ៉ាងកាច់សាហាវដោយគិតថានាងមកទីនេះដើម្បីធ្វើបាបអៀន ប៉ុន្តែ Cathy ព្យាយាមប្រាប់ឲ្យ Longtail រក្សាភាពស្ងប់ស្ងាត់ដោយប្រាប់ថានាងជាមិត្តភក្តិរបស់អៀនទេកុំស៊ីនាងអី ពេលលើបែបនេះ Longtail ក៏ស្ងប់អារម្មណ៍ហើយបើកផ្លូវឲ្យ Cathy ចូលទៅមើលអៀនបន្តិចក្រោយមកអៀនក៏ចាប់ផ្ដើមដឹងខ្លួនហើយរឿងដំបូងដែលគេនឹកឃើញគឺទូរស័ព្ទរបស់គេ គេនៅមិនទាន់ដឹងខ្លួនសរុបបួផងក៏លូកដៃទៅក្បែរខ្លួនដើម្បីស្ទាបរកមើលទូរស័ព្ទរបស់គេបាត់ទៅហើយ ដោយមិនដឹងខ្លួនគេកំពុងគេងលើផ្លូវ Cathy ហើយដៃគេក៏បានប៉ះដៃនាង គេចម្លែកចិត្តថាមិនបានទូរស័ព្ទគេទុនយ៉ាងនេះតែដោយមិនទាន់បើកភ្នែកគេក៏បន្តច្បាច់ដៃ Cathy ដោយគិតថាវាជាទូរស័ព្ទ រហូតតែសម្លេងរបស់ Cathy បើលើចូលទៅជាទើបគេដឹងខ្លួនថាគេមិនទាន់ត្រឡប់ទៅកាន់ពិភពលោកចាស់វិញទេ គេបាក់ភ្នែកឡើងក៏ឃើញខ្លួនឯងនៅលើផ្លូវ Cathy រួចគេក៏ប្រញាប់ក្រោកឈរឡើងយ៉ាងលឿន គេញាប់អាល់ពេលឃើញ Cathy នៅក្នុងសម្បុកនេះហើយសួរថានាងមកធ្វើអ្វីនៅទីនេះ ដោយសារ Cathy ឃើញរឿងគ្រប់យ៉ាងនាងក៏ប្រាប់ឲ្យគេតម្រៀកខ្លួនសិនព្រោះមើលទៅដូចជាខួរក្បាលគេនៅមិនទាន់ដើរស្រួលទេ ប៉ុន្តែអៀនបដិសេធហើយងើបឈរដោយគិតថាខ្លួនសន្លប់ព្រោះតែប្រើប្រាស់ធម្មពលកោះហៅខ្លាំងពេកកំឡុងពេលតាក់ទូជាមួយ Longtail មិញនេះ ភ្លាមនោះអៀនស្រាប់តែនឹកឃើញថា Cathy ប្រកាសជាឃើញរឿងអស់ទាំងនោះមិនខានដែលធ្វើឲ្យគេខ្មាស់អៀនស្ទើរស្លាប់ទៅហើយ រួចអៀនក៏សួររក Longtail ហើយ Cathy ប្រាប់ថាគេចេញទៅបាត់ទៅហើយអៀនគិតក្នុងចិត្តថាប្រហែលគេទៅជួបសង្សារបាត់ហើយរួចអៀនសុំទោសដែលធ្វើឲ្យ Cathy ពិបាកតែនាងថាមិនអីទេពេលនោះទើបអៀននឹកឃើញថាចុះមិនបាន Cathy អាចឆ្លងកាត់ Longtail ចូលមករកគេដល់ទីនេះបាន Cathy ប្រាប់ថានាងគ្រាន់តែនិយាយថាជាមិត្តភក្តិរបស់គេហើយ Longtail ក៏អនុញ្ញាតឲ្យចូលក្រោយពីជជែកគ្នារឿងចូលមកដល់ទីនេះរួចរាល់ Cathy ក៏ប្រាប់អៀនថាមានរឿងមួយនាងត្រូវប្រាប់គេ Cathy បង្ហើបថាការវាប្រហារយប់មិញគឺដោយសារតែគេនឹងហើយអ៊ីយ៉ិនភ្ញាក់ផ្អើលពេលឮបែបនេះហើយក៏ឆ្ងល់ថាតើនេះជាមូលហេតុដែលយប់មិញ Cathy ភ័យញាក់ខ្លួនខ្លាំងម្លេះមែនទេបន្ទាប់មកអៀនក៏សួរថាតើនាងត្រូវរើគ្នាជាមួយពួកចៅទាំងនោះមែនទេតែ Cathy ប្រកែកហើយសួរវិញថាតើមានកន្លែងណាខ្លះដែលមើលទៅនាងដូចជាចៅនោះអៀនតបវិញថាមុខនាងនេះហើយជាផុសតាំងព្រោះក្នុងរឿងប្រលំលោកភាគច្រើនមេចៅតែងតែជាមនុស្សស្រីដ៏ស្រស់ស្អាតបែបនេះឯងពេលនោះ Cathy សម្រេចចិត្តប្រាប់អត្តកំបាំងមួយដែលគេមិនដឹងគឺការពិតនាងមិនមែនឈ្មោះ Cathy នោះទេអ៊ីអិនមិនសូវភ្ញាក់ផ្អើលប្រមាណទេពេលឮបែបនេះហើយគេរងចាំស្ដាប់នាងនិយាយបន្តថាតាមពិតនាងគឺជាព្រះនាងរបស់ប្រទេសនេះ Cathy និយាយបន្តថាឈ្មោះពិតរបស់នាងគឺ Lucy មកពីត្រកូល Tyrion Lucy ប្រាប់ថាពួកចៅទាំងនោះតាមប្រមាញ់នាងព្រោះគូដណ្ដឹងរបស់នាងបានបញ្ជូនពួកវាមកចាប់ចម្រិតនាងផ្ទាល់តែម្ដងឮដូច្នេះអៀនគិតថានេះគ្រាន់តែជាចំនួនសង្សារធម្មតាប៉ុន្តែពេល Lucy ឃើញទឹកមុខរបស់គេនាងក៏ប្រញាប់ប្រាប់ថារឿងនេះមិនមែនដូចអ្វីដែលគេគិតឡើយ Lucy ប្រាប់ថានាងក្រុងនឹងរត់ទៅឲ្យឆ្ងាយបំផុតដើម្បីកុំឲ្យគូដណ្ដឹងរបស់នាងអាចតាមរកឃើញទៀត តែក្រោយហេតុការណ៍កាលពីយប់មិញនាងលែងហ៊ានរត់គេចខ្លួនតែម្នាក់ឯងទៀតហើយ ហេតុនេះទើបនាងអង្វរឲ្យអៀនជួយនាំនាងរត់គេចអៀនប្រាប់នាងឲ្យស្ងប់ចិត្តសិនពួកគេចង់ដឹងពីហេតុផល
គេសួរថាតើគូដិតដឹងរបស់នាងបានធ្វើរឿងអាក្រក់មកមួយមែនទេ នាងរៀបរាប់ថាត្រកូល Therion គឺជាគ្រួសារអភិជនបារ៉ុនដែលគ្រប់គ្រងតំបន់ Finian ប៉ុន្តែដោយសារខ្វះខាតអំណាចកងអសរិតការពីពួកគេតែងតែប្រឈមមុខនឹងគ្រោះថ្នាក់ពីសត្រូវខាងក្រៅជានិច្ច មើលតាមស្ថានភាពគ្រួសារបច្ចុប្បន្នពួកគេដឹងយ៉ាងច្បាស់ថានឹងត្រូវរលាយដោយសារសង្គ្រាមដណ្ដើមទឹកដីជាក់ជាមិនខានដើម្បីការពាររឿងនេះ គ្រួសារ Thailand បានភ្ជាប់ពាក្យនាងជាមួយនឹងអសរិតម្នាក់ដែលជាអតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួលព្រោះគេជាមេក្រុមដ៏មានឥទ្ធិពលបំផុតកាលនោះសត្រូវខាងក្រៅដែលប៉ងអាក្រក់មកលើគ្រួសារក៏ខយចុះដំបងឡើយអ្វីៗគ្រប់យ៉ាងហាក់ដូចជាល្អប្រសើរហើយសូម្បីតែគូដណ្ដឹងនាងក៏ពេញចិត្តនឹងតំណែងជាគុណប្រសាររបស់អភិជនឋានន្តរស័ក្តិបារ៉ូននេះដែរ ចុងក្រោយបរិះនោះចាប់ផ្ដើមប្រើអំណាចតំណែងនេះធ្វើបាបគេឯងហើយបង្កើតក្រុមស្រីស្នំដោយចាត់ទុកលូស៊ីត្រឹមតែជាមនុស្សល្ងងម្នាក់ប៉ុណ្ណោះ ពេលឪពុកម្ដាយនាងទ្រាំលេងបានពួកគេក៏សុំទាមទារលុបចោលការភ្ជាប់ពាក្យនេះភ្លាមប៉ុន្តែរឿងរ៉ាវកាន់តែអាក្រក់ពេលជននោះដាក់ថ្នាំបំពុលឪពុកម្ដាយនាងអៀនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮដល់ចំណុចនេះ លូស៊ីប្រាប់ថាបុរសនោះដឹងច្បាស់ថាបើការភ្ជាប់ពាក្យត្រូវបញ្ចប់គេនឹងបាត់បង់អំណាចទាំងអស់ទើបគេដាច់ចិត្តបំពុលឪពុកម្ដាយនាងនិងសម្លាប់អ្នកបម្រើបិទមាត់ចោលតែម្ដងពេលឮដូច្នេះអៀនដឹងភ្លាមថាពួកគេកំពុងជួបពួកមនុស្សថោកទាប លូស៊ីនិយាយថាអាមួយនោះអាចវាយគឺធំប៉ុណ្ណាក៏បានដែរប៉ុន្តែបើគ្មានការរៀបការជាមួយនាងទេគេត្រឹមតែជាជនសាមញ្ញម្នាក់ប៉ុណ្ណោះគេគ្មានសិទ្ធិទទួលមរតករបស់គ្រួសារនេះឡើយលូស៊ីបញ្ជាក់ថានេះជាមូលហេតុដែលនាងសុំឲ្យអ្នកបម្រើជួយនាងរត់គេចព្រោះនាងសុកចិត្តស្លាប់ក៏មិនព្រមរៀបការជាមួយអាមនុស្សថោកទាបនោះដែរប៉ុន្តែគេប្រកាសជាតាមប្រមាញ់នាងមិនឈប់ដើម្បីធានាថាពិធីអាពាហ៍ពិពាហ៍នេះប្រព្រឹត្តទៅបានហេតុនេះហើយទៅក្រៅពីស្ដាប់គ្រប់យ៉ាងចប់អៀនដឹងច្បាស់ថានេះជារឿងដ៏ធ្ងន់ធ្ងរមួយគេយល់ហើយថាហេតុអីបានជាការតទល់រឿងនេះតែម្នាក់ឯងជារឿងដ៏លំបាកបំផុតនោះ ផ្អែកតាមអ្វីដែលកំពុងកើតឡើងអៀនដឹងថារឿងរ៉ាវទាំងមូលនេះពិតជាស្មុគស្មាញមិនធម្មតាទេ អៀនពិតជាមិនអាចយល់ពីគំនិតរបស់ពួកអ្នកមានអំណាចក្នុងយុគសម័យបុរាណនេះសោះឡើយទាំងទឹកភ្នែករលីងរលោងលូស៊ីបានបញ្ជាក់ប្រាប់អៀនដោយយកកិត្តិយសរបស់ត្រកូល Therion មកធានាអៀនសួរទៅលូស៊ីថាហេតុអីបានជាជ្រើសរើសគេហើយក៏ចង់ដឹងដែរថាតើនាងនឹងធ្វើបែបណាបើសិនជាគេក្បត់នាងនោះលូស៊ីតបវិញថាអាមួយនោះវាជាមនុស្សថោកទាបណាស់ទោះបីជាគេយកនាងទៅលក់ឲ្យវាក៏វាត្រឹមតែឲ្យកាប់ប្រាក់បន្តិចបន្តួចទៅគេប៉ុណ្ណោះ ផ្ទុយទៅវិញនាងអាចផ្ដល់ឲ្យគេនៅអ្វីគ្រប់យ៉ាងដែលគេចង់បានលើបែបនេះអៀមក៏សួរនាងថាពាក្យថាគ្រប់យ៉ាងនោះមានន័យថាម៉េចឲ្យប្រកប លូស៊ីប្រាប់គេត្រង់ៗថានាងថែមទាំងអាចបកគលត្រកូល Therion ឲ្យគេទៀតផងបើសិនជាគេចង់បាន អៀនគិតរឿងនេះក្នុងចិត្តហើយដឹងថាគេប្រហែលជាអាចរៀបការជាមួយលូស៊ីទៀតផងព្រោះនាងហ៊ានឲ្យគេគ្រប់យ៉ាងទៅហើយសម្រាប់កូនកសិករដូចជាគេការបានរៀបការជាមួយអភិជនបែបនេះគឺជាឱកាសមាសដ៏កម្របំផុតក្នុងជីវិតប៉ុន្តែបើសិនជាត្រូវធ្វើបែបនេះមែននោះគេសួរខ្លួនឯងថាតើអនាគតជាគ្រូមន្តអាគមរបស់គេនឹងទៅជាយ៉ាងណាវិញ ក្នុងពេលជាមួយគ្នានេះគេក៏ដឹងដែរថាការរស់នៅជាអភិជននិងលូកដៃចូលក្នុងរឿងនយោបាយក៏មិនមែនជាជីវិតអាក្រក់អ្វីដែរ ប៉ុន្តែដោយសារតែគេបានកើតក្នុងពិភព fantasy ទៅហើយគេជឿថាវាប្រហែលជាល្អជាងបើសិនជាគេលះបង់ពេលវេលាដើម្បីក្លាយជាកំពូលគ្រូមន្តអាគមនោះ គេគិតយល់ថាតាមរយៈការជួយលូស៊ីពេលនេះគេច្បាស់ជាអាចទទួលបានបទពិសោធន៍បន្ថែមក្នុងនាមជាគ្រូមន្តអាគមមិនខានឡើយ លើពីនេះគេអាចរកលុយសម្រាប់ធ្វើដំណើរថែមទៀតប៉ុន្តែពេលនេះគេគ្រាន់តែត្រូវដេញពួកអ្នកតាមប្រមាញ់ឲ្យខ្ចាត់ខ្ចាយសិនទៅរឿងផ្សេងទៀតទុកឲ្យព្រហ្មលិខិតជាអ្នកចាត់ចែងចោះ បន្ទាប់មកអៀនក៏និយាយឡើងដោយប្រាប់លូស៊ីថានាងគួរតែទៅពឹងអ្នកប្រើដាវឲ្យជួយទៅវាល្អជាងព្រោះគ្រូមន្តអាគមមិនមែនជាអ្នកចម្បាំងនោះទេ លូស៊ីរៀបនឹងរនឹកពាក្យមកបញ្ចុះទៀតទៅហើយស្រាប់តែអៀនប្រាប់នាងថាដោយសារតែនាងព្រមបង់ថ្លៃឈ្នួលគេនឹងជួយនាងឲ្យរត់គេចខ្លួនបានប៉ុន្តែគេបានប្រាប់នាងទុកមុនថាទោះមានរឿងអ្វីកើតឡើងបន្ទាប់ពីនេះគឺនាងជាអ្នកទទួលខុសត្រូវខ្លួនឯងហើយគ្រាន់តែលើបែបនេះភ្លាមលូស៊ីក៏ខ្ទប់មុខយំយកតែម្ដងធ្វើឲ្យអៀនបីភ័យស្លន់ស្លោរកគិតអ្វីលែងឃើញគេព្យាយាមលួងលោមនាងឲ្យសួរថាតើគេនិយាយអ្វីខុសមែនទេព្រោះការពិតគេគ្រាន់តែចង់ជួយនាងប៉ុណ្ណោះប៉ុន្តែលូស៊ីក៏បកស្រាយប្រាប់វិញដោយអរគុណគេសម្រាប់គ្រប់យ៉ាងនាងផ្អែកក្បាលលើស្មារបស់គេហើយសម្រក់ទឹកភ្នែកយ៉ាងកំសត់ក្រោយពីអ្នកទាំងពីរនិយាយគ្នាចប់ពួកគេក៏ដើរចេញមកក្រៅហើយអៀនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញឡុងថែលកំពុងហាថ្ងៃត្រៀមខ្លួនទៅជួបសង្សារ ឡុងថែលសប្បាយចិត្តណាស់ពេលឃើញគេហើយក៏សួរនាំពីអាការៈរបស់គេអៀនបញ្ជាក់ប្រាប់ឡុងថែលថាគេមិនអីទេហើយប្រាប់ទៀតថាវាដល់ពេលដែលពួកគេត្រូវចុះពីលើភ្នំហើយព្រោះគ្រប់គ្នាកំពុងតែរងចាំអៀនបាននិយាយអរគុណដល់ឡុងថែលសម្រាប់កាដូដ៏ពិសេសនេះហើយឡុងថែលក៏បានតបវិញថាវាមិនមែនជារឿងធំដុំអ្វីនោះទេបន្ទាប់មកគេក៏បានប្រាប់ឲ្យអៀនឡើងជិះលើខ្នងរបស់ខ្លួនដើម្បីហោះជូនដំណើរទៅមុខទៀត អ៊ីនក៏លោតឡើងជិះលើខ្នងនេះព្រមទាំងនិយាយអរគុណសម្រាប់ការជួយយកអាសានេះភ្លាមនោះឡុងថែក៏ស្រែកហៅលូស៊ីឲ្យឡើងជិះជាមួយគ្នាដែរដោយសារតែនាងគឺជាមិត្តស្រីរបស់អ៊ីនអ៊ីនបញ្ជាក់ប្រាប់ឡុងថែភ្លាមថាគេកំពុងយល់ច្រឡំធំហើយពេលអ្នកទាំងពីរកំពុងជជែកគ្នាលូស៊ីឈោថ្មឹងធ្វើមុខលេងឡង់អត់យល់ថាពួកគេកំពុងនិយាយពីរឿងអ្វីឲ្យប្រកបទេបន្ទាប់មកអ៊ីនលូកដៃហៅនាងឲ្យឡើងមកពេលអ្នកទាំងពីរអង្គុយហើយឡុងថែក៏ហោះចេញយ៉ាងសប្បាយចិត្តសម្ដៅទៅរកក្រុមអ្នកធ្វើដំណើរផ្សេងទៀតងាកមកអ្នកធ្វើដំណើរផ្សេងទៀតឯនេះវិញកំពុងបញ្ចុះបញ្ចូលរីកឲ្យប្រញាប់ចាក់ចេញមុនពេលពួកចៅប្លន់សម្រុកមកទីនេះបន្ថែមទៀត រីកឈរមើលឈ្មួញពីរអ្នកកំពុងទាស់ទែងគ្នាថាតើពួកចៅហ៊ានសងំនៅក្បែរនេះឬក៏រត់គេចខ្លួនបាត់ស្រមោលទៅហើយតែពេលពួកគេសួរយោបល់ពីរីកគាត់គ្រាន់តែឆ្លើយតបថាពួកគេត្រូវតែរងចាំបរិវេទមន្តនោះសិនអ្នកដែលគ្រប់គ្រងគំនិតនេះពិតជាសប្បាយចិត្តចំណែកម្នាក់ទៀតគឺខឹងសម្បាយ៉ាងខ្លាំងរីកកំពុងរងចាំការត្រឡប់មកវិញរបស់អៀនព្រោះគាត់ជឿជាក់ថាគេមិនងាយស្លាប់ទេដោយសារមើលទៅអៀនមិនមែនជាអ្នកវីតាមុនអន់ឡើយពួកគេជឿគំនិតនេះរហូត10នាទីក្រោយមកទើបក្រុមចៅប្លន់ចូលវាយប្រហារពួកគេត្រូវចៅវាយចាស់ដៃរហូតរីនឹកស្ដាយក្រោយដែលមិនព្រមរត់គេចតាំងពីដំបូង មេខ្លងចោលប្លន់ស្រែកកំហុសឲ្យពួកគេជប់យំព្រមទាំងសន្យាថាវានឹងបញ្ចប់ជីវិតពួកគេឲ្យលឿនបំផុតរីកបានអង្បរមេចៅភ្នែកមកខាងនោះឲ្យបកគលក្មេងស្រីមកវិញរីកសួរត្រឡប់វិញថាតើវាមានន័យយ៉ាងម៉េចហើយមេចៅក៏បញ្យល់ថាមានក្មេងស្រីសក់ខៀវម្នាក់នៅជាមួយពួកគេដូច្នេះកុំមកបន្លំធ្វើល្ងងជាមួយវាឲ្យសោះ
ពេលនោះហើយទៅពួកគេដឹងខ្លួនថាពួកចៅកំពុងតាមចាប់លូស៊ី ពេលដែលពួកគេចាប់ផ្ដើមនាំគ្នាងាករកមើលលូស៊ីទៅពួកគេដឹងខ្លួនថានាងបានបាត់សមោទៅហើយមេចៅស្មានថាពួកគេកំពុងចំអកឲ្យខ្លួនក៏ស្ទុះទាញដាវបំរុងនឹងកាប់ប្រហារពួកគេចោលតែម្ដងតែភ្លាមនោះពួកគេក៏លេចឃើញអៀនពីចម្ងាយគ្រាន់តែឃើញអៀនធ្វើដំណើរមកដល់ភ្លាមក្រុមនេះដឹងច្បាស់ថាពួកគេរួចជីវិតហើយមេចៅឡើងដឹងឲ្យទាំងអស់រហូតដល់វាឃើញសត្វរិចមួយកំពុងហោះសំដៅមកជំនួសឲ្យការភ័យខ្លាចគ្រោះថ្នាក់នៅចំពោះមុខវាបែរជាសម្លឹងមើលលូស៊ីដែលកំពុងជិះលើក្នុងសត្វរិចទៅវិញ ទោះយ៉ាងណាពេលកូនចៅវាស្រែកប្រាប់ពីគ្រោះថ្នាក់នេះវាក៏ស្រែកបញ្ជាប្រាប់ពួកគេវិញឲ្យប្រញាប់រត់យកប្រាណ ក្រោយពេលចៅរត់បាត់រីប្រាប់លូស៊ីថានាងសំណាងហើយដែលនៅជាមួយអ្នកវេទមន្តម្នាក់នេះបើមិនចឹងទេចៅប្រកាសជាធ្វើបាបនាងមិនខានលូស៊ីស្ទើរតែមិនជឿថាបុរសម្នាក់នេះអាណិតនាងខណៈដែលគាត់ខ្លួនឯងមើលទៅដូចត្រូវគេវាយឡើងទាក់សាច់ទៅហើយឈ្មោះម្នាក់ក៏បានចោទជាសំណួរដ៏សំខាន់មួយសួរទៅមិត្តភក្តិគាត់ថាតើពួកចៅស្គាល់លូស៊ីបានយ៉ាងម៉េច មិត្តភក្តិគាត់ក៏យល់ស្របដល់និយាយថាវាពិតមែនព្រោះពួកវាដើររកលូស៊ីភ្លាមៗមកដល់ដែលនេះជារឿងអាក្រក់ខ្លាំងសម្រាប់មនុស្សមកពីវិហារប៉ាស៊ូការី ពេលអៀនលឺឈ្មោះនេះភ្លាមគេនឹកឃើញថាខានយូរណាស់ហើយដែលគេមិនបានឮរឿងអំពីវិហារនេះតាមមើលទៅសាសនានៅពិភពនេះគឺវិហារព្រះសុការីហើយច្បាប់គេហាមយកអ្នកជឿធ្វើជាទាសករដែលខាត់ តែពួកអ្នកជួញដូរមនុស្សនឹងឈ្មោះទាសករបានបោះបង់បំរាមទាំងនេះចោលយូរណាស់មកហើយ អៀនពិតជាភ្ញាក់ផ្អើលពេលឃើញអ្នកវេទមន្តនិងសត្វព្រៃធំប៉ុណ្ណឹងហើយពួកវានៅតែតាមចាប់លូស៊ីទៀតនេះបញ្ជាក់ថាពួកវារឿងរូបមិនធម្មតាទេ ពេលនោះទើបគេដឹងថាស្ថានភាពកំពុងតែដុនដាបហើយបើនៅបន្តបែបនេះទៀតពួកចៅប្រកាសជាតាមទាន់នាងមិនខានឡើយ បន្ទាប់មកអៀនបានសុំឲ្យឡុងថែលជួយការងារមួយឡុងថែលយល់ព្រមយ៉ាងម៉ឺងម៉ាត់ហើយអៀនក៏ប្រាប់ឲ្យគេដេញពួកចៅប្លន់នោះឲ្យឆ្ងាយ តាមពិតទៅបើចាំបាច់គេប្រាប់ឲ្យឡងថែសម្រាប់ពួកចៅនោះចោលតែម្ដងក៏បានដែរ ឡុងថែលយកព្រមជួយយ៉ាងសប្បាយចិត្តព្រោះនេះជាសំណាពីមិត្តភក្តិដោយមិនបងអង្គយូរឡុងថែលក៏ហោះប្រដេញតាមពួកចៅភ្លាម ទោះជាអៀនមិនចង់សម្លាប់ពួកចៅក៏ពិតមែនតែគេដឹងថានេះគឺជាពិភពវេទមន្តបុរាណដែលការសម្លាប់គ្នាជារឿងសាមញ្ញបំផុតទៅហើយ គេដឹងច្បាស់ថាគេត្រូវតែផ្លាស់ប្ដូរបើចង់បន្តរស់រាននៅក្នុងពិភពលោកមួយនេះដែរ ស្រាប់តែក្បាលគេចាប់ផ្ដើមវិលមុខហើយក៏គិតថាខ្លួនឯងប្រហែលជាប្រើភាសាចម្លែកនោះច្រើនពេកទៀតហើយ គេទុកបាទាំងជីចាប់ខណៈលូស៊ីចាប់គ្រាគេដោយប្រាប់ឲ្យប្រយ័ត្នព្រោះមើលទៅគេដូចជាកំពុងបង្ខំខ្លួនឯងខ្លាំងពេកហើយ តែអៀនអះអាងថាគេមិនអីទេពេលអ្នកទាំងពីរកំពុងជជែកគ្នារីក៏ក្រឡេកឃើញហើយលួចគិតភ្លាមថាពួកគេកំពុងតាក់ទងគ្នាជាសង្សារ បើតែក្រោយមកក្រុមនេះក៏បន្តដំណើរទៅមុខទៀតចំណែកអៀនសម្រាប់នៅខាងក្រោយរទេះដើម្បីស្ដារកម្លាំងឡើងវិញ គួរឲ្យភ្ញាក់ផ្អើលគេទទួលបានសារលោតប្រាប់គ្រប់ពេលដែលឡុងថែលសម្លាប់សត្រូវបានម្នាក់ អៀនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញរឿងនេះងាយស្រួលដល់ថ្នាក់ហ្នឹងតែក៏រៀងអន់ចិត្តដែរដែលមិនអាចហៅឡុងថែលចេញមកបាន ស្រាប់តែឡុងថែលតាក់ទងមកប្រាប់ថាវាបានដេញពួកចៅចេញឆាក់ឆែអស់ហើយចំណែកអៀនក៏អរគុណវាខ្លាំងណាស់ដែលបានជួយ ឡុងថែលតបថាគេពិតជាសប្បាយចិត្តឲ្យតែអាចជួយធ្វើឲ្យមិត្តភក្តិសប្បាយចិត្តដែរឡុងថែលសួរថាអៀនចង់ចាក់ចេញហើយមែនទេហើយអៀនក៏ឆ្លើយថាមែនអៀនប្រាប់ថាវាគួរឲ្យស្ដាយតែដល់ពេលដែលពួកគេត្រូវលាគ្នាហើយ តាមពិតឡុងថែលមិនអាចចេញពីតំបន់ភ្នំនេះទេហើយអៀនក៏ស្ដាយដែលពួកគេអាចនឹងលែងបានជួបគ្នាទៀត មុនមកចប់ការសន្ទនាឡុងថែលក៏សួរគេថាតើចាប់អារម្មណ៍លើរឿងអាថ៌កំបាំងរបស់សត្វហ្វីនិកដែរឬអត់ បន្តិចក្រោយមកពួកគេបានធ្វើដំណើរមកដល់ទីក្រុង Riverville ប៉ុន្តែពេលនេះអៀនកំពុងតែវង្វេងស្មារតីគិតដល់រឿងដែលឡុងថែលបានប្រាប់គាត់ តាមតែដឹងឡុងថែលបានប្រាប់គាត់ថាមានសត្វហ្វូនិកទឹកកករស់នៅលើភ្នំភាគខាងជើងដូច្នេះហើយគេក៏បានជំរុញឲ្យអៀនសាក់លបងទៅទីនោះដើម្បីមើលឲ្យឃើញផ្ទាល់ភ្នែក តាមអ្វីដែលអៀនដឹងអំពីសត្វហ្វូនិកនេះគឺវាជាសត្វបក្សីដែលមិនចេះបាត់បង់រូបរាងឡើយសូម្បីតែពេលវាស្លាប់ក៏ដោយនិយាយឲ្យចំទៅវាមិនមែនត្រឹមតែជាបក្សីភ្លើងដោយដែលគ្រប់គ្នាធ្លាប់បានស្គាល់នៅក្នុងពិភពលោកមួយទៀតរបស់គាត់នោះទេ ជាទូទៅហ្វូនិកគឺជាសត្វបក្សីដែលអាចផ្លាស់ប្ដូររូបរាងរបស់វាទៅតាមស្ថានភាពបរិស្ថានជុំវិញខ្លួនមិនថាជាទឹកកកខ្យល់ថ្មនិងកន្លែងផ្សេងៗទៀតនោះទេ គេស្គាល់ថាវាជាសត្វចម្លែកដែលមានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងបរិស្ថានជុំវិញ រឿងនេះធ្វើឲ្យអៀនឆ្ងល់ថាតើគាត់ពិតជាអាចកោះហៅសត្វហ្វូនិកនោះបានមែនឬក៏អត់ ដោយសារតែពួកគេបានធ្វើដំណើរមកដល់គោលដៅហើយរីកក៏បានដើរសម្ដៅមករកអ៊ីយ៉ិនព្រមទាំងប្រាប់ថាពួកគេមានគម្រោងចង់ទៅជួបម្ចាស់ទឹកដីប្រចាំតំបន់នេះហើយគេក៏ចង់ដឹងថាតើគាត់ចង់ទៅជាមួយពួកគេដែរឬក៏អត់អ៊ីយ៉ិនឈប់គិតមួយសន្ទុះទើបយល់ថាដើម្បីឲ្យលូស៊ីអាចគេចខ្លួនបានដោយសុវត្ថិភាពវាជាការល្អបំផុតដែលនាងមិនត្រូវធ្វើឲ្យមានការចាប់អារម្មណ៍ពីមនុស្សមានអំណាចខ្ពស់ដូចជាម្ចាស់ទីក្រុងនោះទេរីកបានបញ្ចុះបញ្ចូលឲ្យលូស៊ីទៅជាមួយពួកគេព្រោះថានាងក៏គ្មានកន្លែងណាផ្សេងធ្វើទៅទៀតដែរប៉ុន្តែអ៊ីនបានចូលមកខ្វាត់ដោយប្រាប់ពួកគេថាគាត់និងលូស៊ីនឹងស្នាក់នៅសម្រាប់សិនមុនពេលបន្តដំណើរពួកគេទៅមុខទៀត ក្រុមទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឮបែបនេះហើយលូស៊ីក៏ធ្វើជាយល់ព្រមដោយដាក់ក្បាលផ្អែកលើស្មារបស់អៀនដើម្បីឲ្យពួកគេជឿលើរឿងនេះឃើញបែបនេះរីកក៏ផ្ទុះសំណាយយ៉ាងខ្លាំងព្រោះគេគិតថាការសង្ស័យរបស់គេគឺជារឿងពិតដែលថាអ្នកទាំងពីរនេះកំពុងតែតាក់ទងគ្នាពេលរីកនិងអ្នកផ្សេងទៀតដើរចេញបាត់លូស៊ីក៏សួរអៀនថាហេតុអីបានជាគាត់និយាយពាក្យគួរសមជាមួយអ្នកភូមិធម្មតាបែបនេះអៀនក៏តបវិញថាគាត់ក៏ជាមនុស្សធម្មតាដែរព្រោះគាត់គ្រាន់តែជាកូនកសិករម្នាក់ប៉ុណ្ណោះ បន្ទាប់មកលូស៊ីក៏រំលឹកគាត់ថាពេលនេះគាត់គឺជាគ្រូមន្តអាគមទៅហើយប៉ុន្តែអៀនឆ្លើយតបថាគាត់ជ្រើសរើសផ្លូវមួយនេះក៏ដោយសារតែលោកគ្រូរបស់គាត់បានធ្វើបែបនេះដូចគ្នានិយាយជារួមគាត់គ្រាន់តែចង់យកគំរូតាមលោកគ្រូរបស់គាត់ដែលជាមនុស្សរុះរេរាក់ទាក់និងមានអាកប្បកិរិយាគួរសមប៉ុណ្ណោះអៀនសួរលូស៊ីពីគម្រោងបន្ទាប់របស់នាងហើយនាងប្រាប់ថានាងចង់ទៅជួបលោកខោនទីណាដែលត្រូវជាពូបង្កើតខាងម្ដាយរបស់នាងលូស៊ីពិតជាមានទំនុកចិត្តថាពូរបស់នាងច្បាស់ជានឹងជួយនាងនៅពេលដែលនាងបញ្យល់ពីស្ថានភាពនេះប្រាប់គាត់រួចរាល់អៀនបញ្ជាក់ប្រាប់ថាវាមើលទៅដូចជាម្ដាយរបស់នាងនិងលោកខោនោះពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ហើយលូស៊ីក៏យល់ស្របតាមអ្វីដែលគាត់បាននិយាយផងដែរទោះជាយ៉ាងណាក៏ដោយភាពស្ទាក់ស្ទើររបស់លូស៊ីធ្វើឲ្យអៀនគិតថាពូម្នាក់នោះប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេបន្ទាប់មកគាត់សួរលូស៊ីថាតើមានអ្នកណាទៀតទេដែលនាងអាចទុកចិត្តបានក្រៅពីពូរបស់នាង
ឮបែបនេះនាងស្រែកដាក់គាត់ឲ្យសួរថាតើគាត់ពិតជាសង្ស័យលើពូរបស់នាងមែនទេ Lucy អាងយ៉ាងច្បាស់ថាពូរបស់នាងគឺជាមនុស្សដែលគួរឲ្យទុកចិត្តបំផុតនៅលើโลกនេះ អៀនមានការភ្ញាក់ផ្អើលដែលឃើញនាងចេញមុខការពារពូរបស់នាងខ្លាំងបែបនេះទើបគាត់សន្និដ្ឋានថាពូរបស់នាងពិតជាមនុស្សល្អមែន Lucy និយាយថាពូរបស់នាងនៅតែល្អជាងនរណាម្នាក់ដែលនាងមិនស្គាល់សោះព្រោះអ្នកផ្សេងទៀតច្បាស់ជាព្យាយាមចង់រៀបការជាមួយនាងមិនខានបន្ទាប់មក Lucy ក៏បដូរសាច់រឿងទៅម្ខាងទៀតដោយនិយាយថានាងនឹងមិនប្រកាន់ទេប្រសិនបើមានមនុស្សដូចជាអៀនសុំនាងរៀបការ ទោះជាយ៉ាងណាក៏ដោយអៀនបានបញ្ជាក់ប្រាប់នាងថាកិច្ចសន្យារបស់ពួកគេនឹងត្រូវបញ្ចប់នៅពេលដែលពួកគេបានជួប Contina Lucy ស្ដីបន្ទោសគាត់ហើយប្រាប់ថាគាត់ពិតជាចិត្តអាក្រក់ណាស់ដែលហ៊ានបដិសេធខណៈពេលដែលមានអភិជនម្នាក់សុំគាត់រៀបការទៅហើយ EN កាន់តែបន្ថែមការជិះចាប់ដល់នាងទៀតដោយនិយាយត្រង់ៗថានៅខាងក្រៅមានមនុស្សស្រីជាច្រើនអ្នកទៀតក្រៅពីនាងរឿងនេះធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំងហើយនាងក៏ដើរចេញទាំងកំហឹងព្រមទាំងនិយាយថា EN គឺជាមនុស្សដែលអាក្រក់បំផុត បន្តិចក្រោយមកពួកគេបានធ្វើដំណើរមកដល់ផ្ទះសំណាក់ហើយអៀនក៏ប្រាប់អ្នកបម្រើនៅទីនោះថាគាត់ចង់ស្នាក់នៅទីនេះចំនួន2 យប់ លើសពីនេះគាត់ក៏ចង់ប្រើកន្លែងងូតទឹកដែរហើយគាត់បានហុចថង់មាសមួយស្បោងទៅឲ្យអ្នកបម្រើនោះព្រមទាំងសួរថាតើចំនួនប៉ុណ្ណេះគ្រប់គ្រាន់ដែរឬទេ ជាមួយនឹងស្នាមញញឹមនៅលើមុខនាងប្រាប់អៀនយ៉ាងច្បាស់ថាចំនួននេះគឺលើសពីគ្រប់គ្រាន់ទៅទៀតហើយនាងក៏ប្រញាប់ទៅរៀបចំបន្ទប់សម្រាប់គាត់ភ្លាមៗតែម្ដង បន្ទាប់មកអ្នកបម្រើក៏សួរអៀនថាតើ Lucy ចង់ងូតទឹកដែរឬទេស្រាប់តែ Lucy ស្រ័យបដិសេធទាំងអារម្មណ៍អៀនខ្មាស់ថានាងមិនងូតទេអៀនសួរទៅនាងវិញថាតើនាងបដិសេធបែបនេះដោយសារតែនាងគិតថាទឹកនៅទីនេះអាចនឹងកខ្វក់មែនទេចំណែកឯ Lucy ក៏ឆ្លើយថាវាក៏ជាផ្នែកមួយក្នុងចំណោមហេតុផលផ្សេងទៀតដែរ Lucy សួរទៅគាត់វិញថាតើនាងពិតជាត្រូវនិយាយរឿងនេះចេញមកក្រៅមែនទេចំណែកអៀនវិញបានត្រឹមតែសម្លឹងមើលនាងក្នុងភាពច្របូកច្របល់តែប៉ុណ្ណោះដោយសារតែគាត់មិនយល់តតែសោះថាតើនាងកំពុងតែចង់និយាយពីអ្វីទីបំផុតអៀនយល់ហើយថាបញ្ហាវាស្ថិតនៅត្រង់ណា គាត់ដឹងថាកន្លែងងូតទឹកនេះគឺជាកន្លែងបើកចំហនៅខាងក្រៅដូច្នេះក៏ប្រញាប់ប្រាប់ Lucy ថានាងមិនបាច់ទៅជាមួយគាត់ទេដោយគាត់នឹងទៅងូតទឹកតែម្នាក់ឯងបានហើយភ្លាមៗនោះអៀនក៏សង្កេតឃើញថាមានក្រុមបរិសុទ្ធគួរឲ្យសង្ស័យមួយក្រុមនៅក្នុងបន្ទប់ហើយពួកគេកំពុងតែនាំគ្នាសម្លឹងមើលមក Lucy កាន់តែញឹកញាប់គាត់ក៏ប្រញាប់ប្រាប់នាងឲ្យពាក់អាវក្រៅបិទបាំងរាងកាយភ្លាម ជីជៀនធ្វើតាមការណែនាំនាងបែរជាចង់ឆ្លោះជាមួយគាត់ដែលហ៊ានហៅឈ្មោះពិតរបស់នាងទៅវិញប៉ុន្តែអៀនមិនខ្វល់ច្រើនក៏បង្ខំឲ្យនាងពាក់អាវក្រៅនេះដើម្បីបិទបាំងមុខរបស់នាងឲ្យជិតដោយប្រាប់នាងថារឿងនេះពិតជាគួរឲ្យធុញណាស់ ទោះជាយ៉ាងណាក៏ដោយក្រុមជនសង្ស័យទាំងនោះបានឃើញផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងយ៉ាងច្បាស់ទៅហើយពួកគេក៏កំពុងសម្លឹងរកមើលឱកាសដើម្បីសប្បាយជាមួយនាងផងដែរពួកមនុស្សប្រុសទាំងនោះបានចាប់ផ្ដើមខ្សឹបខ្សៀវគ្នានិយាយពីសម្រស់ដ៏ស្រស់ស្អាតរបស់ Lucy យ៉ាងពេញមាត់ ពួកគេថែមទាំងប្រៀបធៀបសម្រស់របស់នាងទៅនឹងទេពធីតាទៀតផងហើយពួកគេជឿថានាងពិតជាទន់ខ្សោយណាស់ព្រោះមានត្រឹមតែក្មេងប្រុសស្គមស្កាំងម្នាក់ប៉ុណ្ណោះនៅជាមួយ ពួកគេមានគម្រោងចង់ចាប់ចម្រិតនាងដើម្បីយកនាងទៅសប្បាយជាមួយគ្នាតែម្ដង ហើយដោយសារតែមើលទៅអៀននិង Lucy ប្រហែលជាមិនស្នាក់នៅទីនេះយូរទេក្រុមនេះក៏សម្រេចចិត្តថាពួកគេត្រូវតែចាប់ចម្រិតនាងនៅថ្ងៃនេះតែម្ដង ក្នុងពេលជាមួយគ្នានោះរីកំពុងជួបម្ចាស់ទីក្រុងឈ្មោះ Baron Coles ដើម្បីនិយាយពីរឿងចំនួននៅក្នុងក្រុង Coles បានព្រមានរីកុំឲ្យបង្កបញ្ហាអីហើយរីក៏ធានាយ៉ាងច្បាស់ថាគេនឹងមិនបង្កើតរឿងនោះទេ ពេលនោះរីកនឹកឃើញភ្លាមថាបើគេអាចយកចិត្ត Baron បានគេប្រកាសជាអាចស្នាក់នៅក្នុងបន្ទាយនេះយូរមិនខាន គេក៏នឹកឃើញគំនិតមួយភ្លាមគឺយករឿងរបស់ EN ទៅប្រាប់ម្ចាស់ទីក្រុងដើម្បីលួចយកមកមាត់បន្ទាប់មករីកប្រាប់ខាល់ថាគេមានរឿងសំខាន់ចង់រៀបការហើយម្ចាស់ទីក្រុងក៏សួរថាវាជារឿងអ្វី រីកធ្វើជានិយាយថាតាមពិតវាជាការសម្ងាត់ទេតែដោយសារគេគោរពម្ចាស់ទីក្រុងខ្លាំងពេកទើបសម្រេចចិត្តលួចប្រាប់ គេលួចទម្លាយថាពេលកំពុងធ្វើដំណើរគេបានជួបគ្រូមន្តអាគមម្នាក់ដែលបានសម្លាប់ពួកចៅដើម្បីជួយសង្គ្រោះពួកគេ រីកអូពីអៀនឡើងដោយព្រះទៅហើយដែលធ្វើឲ្យខាល់ចាប់ដើមភ័យញ័រខ្លួនរីកបន្តទៀតថាពេលនេះអៀនកំពុងស្នាក់នៅផ្ទះសំណាក់ក្នុងក្រុងឬភ្លាមខោកភ័យស្លន់ស្លោហើយស្រែកសួរថាគេចង់មានន័យថាម៉េចឲ្យប្រកាស និយាយរួមខោស្ខ្លាច់ថាបើគ្រូមន្តអាគមនោះខឹងហើយហៅនាគមកបំផ្លាញទីក្រុងនោះវិនិច្ឆ័យអស់ហើយមើលទៅអាចនឹងរលាយទាំងតំបន់នេះមិនខានទេ រឿងកាន់តែយ៉ាប់ជាងនេះទៅទៀតគឺមានក្រុមមនុស្សឈួតលីលាកំពុងស្នាក់នៅទីនេះស្រាប់ដែលនោះគឺក្រុមអាសវិន Santiago Night ក្រុមអាសវិននេះកាន់អាវុធដើម្បីបម្រើព្រះជាម្ចាស់និយាយឲ្យស្រួលស្ដាប់ទៅពួកគេគឺជាព្រះសង្ឃដែលចេះវាយតបអញ្ចឹងតែជំនួសឲ្យការធ្វើសង្គ្រាមពួកគេតាមប្រមាញ់បិសាចនិងតាំងខ្លួនជាអ្នកការពារមនុស្សជាតិទៅវិញ ខលបារម្ភថារឿងធំច្បាស់ជាកើតឡើងមិនខានបើគ្រូមន្តអាគមនោះត្រូវប៉ះគ្នាជាមួយពួកអាសវិនទាំងនេះដល់ក្តីភ័យខ្លាចខលប្រញាប់ហៅមេបញ្ជាការឲ្យរៀបចំបន្ទុកមួយឲ្យរីកហើយបញ្ជាឲ្យកោះហៅពួកអាសវិន Santiago មកកាន់បន្ទាយជាបន្ទាន់ មើលទៅគេគិតថាការនិយាយជាមួយពួកអាសវិនប្រកាសជាស្រួលជាងនិយាយជាមួយគ្រូមន្តអាគមឈួតម្នាក់នោះ ញើមកផ្ទះសំណាក់វិញពេលនឹង Lucy កំពុងញ៉ាំអាហារអៀនសុំខ្លួនទៅរៀបចំទឹកងូតដោយសារមើលទៅបុគ្គលិកកំពុងតែរវល់ខ្លាំងពេកអៀនប្រាប់ឲ្យ Lucy ឡើងទៅបន្ទប់ភ្លាមពេលញ៉ាំរួចតែពួកគេមិនដឹងទេថាមានក្រុមចម្លែកកំពុងលួចសម្លឹងមើល Lucy ជាប់ត្រញ៉ាំរួចនាងក៏ដើរឡើងចម្ដៅទៅបន្ទប់តែស្រាប់តែមានបុរសចម្លែកមួយក្រុមដើរចូលមកក្បែរនាងភ្លាមពួកវាដើរចូលមកយ៉ាងលូននួនដើម្បីកុំឲ្យនាងសង្ស័យរួចពួកវាប្រាប់ Lucy ថាអៀនដែលជាមិត្តរបស់នាងគឺជាអ្នកជួលពួកវា អមូននោះបង្ហាញកាក់មាសរត់ប្រាប់ថាអៀនបានពឹងពួកវាឲ្យនាំនាងទៅកំពង់ផែ Lucy ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងស្មានថាអៀនកំពុងតែងូតទឹកនៅឡើយទេបន្ទាប់មកកញ្ចាក់នោះប្រាប់ Lucy ថាមានរឿងរ៉ាវខ្លះកើតឡើងស្របពេលដែលគេចេញទៅងូតទឹកនៅខាងក្រោយផ្ទះ Lucy ភ័យស្លន់ស្លោព្រោះគិតថាពួកចៅតាមរូបនាងឃើញដល់ទីក្រុងនេះដោយសារតែភ័យពេកនាងក៏ប្រញាប់ដើរតាមអាមួយនោះដោយមិនស្ទាក់ស្ទើរពេលកំពុងរត់ទៅខាងក្រោយនាងស្រាប់តែកលេចឃើញ EN កំពុងរៀបចំទឹកងូតនៅក្បែររបង Lucy គៀងហួសចិត្តតែមិនទាន់ទាំងបានធ្វើអ្វីផងពួកវាក៏យកបាវមកគ្របក្បាលនាងបាត់ទៅហើយនាងស្រែកហៅឈ្មោះអៀនខ្លាំងៗពីក្នុងបាវ EN ឮសំឡេងនាងតែមិនទាន់បានងាកផងស្រាប់តែមានអាចោរម្នាក់ស្ទុះចូលមកវាយប្រហារគេភ្លាម
អ៊ៀនកិច្ចផុតធ្វើឲ្យអាមួយនោះដួលកាប់មកទៅនឹងដីពេលនោះទើបអ៊ីនដឹងថាពួកវាមិនមែនជាមនុស្សរបស់អនាគតស្មារតីនាងទេ ពេលគេងើបឈរបំរុងនឹងរត់ដេញតាមពួកចៅស្រាប់តែមានម្នាក់ទៀតមកពាំងផ្លូវគេជាប់ អ៊ីនខាងខ្លាំងក៏វាយប្រហារមនុស្សដោយមុនអាគមខ្យល់តែគេក៏ត្រូវសន្សំកម្លាំងខ្លះដែរព្រោះគេនៅតែហត់នឿយនឹងការប្រើប្រាស់វីតាមុន អៀនសម្រាប់ចិត្តស្វែងរកកម្លាំងអាចកំបាំងណាមួយដើម្បីមកជួយហើយពេលនោះភាពងងឹតក៏បានផ្ដល់ការជួយសង្គ្រោះ ដោយមិនស្ទាក់ស្ទើរ EN ទីងភាពងងឹតក្របលើពួកវាធ្វើឲ្យវាភ័យស្លន់ស្លោខណៈមានតែគេទេដែលអាចមើលឃើញ គេកាន់ដបងមួយដើមហើយចាប់ផ្ដើមវាអាមួយនោះយ៉ាងចាក់ដៃតែម្ដង ពេលអានោះស្រែកឲ្យគេជួយអៀនស្រាប់តែឃើញមនុស្សមួយក្រុមរត់មកពីចម្ងាយទើបគេដឹងថាអានេះហៅប៉ពួកមកថែម ភាពងងឹតក៏រលាបាត់ហើយអៀនស្រែកសួរអាចៅនោះថាពួកវាយលូស៊ីទៅណាស្រាប់តែកំបិតមួយហោះកាត់ក្បាល EN ទៅដល់ជាប់ជញ្ជាំងខាងក្រោយ អៀនងាកមើលទៅមុខក៏ឃើញបរិះមុខមាត់កាចសាហាវមួយក្រុមដើរតម្រង់មករកគេដែលដឹកនាំដោយតាចាស់គួរឲ្យខ្លាចម្នាក់ដែលសួរថាតើគេជាអ្នកហៅភាពងងឹតអំបញ្ញមិញនេះមែនទេ តាមពិតក្រុមនេះគឺជាពួកអាស្វិនសន្តិយាគូដ៏កាចសាហាវអៀនតបទាំងជឿជាក់ថាគេជាអ្នកហៅភាពងងឹតមកមែនតួអៀនហាក់ដូចជាក្លាហានតែគេដឹងពីក្លិនឈាមដ៏ខ្លាំងក្លាពីតាចាស់នោះ អាចៅនោះឆ្លៀតឱកាសភ្លាមៗដោយអង្វរពួកអាសវិនឲ្យជួយសង្គ្រោះវាពីកណ្ដាប់ដៃអៀន វាចៅថាអៀនចង់សម្លាប់វាដោយគ្មានមូលហេតុឬបែបនេះកាន់តែធ្វើឲ្យអៀនខឹងក្លោបឡើងតែម្ដង តាចាស់នោះនិយាយថាគ្រប់យ៉ាងសមហេតុផលហើយពេលដឹងថាគេជាគ្រូមុនអាគមអៀនសួរបកវិញថាតើគាត់ចង់មានន័យថាម៉េច តាចាស់នោះតបថានេះគឺជាទម្លាប់ដែលពួកគ្រូមុនអាគមចូលចិត្តធ្វើគាត់ចោទប្រកាន់ថាពួកគ្រូមុនអាគមគឺជាមនុស្សដែលធ្វើអ្វីស្រេចតែចិត្តខ្លួនឯង អៀនទៅក៏ហឹងលេងចប់ពេលឮបែបនេះព្រោះគេមិនចង់ជឿសោះថាតានេះមានគំនិតអាក្រក់សាហាវបែបនេះចំពោះពួកគ្រូមុនអាគមសោះ អ៊ៀនស្រែកឲ្យតាចាស់នោះឈប់និយាយពាក្យប្រែកប្រដាស់អត់ប្រយោជន៍នេះភ្លាម អ៊ៀនប្រាប់ថាអាចៅនេះជាអ្នកវាប្រហារគេមុនទេហើយគេក៏គ្មានហេតុផលអីត្រូវដាវវាយគេអញផ្ដេសផ្ដាស់ដោយគ្មានមូលហេតុនោះដែរ មុនពេលអ៊ៀនដឹងខ្លួនភ្លាមស្រាប់តែឃើញខ្លួនឯងដេកដួលកណ្ដាលចំណោមគេតែម្ដងគាត់ចាប់ផ្ដើមភ័យបែកញើសពុនក្របពោតព្រោះបានលោកតានោះទិញដាវមកកាប់មែនជីវិតគាត់ច្បាស់ជាជួបគ្រោះថ្នាក់ធំមិនខានឡើយ អ្វីដែលនឹកស្មានម្ដងនោះលោកតាប្រាប់អ៊ៀនថាគ្រាន់តែស្ដាប់សម្ដីក៏ដឹងថាគេជាគ្រូមុនអាគមដ៏ចំណានម្នាក់បាត់ទៅហើយនិយាយឲ្យខ្លីទៅក្នុងពិភពលោកនេះការនិយាយស្ដីអាក្រក់គឺជាសញ្ញាបញ្ជាក់ពីអ្នកមានកម្រិតធម៌ពលខ្ពស់ ពេលនោះអាស្វិនម្នាក់ក៏កាត់សម្ដីថាអៀនប្រហែលជាខ្លាំងមែនប៉ុន្តែនោះមិនមែនមានន័យថាគាត់គួរតែប្រើមុនអាគមខ្មៅងងឹតឡើយ អ៊ីនសួរថាតើមុនអាគមខ្មៅមានន័យថាម៉េចហើយអាសវិននោះតបថាការបាំងបរិយាកាសដោយភាពងងឹតគឺជាអំពើអាក្រក់ព្រោះវាមានន័យថាលាក់ខ្លួនពីព្រះអាទិត្យដែលជាភ្នែករបស់ឋានសួគ៌ បុរសនោះចោទប្រកាន់ថាការលាក់ខ្លួនក្នុងភាពងងឹតគឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត អៀនភ្ញាក់ផ្អើលយ៉ាងខ្លាំងគេឮគេថាភាពងងឹតគឺជារឿងគួរឲ្យស្អកពើមព្រោះវាប្រឆាំងនឹងពន្លឺព្រះអាទិត្យទៅវិញ គ្រាន់តែឮសម្ដីនេះភ្លាមអ៊ៀនទាយដឹងមុនតែម្ដងថាពួកគេប្រកាសជាអ្នកជឿស៊ុបលើសាសនាចក្រព្រះឋានសួគ៌ហើយ អ៊ៀនសម្រេចចិត្តបញ្យល់ពួកគេដោយសួរថាតើវាមិនមែនជាការរៀបចំរបស់ឋានសួគ៌ទេឬដែលថ្ងៃនិងយប់អាចកើតមានជាមួយគ្នាបាននោះ គាត់សួរទៀតថាចុះហេតុអីបានជាមានភាពងងឹតបើព្រះរស់នៅតែក្នុងពន្លឺនោះគ្រាន់តែឮសំណួរនេះភ្លាមពួកគេគាំងនិយាយលេងចេញតែម្ដង អ៊ៀននៅតែបន្តស្រែកដាក់ពួកគេថាគាត់មិនមែនជាអ្នកបង្កើតភាពងងឹតទេវាមានវត្តមានទៅហើយព្រោះព្រះជាអ្នកចង់ឲ្យវាមាន កំហឹងរបស់អៀនខ្លាំងរហូតដល់សម្លេងស្រែករបស់គាត់ស្ទើរតែធ្វើឲ្យបរិះមាសធំដែលសួរសំណួរលងងនោះថ្លង់ទៅជាទៅហើយរឿងនេះធ្វើឲ្យពួកអាសវិនត្រូវប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាពីអ្វីដែលអៀនទើបតែនិយាយអំបញ្ញមិញក្រោយពីគិតគូរយ៉ាងយូរទីបំផុតពួកគេក៏យល់ស្របជាមួយអៀនដោយនិយាយថាបើគ្មានការអនុញ្ញាតពីព្រះទេគ្មាននរណាម្នាក់អាចបញ្ចេញភាពងងឹតក្រោមពន្លឺព្រះអាទិត្យបានឡើយ ពេលពួកគេយល់ពីហេតុផលអស់ហើយអ៊ៀនក៏សួរពួកអាសវិនថាតើគាត់អាចទៅបានឬនៅព្រោះប្អូនស្រីរបស់គាត់ត្រូវបានគេចាប់ចម្រិតបាត់ហើយ លោកតាដឹងខ្លួនភ្លាមថាជនខិលខូចដែលអឿនកំពុងវាយដំនោះគឺជាបពុនៃអ្នកចាប់ចម្រិតហើយអឿនក៏បញ្ជាក់ថាវាជារឿងពិត អាបរោះនោះដឹងថាខ្លួនឯងចប់ហើយក៏ព្យាយាមនិយាយកុហកដើម្បីដោះសារប៉ុន្តែលោកតាបានបញ្ជាឲ្យគេចាប់ខ្លួនវាយយកចេញទៅបាត់ លោកតាក៏ប្រាប់បរិះមាសធំឈ្មោះឌីទ្រីកឲ្យនៅយាមមើលអាជនខិលខូចនោះកុំឲ្យរត់រួចបន្ទាប់មកលោកតាក៏ប្រាប់អៀនថាពួកគេនឹងជួយចេញមុខទៅសង្គ្រោះប្អូនស្រីរបស់គាត់ដើម្បីជាការសុំទោសចំពោះរឿងមុននេះមិនយូរប៉ុន្មានពួកគេក៏មកដល់កំពង់ផែហើយឃើញពួកចាប់ចម្រិតកំពុងតែចេញទូករត់កិច្ចខ្លួនបាត់ទៅហើយពួកអាសវិនខឹងយ៉ាងខ្លាំងពេលឃើញបែបនេះហើយលោកតាក៏បញ្ជាកូនចៅឲ្យយកទូករបស់ពួកគេមកដើម្បីតាមចាប់ពួកចាប់ចម្រិតនោះឲ្យទាន់គ្រាន់តែឮពាក្យស្លោករបស់ពួកគេអៀនទើបតែដឹងថាពួកគេគឺជាអាសវិនពិតមែនហើយគាត់ក៏ប្រាប់ពួកគេកុំឲ្យប្រើទូកអី គាត់ប្រាប់គេថាគាត់នឹងទីងទូកនោះឲ្យមកក្បែរដូច្នេះពួកគេគ្រាន់តែចាំបោះទំពុកចូលទៅក្នុងទូកនោះពេលគាត់ទីងវាមកដល់តែបានហើយ លោកតាពិតជាភ្ញាក់ផ្អើលមែនទែនពេលឮគាត់និយាយបែបនេះព្រោះគាត់ជឿជាក់ថាអៀនគ្រាន់តែជាអ្នកប្រើមុនអាគមស្រមោលប៉ុណ្ណោះហើយនឹកស្មានមិនដល់សោះថាគាត់អាចប្រើមុនអាគមទឹកបានទៀតនោះអៀនបញ្ជាក់ថាគាត់បានរៀនចប់កម្រិតដំបូងពីសាលាបង្រៀនមុនអាគមផ្សេងៗគ្នាជាច្រើនលោកតាកាន់តែចម្លែកចិត្តពេលឮរឿងនេះព្រោះគ្រូមុនអាគមដែលគាត់ធ្លាប់ជួបនៅលើសមរភូមិអាចប្រើមុនអាគមបានតែមួយប្រភេទប៉ុណ្ណោះលើពីនេះគាត់មិននឹកស្មានថាអៀនអាចសូបមុនអាគមចេញនោះទេព្រោះគេប្រាប់ថាខ្លួនឯងទើបតែចេះត្រឹមតែថ្នាក់ដំបូងប៉ុណ្ណោះ អ៊ៀនក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពហើយគាត់បានបញ្ជាឲ្យទឹកទន្លេធ្វើតាមបញ្ជារបស់គាត់ ទឹកទន្លេធ្វើតាមសម្ដីគាត់ហើយខ្យល់ព្យុះដ៏ធំក៏បានបក់លើផ្ទៃទឹកធ្វើឲ្យពួកអាសវិនស្រឡំកាំងព្រោះអ៊ៀនកំពុងបញ្ចេញមុនអាគមដែលខ្លាំងជាងមុនអាគមទឹកប្រើនៅលើសមភូមិទៅទៀតមិនទាន់ដឹងថាមានរឿងអ្វីកាត់ឡើងផងចរន្តទឹកក៏បានបដូរទិសដៅហើយចាប់ផ្ដើមទីងពួកចាប់ចម្រិតនោះត្រឡប់មកកាន់កំពង់ផែវិញចុងក្រោយពួកចាប់ចម្រិតត្រូវបានចាប់ខ្លួនហើយលូស៊ីក៏ត្រូវបានជួយសង្គ្រោះ លូស៊ីស្ទូរត់អោបអ៊ៀនទាំងស្រែកហៅឈ្មោះគាត់ជាមួយនឹងទឹកភ្នែកពេញរង្វង់ភ្នែក អ៊ៀនមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេរហូតដល់លោកតាស្រែកបន្ទោសគាត់ដោយរំលឹកថាប្អូនស្រីរបស់គាត់កំពុងតែយំសោកនៅក្នុងរង្វង់ដៃគាត់ហើយ អ៊ៀនក៏អង្អែលក្បាលលូស៊ីឲ្យប្រាប់នាងថាគាត់យល់ថានាងប្រកាសជាបានឆ្លងកាត់រឿងដ៏លំបាកជាច្រើនមិនខាន
សូម្បីតែពេលកំពុងលួងលោមនាងអ្វីដែលគាត់កំពុងគិតក្នុងក្បាលគឺតើត្រូវធ្វើយ៉ាងណាដើម្បីបានត្រឡប់ទៅផ្ទះសំណាក់ហើយងូតទឹកឲ្យបានស្អាត គាត់មិនបានដឹងសោះថាការងូតទឹកយ៉ាងស្ងប់ស្ងាត់នៅក្នុងពិភពលោកនេះវាមិនមែនជារឿងងាយស្រួលដូចដែលគាត់គិតឡើយ ពេលក្រោយមកអ៊ីនកំពុងតែងូតទឹកហើយដោយមិនបានដឹងខ្លួនកូនប្រុសច្បងរបស់ម្ចាស់ដីឈ្មោះ Bernard កំពុងតម្រង់មករកគាត់ជាមួយ S7 របស់គេឈ្មោះ Hansen តាមពិតទៅគេបានឃើញផ្សែងចេញពីកន្លែងងូតទឹកហើយវាក៏តាក់ទាញចំណាប់អារម្មណ៍របស់គេតែម្ដង អ៊ីនត្រូវបុក S7 Santiago ឡំពាត់ពេល Bernard បញ្ញាបញ្ញាយកមកសួរថាគាត់កំពុងធ្វើអីអ៊ីនក៏ឆ្លើយតបទៅវិញយ៉ាងប្រងើយថាមើលមិនដឹងទេអីថាកំពុងតែងូតទឹកនោះ Bernard ស្ទើរតែឈួតទៅហើយពេលឮបែបនេះព្រោះសូម្បីតែពួកអភិជនក៏កម្រនឹងងូតទឹកដែរលើកលែងតែមានកម្មវិធីពិសេសប៉ុណ្ណោះ គេជឿថាក្នុងនាមជាកូនប្រុសច្បងប្រចាំទីក្រុងនេះគេមានសិទ្ធិគួរតែទទួលបានរបាយការណ៍ពីរឿងនេះជាមុនសិនពេល Bernard កំពុងតែខឹងច្រឡោតលោកតា Ruda ក៏បានចូលមកដើម្បីព្យាយាមសម្រួលស្ថានភាពដ៏តានតឹងនេះប៉ុន្តែ Bernard ប្រាប់ឲ្យគាត់ថយចេញទៅព្រោះគេកំពុងតែសួរអ៊ីនមិនមែនសួរគាត់នោះទេ Ruda ក៏ប្រាប់ Bernard ឲ្យរងាប់អារម្មណ៍ព្រោះតាមពិតទៅអ៊ីនគឺជាគ្រូមន្តអាគមម្នាក់ ជំនួសឲ្យការថយក្រោយ Bernard បែរជាធ្វើរឿងដ៏ចម្លែកមួយដោយគេប្រាប់ឲ្យអ៊ីនងើបចេញពីអាងងូតទឹកដើម្បីមកស្វាគមន៍គេដោយផ្ទាល់ទៅវិញ អ៊ីនមិនមានការភ្ញាក់ផ្អើលនោះទេព្រោះនៅក្នុងពិភពលោកនេះមានវប្បធម៌អភិជនមួយហៅថាការញុះញង់គ្រូមន្តអាគម នេះជាល្បិចដែលពួកអភិជនបច្ចេកកំហឹងគ្រូមន្តអាគមដើម្បីគ្រាន់តែចង់តេស្តមើលថាមពលរបស់គេ គ្រូមន្តអាគមណាដែលឆ្លើយតបដោយស្ងប់ស្ងាត់ត្រូវគេចាត់ទុកថាខ្សោយចំណែកអ្នកដែលផ្ទុះកំហឹងឡើងមុខទៅគេចាត់ទុកថាខ្លាំងពេញលក្ខណៈ ពេលអ៊ីនដឹងថា Bernard កំពុងតែឌឺដងលបងប្រាជ្ញាគេនោះគេក៏សម្រេចចិត្តលេងតាមល្បែងនេះដោយបដិសេធមិនព្រមងើបចេញពីអាងងូទឹកតាមការបញ្ជារបស់ Bernard ឡើយ Bernard ឡើងកដៅស្លឹកតិចពេលឮបែបនេះហើយក៏ស្រែកគំហកសួរអ៊ីនថាតើគេពិតជាហ៊ានបដិសេធខ្លួនមែនទេអ៊ីនសួរត្រឡប់ទៅវិញយ៉ាងស្ងប់ស្ងាត់ថាហេតុអ្វីបានជាគេត្រូវឆ្លើយតបរួច Bernard ក៏បញ្ជាឲ្យ Hansen ទាញអ៊ីនចេញពីអាងដោយសារ Bernard នៅតែបន្តសម្ដែងរឹកពីអ៊ីនក៏សម្រេចចិត្តលេងឲ្យចាស់ដៃគេងើបឈូឡើងក្នុងអាងរួចបញ្ចេញថាមពលមន្តអាគមដ៏គួរឲ្យខ្លាចធ្វើឲ្យ Bernard និង Hansen ភ័យញាក់ខ្លួន Bernard ប្រញាប់អង្វរអ៊ីនឲ្យជិតភ្លាមៗដោយប្រាប់ថាខ្លួនបានឃើញថាមពលរបស់គេគ្រប់គ្រាន់ហើយអ៊ីនញញឹមព្រោះគេដឹងច្បាស់ថារឿងបែបនេះពិតជាធ្វើឲ្យ Bernard បាក់ស្បាតហើយព្រមដកថយ ប៉ុន្តែ Bernard ដួលទៅលើដីហើយយំស្រែកដោយកូនក្មេងធ្វើឲ្យអ៊ីមសង្ស័យថាខ្លួនឯងលេងធ្ងន់ដៃពេកហើយ មកទោះពេលនេះគេភ័យខ្លាចថាម្ចាស់ក្រុងអាចនឹងប្រហារជីវិតខ្លួនតែម្ដង ថ្ងៃបន្ទាប់អ៊ីនត្រូវបានគេក៏ហៅទៅកាន់បន្ទាយហើយជំនួសឲ្យការប្រហារជីវិត Cole ស្បែកជាសុំទោសអ៊ីនចំពោះរឿងវឹកវរដែលកូនប្រុសខ្លួនបានបង្កទៅវិញ បន្ទាប់មក Cole ក៏សួរពី Lucy ហើយអ៊ីនប្រាប់ថានាងកំពុងនៅឯផ្ទះសំណាក់ អ៊ីនមិនឃើញថាមានហេតុផលអ្វីដែលត្រូវបង្ហាញមុខ Lucy ដល់មិនចាំបាច់នោះទេទើបគេទុកនាងនៅផ្ទះសំណាក់ឲ្យ Ruda និងអ្នកផ្សេងទៀតជួយមើលថែនាងបន្ទាប់មក Cole បានសួរឈ្មោះគ្រូរបស់អ៊ីនហើយគេក៏ប្រាប់ថាឈ្មោះ Aridis មើលទៅ Cole ដូចជាស្គាល់នាងហើយគាត់សួរថាតើនាងធ្វើដំណើរទៅទិសខាងបូរឬ អ៊ីនងក់ក្បាលដោយប្រាប់ថាទីនោះគឺជាកន្លែងដែលសាកលវិទ្យាល័យមន្តអាគមស្ថិតនៅ Cole ភ្ញាក់ប្រោលពេលដឹងថានាងមិនបានទៅកាន់តំបន់ Palka ឬ Roxanne អ៊ីនសួរត្រឡប់ទៅវិញពីអត្តន័យនេះរួចគាត់ក៏ឆ្លើយថាស្ថានភាពថ្មីៗនេះកំពុងតែតានតឹងខ្លាំងណាស់មើលទៅតំបន់ផលការកំពុងតែសម្លឹងមុខរកសានដែលនេះមានន័យថាសង្គ្រាមអាចនឹងផ្ទុះឡើងបន្ទាប់មក Cole សួរថាអ៊ីនកំពុងធ្វើដំណើរទៅទិសខាងត្បូងដែរឬទេប៉ុន្តែអ៊ីនតបថាគេកំពុងឆ្ពោះទៅទិសខាងកើតដើម្បីស្វែងរកអត្ថកម្បាំងទោះសិនតែបែបនេះបរិយនោះក៏ផ្ដល់កាដូមួយដល់អ៊ីនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយឆ្ងល់ថាកាដូនោះជាអ្វីទៅឲ្យប្រកាសប៉ុន្តែក្រោយមកហូបធំមួយត្រូវបានលើកមកឲ្យអ៊ីនសួរគាត់ថាមានអ្វីក្នុងនោះក៏ប្រាប់ឲ្យអ៊ីនបើកវាមើលហើយអ៊ីនក៏បើកហឹបនោះដើម្បីពិនិត្យមើលអ៊ីនភ្ញាក់ផ្អើលស្ទើរតែកាំងបេះដូងពីបើកហឹបនោះឃើញថាវាជាដំបងមុនអាកំមួយ Cole ប្រាប់ថាវាជាដំបងដែលធ្លាប់ត្រូវបានប្រើដោយគ្រូវេទមន្តខ្យល់ម្នាក់ហើយវាមានឈ្មោះថា Wind Walker អ៊ីនចាប់អារម្មណ៍នឹងឈ្មោះនេះហើយក៏ចាប់កាន់ដំបងនោះមកមើលដំបងដែលមានគុយក្រហមនៅកណ្ដាលនោះមើលទៅលួយកប់ពេលនៅក្នុងដៃអ៊ីនហើយខូក៏ងាក់ក្បាលយល់ស្រប អ៊ីនញញឹមព្រោះស្ថានភាពនេះហាក់ដូចជាគេទើបតែបាន item គ្រូវេទមន្តដំបងបេះបិទ Cole ប្រាប់អ៊ីនថាវាជាកាដូតំណាងការដឹងគុណដែលគេព្រមអភ័យទោសឲ្យកូនប្រុសគាត់សួរអ៊ីនថាពេញចិត្តទេហើយអ៊ីនក៏បញ្ជាក់ថាពិតជាចូលចិត្តព្រមទាំងអរគុណគាត់សម្រាប់ដំបងនេះទៀតផងពេលអ៊ីនត្រឡប់មកផ្ទះសំណាក់វិញគេក៏ជួបនឹងបញ្ហាបន្ទាន់មួយទៀតតាមការអះអាងរបស់ Lucy Ruda បាននាំអ៊ីនទៅមើលទ្រង់សត្វមួយដែលមានសត្វក្អែកជាប់ក្នុងនោះ គេបញ្យល់ថាព្រាមព្រៃបានចាប់ក្អែកនេះពីព្រឹកមិញហើយរៀបនឹងធ្វើម្ហូបទៅហើយតែ Lucy បានខាត់ទាន់ Lucy ប្រាប់ថានាងជួយក្អែកនេះព្រោះត្រកូលអ៊ីនគឺ Raven ហើយដោយសារក្អែកនិង Raven ជាសាច់ញាតិនឹងគ្នានាងគិតថាវាពិតជាលយ នាងសង្ឃឹមយ៉ាងមុតមមថាអ៊ីននឹងពេញចិត្តកាដូនេះប៉ុន្តែអ៊ីនបែរជាបំបែកក្តីសង្ឃឹមរបស់នាងដោយប្រាប់ព្រានព្រៃឲ្យយកក្អែកនេះទៅស៊ីចុះព្រមទាំងសុំទោសជំនួស Lucy ទៀតផងអ៊ីនស្ដីបន្ទោសឲ្យ Lucy ដោយរំលឹកថាគេគឺជាគ្រូមន្តអាគមក្នុងរឿងនេះហើយគេស្ដាប់សម្ដីនាងមិនយល់មួយម៉ាត់ណាសោះឡើយ ព្រានព្រៃបញ្ញាប្រត់ទៅរកទ្រង់ដែលអរគុណអ៊ីនដែលបានជួយសម្រួលរឿងនេះព្រោះឥឡូវគាត់ត្រៀមអង្គក្អែកនេះហើយអ៊ីនរៀបនឹងចេញពីបន្ទប់ទៅហៅស្រាប់តែគេឮសំឡេងក្អែកនិយាយមកកាន់គេដោយអង្វរឲ្យអ៊ីនជួយសង្គ្រោះវាអ៊ីនប្រញាប់ងាកមកវិញហើយប្រាប់ព្រានព្រៃឲ្យស្ងប់ចិត្តបន្ទាប់មកអ៊ីនតាក់ទងជាមួយក្អែកនោះដោយសួរថាវាជាអ្វីតែក្អែកបានត្រឹមតែអង្វរឲ្យអ៊ីនជួយប៉ុណ្ណោះ តែអ៊ីនស្រែកកំហុសឲ្យវាឆ្លើយសំណួរប៉ុន្តែមិនយូរទេអ៊ីនក៏ដឹងថាក្អែកនេះសូម្បីតែភាសាម៉ូរ៉ូនីក៏ស្ដាប់មិនយល់ដែរមានន័យថាវាអាចនឹងខ្វះភាពអាចកំបាំង រឿងតែមួយគត់ដែលក្អែកនៅតែបន្តនិយាយគឺអង្វរឲ្យអ៊ីនលើកលែងទោសឲ្យវាហើយអ៊ីនក៏បង្ខំចិត្តប្រាប់ឲ្យវាបិទមាត់ដោយសន្យាថាគេនឹងជួយវាក្អែកនោះនៅតែស្រែកសុំជំនួយបង្ខំឲ្យអ៊ីនស្រែកសម្លុតវាតែម្ដងក្អែកនោះក៏ស្ងាត់មាត់ភ្លាមមួយរំពេចហើយអ៊ីនដឹងថាវាអាចនឹងមិនយល់ភាសាមនុស្សមែនប៉ុន្តែវាចេះសង្កេតមើលស្ថានភាពបានយ៉ាងល្អ ព្រានព្រៃភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាអ៊ីនកំពុងតែតាក់ទងជាមួយក្អែកមែនទែនហើយអ៊ីនប្រាប់ថាក្អែកមួយនេះចង់ឲ្យគេជួយសង្គ្រោះវាបន្ទាប់មកអ៊ីនប្រាប់ព្រានព្រៃឲ្យ
ទុកឯងនេះឲ្យគេសិនចុះហើយរឿងនេះធ្វើឲ្យ Lucy សប្បាយចិត្តយ៉ាងខ្លាំងព្រោះបំណងប្រាថ្នានាងបានសម្រេចហើយ រូដាសរសើរ Lucy ដោយនិយាយថានាងខ្លួនឯងក៏អាចមើលឃើញរឿងអាថ៌កំបាំងនេះដែរ Lucy ក៏អួតតាមដំណើរដោយនិយាយថានាងមិនដែលរៀនវេទមន្តទេតែមើលទៅដូចជាមានដងខាងនឹងដែរ ពេលក្រោយមកអៀនបានរំបងលើស្លាបបាក់របស់ក្អែកដើម្បីឲ្យវាជា Lucy ក៏សួរអៀនថាគេមានគម្រោងធ្វើអ្វីបន្តជាមួយក្អែកនេះ នាងចង់ដឹងថាតើគាត់នឹងប្រគល់វាទៅឲ្យពួកព្រាមព្រៃវិញឬអត់ប៉ុន្តែអៀនដឹងថាគាត់មិនអាចធ្វើទេព្រោះពួកព្រាមព្រៃនឹងស៊ីវា ពេលនោះសត្វក្អែកបានឡើងមកលើដៃរបស់គាត់ហើយនិយាយទៅកាន់អ៊ីយ៉ានដោយអង្វរកុំឲ្យបោះបង់វាចោលព្រោះមនុស្សនៅទីនោះពិតជាគួរឲ្យខ្លាចណាស់ ដោយឃើញក្អែកភ័យខ្លាចបែបនេះអៀនក៏ដាក់វាលើស្មារបស់គាត់ Lucy សួរ EN ថាគាត់កំពុងនិយាយជាមួយក្អែកនេះមែនទេគាត់ឆ្លើយថាមែនតែគាត់សង្ឃឹមថានេះគ្រាន់តែជារឿងបណ្ដោះអាសន្នរហូតដល់ក្អែកនេះជាសះបើប៉ុណ្ណោះ Lucy ញញឹមឡើងហើយនិយាយថាពួកគេត្រូវដាក់ឈ្មោះឲ្យសត្វក្អែកនេះ នាងស្នើភ្លាមៗឲ្យដាក់ឈ្មោះថា Obsidian ព្រោះវាមានភ្នែកខ្មៅស្រស់ស្អាត ប៉ុន្តែ Eon ប្រកែកថាឈ្មោះនេះវែងពេកដូច្នេះគាត់ស្នើឲ្យហៅខ្លីៗថា Oberon វិញ សត្វក្អែកហាក់ដូចជាចូលចិត្តឈ្មោះនេះដោយវាលាស្លាបលើស្មារបស់អ៊ីនហើយអ៊ីនក៏ភ្ញាក់ផ្អើលដោយវាពិតជាចូលចិត្តឈ្មោះនេះមែន ពេលនោះ Lucy ប្រាប់អៀនពីកំណត់របស់នាងស្នើឲ្យធ្វើដំណើរជាមួយ Ruda និង Aswin ផ្សេងទៀត Lucy ជឿថាវាប្រសើរជាងការធ្វើដំណើរតែឯងហើយអ៊ីនក៏យល់ថានេះជាគំនិតល្អមួយព្រោះពួកចោរប្លន់មិនអាចវាប្រហារពួកគេបានងាយស្រួលនោះទេ ប៉ុន្តែវានឹងក្លាយជាបញ្ហាប្រសិនបើពួកគេមិនធ្វើដំណើរទៅកាន់ទិសដៅតែមួយនោះ EN កំពុងគិតពីរឿងនេះស្រាប់តែ Ruda ដើរចូលមកសួរថាគាត់កំពុងគិតអ្វី Ruda ប្រាប់ថាអ៊ីនអាចជាគ្រូមន្តអាគមមែនប៉ុន្តែការធ្វើដំណើរជាមួយមនុស្សស្រីតែ2នាក់គឺគ្រោះថ្នាក់ណាស់ Ruda ស្នើធ្វើកិច្ចព្រមព្រៀងមួយដោយបង្ហើបថាពួកគេកំពុងធ្វើដំណើរទៅចាប់បិសាចមួយក្បាលនៅក្នុងទឹកដីរបស់បារ៉ុងកាទីណាអ៊ីនសួរពីបិសាចនោះហើយគេប្រាប់ថាវាជាម៉ាន់ទីក័រម៉ាន់ទីក័រគឺជាសត្វសាហាវដែលល្បីខាងភាពឃោឃៅនិងចូលចិត្តសម្លាប់មនុស្សសាហាវណាស់ អៀនសួរបន្តថាតើចង់ឲ្យពួកគេទៅចាប់មិនទីក័រនោះជាមួយគ្នាមែនទេតែ Ruda ឆ្លើយថាទេព្រោះគេមិនចង់ឲ្យអៀនមានគ្រោះថ្នាក់ តែបើគាត់ស្ម័គ្រចិត្តជួយនោះពួកគេក៏មិនហាមគាត់ក៏ដែរ អៀនគិតមួយផ្លែតហើយប្រាប់ថាគាត់នឹងចាប់អារម្មណ៍ទេប៉ុន្តែ Ruda ចាប់ទាញគាត់ដោយអង្វរឲ្យស្ដាប់គេនិយាយឲ្យចប់សិន Ruda និយាយថាអ្វីដែលពួកគេត្រូវការមិនមែនជាការបោកបាញ់ទេហើយបង្ហើបថាពួកគេជាក្រុមអស្វិននៃព្រះវិហារប្រែជាម្ចាស់ឋានសួគ៌ ពេលពួកគេរៀបផែនការទៅចាប់មែនទីកនោះពួកសង្ឃនៅទីនោះបានបង្ខំសុំជំនួយពីគ្រូមន្តអាគមម្នាក់ Ruda ដឹងតែពួកគេកំពុងខឹងហើយចង់ឲ្យអៀនជួយសម្របសម្រួលបញ្ហានេះជាមួយគ្រូមន្តអាគមនោះ សរុបមកសម្ដីរបស់គ្រូមន្តអាគមគឺមានទម្ងន់ជាងសម្ដីរបស់អសវិនធម្មតាទៅទៀត អៀនគិតទៅក៏ឃើញថាវាមិនមែនជាកិច្ចព្រមព្រៀងអាក្រក់ទេហើយបើគាត់គ្រាន់តែជួយលុងលងគ្រូមន្តអាគមនោះពួកគេនឹងទទួលបានអសវិនការពារភ្លើងមិនខាន បន្ទាប់មកអៀនក៏យល់ព្រមតាមលក្ខខណ្ឌនេះហើយក្រុមទាំងមូលក៏ចាប់ផ្ដើមចេញដំណើរភ្លាមៗតែម្ដង ការធ្វើដំណើរជាមួយក្រុមអសវិននេះពិតជាមានផាសុកភាពណាស់សម្រាប់វាព្រោះពួកគេសុទ្ធតែជាមនុស្សល្អវាគ្មានសម្ពាធទាល់តែសោះតែក៏មានរឿងគួរឲ្យធុញខ្លាដែរឲ្យតែមានឱកាសពួកអសវិនតែងតែហៅគាត់ឲ្យសិក្សាគម្ពីរជាមួយពួកគេជាច្រើនលើកច្រើនសារ អៀនតែងតែបដិសេធជានិច្ចប៉ុន្តែពួកគេនៅតែមិនព្រមបោះបង់ Ruda ប្រាប់អ៊ីនថាបើសិនបើគាត់អាចលឺសំឡេងរបស់ព្រះគាត់ប្រហែលជាអាចក្លាយជាបព្វជិតរបស់ក្រុមនេះបាន បបជិតគឺជាគ្រូមន្តអាគមព្រះវិហារដែលប្រើប្រាស់ធម៌ពលវេទមន្តអាថ៌កំបាំងអៀនចាប់អារម្មណ៍លើរឿងនេះព្រោះបើគាត់មានឱកាសនិយាយជាមួយព្រះគាត់អាចសួរថាហេតុអ្វីបានជាគាត់ចាប់ជាតិឡើងវិញនិងសួរពីផ្ទាំងប្រព័ន្ធនេះដោយសារហេតុនេះគាត់ក៏សម្រេចចិត្តចូលរួមរៀនគម្ពីរជាមួយគេហើយពួកអសវិនសប្បាយចិត្តណាស់ដែលគាត់ព្រមផ្លាស់ប្ដូរគំនិតបែបនេះ ខណៈពេលកំពុងផ្ដោតលើគម្ពីរស្រាប់តែគាត់ឮសំឡេងមួយដែលមិនមែនជាមនុស្សក្នុងក្បាលហើយអ្វីៗបង្ហាញថាវាជាព្រះ អៀនស្រែកសួរទៅកាន់សម្លេងនោះថាតើទ្រង់ជាព្រះមែនទេហើយសម្លេងនោះក៏ឌឺដងថាគាត់ប្រហែលជាដើរផ្លូវត្រូវហើយ អ៊ីយ៉ានក៏ចាប់ផ្ដើមសួរថាហេតុអ្វីបានជាព្រះបញ្ជូនគាត់មកចាប់ជាតិនៅទីនេះឬហេតុអ្វីបានជាមានផ្ទាំងប្រព័ន្ធអ៊ីយ៉ានខំស្រែកឲ្យខ្លាំងៗតែគាត់បែរជាត្រូវគេមិនខ្វល់ទៅវិញ អៀនស្ទើរតែឈួតទៅហើយពេលដឹងថាគាត់ត្រូវគេបោះបង់ចោលតែគាត់នៅតែបន្តស្រែកទាមទារឲ្យព្រះត្រឡប់មកវិញ ពួកអសវិនបង្ខំចិត្តចាប់គាត់ជាប់ដើម្បីព្យាយាមធ្វើឲ្យគាត់ស្ងប់អារម្មណ៍ឡើងវិញ ក្រោយហេតុការណ៍នេះអ៊ីនអង្គុយសិក្សាគម្ពីរយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីអាចមានឱកាសនិយាយជាមួយព្រះម្ដងទៀត សូម្បីតែពួកអសវិនដែលណែនាំគម្ពីរឲ្យគាត់ក៏ចាប់ផ្ដើមឆ្ងល់ខ្លួនឯងថាតើពួកគេធ្វើខុសឬយ៉ាងណាទេពេលនេះនៅទីបំផុតអៀនក៏ទទួលបានជំនាញថ្មីមួយគឺវេទមន្តបរិសុទ្ធជំនាញនេះអនុញ្ញាតឲ្យគាត់សន្ទនាជាមួយអ្នកគ្រប់គ្រងពិភពលោកនោះដែលជាព្រះប្រចាំពិភពលោកនេះផ្ទាល់តែម្ដង ប៉ុន្តែអ៊ីនចាប់ផ្ដើមស្ដាយក្រោយភ្លាមៗព្រោះគាត់ចាប់ផ្ដើមទទួលបានសារលើផ្ទាំងប្រព័ន្ធដែលជំរុញឲ្យគាត់ខំរៀនគម្ពីរបន្ថែមទៀត គេប្រាប់ថាកាលណាគាត់រៀនកាន់តែច្រើនព្រះកាន់តែសប្បាយចិត្តរហស្សនាមរបស់ព្រះនោះគឺវែងអនឡាញដែលបង្ហាញយ៉ាងច្បាស់ថាប្រព័ន្ធនេះកំពុងតែអែបអបព្រះអង្គ អ៊ីនចាប់ផ្ដើមឆ្ងល់ថាតើព្រះទម្លាក់គាត់មកក្នុងពិភពលោកនេះគ្រាន់តែដើម្បីចំអកលេងសើចឬយ៉ាងណាទេអ៊ីនស្ទើរតែយំទៅហើយពេលដឹងថាគាត់ត្រូវបង្កើនកម្រិតវេទមន្តរបស់ខ្លួនដើម្បីអាចនិយាយជាមួយព្រះដោយផ្ទាល់ បន្ទាប់មកអៀនសន្និដ្ឋានថាគាត់ត្រូវតែស្វែងរកអាថ៌កំបាំងបន្ថែមទៀតដើម្បីប្រមូលពិន្ទុយកទៅដំឡើងវេទមន្តបរិសុទ្ធរបស់គាត់ ប៉ុន្មានថ្ងៃក្រោយមកពួកគេក៏បានជួបនឹងពួកចៅព្រៃតែមុនពេលអ៊ីនអាចបញ្ចេញទ្វេដៃក្រុមអសុរតរាត្រីបានចាត់ការពួកវាខ្ទេចបាត់ទៅហើយពួកគេវាយលុកយ៉ាងសាហាវដោយការពារសុវត្ថិភាពរបស់អ៊ីនយ៉ាងជាប់លាប់ Ruda បានដើរទៅសួរ Lucy ថាតើនាងមានរបួសដែរឬទេហើយនាងប្រាប់វិញថានាងមិនអីទេនាងសួរ Ruda វិញថាលោកមិនអីដែរទេហើយគាត់តបថាទូគាត់ចាស់បន្តិចមែនតែពួកចៅអស់នេះមិនអាចធ្វើអ្វីគាត់បានឡើយពេលនោះអ៊ីននិយាយថាគាត់ធ្លាប់ឮថាលោកតាជាអតីតទាហានស៊ីឈ្នួលហើយ Ruda តបថាគាត់ប្រហែលជាមិនចង់អួតទេតែគាត់ពិតជាល្បីឈ្មោះខ្លាំងណាស់កាលពីក្មេងនេះហើយជាមូលហេតុដែលគាត់ប្រើឈ្មោះខ្លាំងៗព្រោះមានមនុស្សជាច្រើនដែលស្គាល់ឈ្មោះគាត់ហើយតែងតែតាមចង់ប៉ងយីជីវិតគាត់ EN ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះមានន័យថាគាត់ល្បីល្បាញរហូតដល់អ្នកណាក៏ស្គាល់ឈ្មោះរបស់គាត់ដែរក្រោយពេលកម្ចាត់ពួកចៅរួចក្រុមបសារដ្ឋរាត្រីបានអបអរជ័យជំនះរបស់ពួកគេហើយបន្តិចក្រោយមកពួកគេក៏មកដល់ផ្លូវបំបី ភ
ភ្លើខាងកើតឆ្ពោះទៅកាន់ប្រាសាទរបស់ម្ចាស់ក្សត្រីចំណែកឯខាងលិចឆ្ពោះទៅកាន់ព្រៃដែលមានសត្វមែនទីខូលិចឡើង រូដានិយាយថាព្រៃដែលគ្រូវេមិនត្រារស់នៅគឺនៅទិសខាងលិចហើយគាត់ប្រញាប់អៀនឲ្យដើរលឿនបន្តិចប៉ុន្តែអៀនបានប្រាប់គាត់ឲ្យស្ងប់អារម្មណ៍សិន គាត់ងាកទៅប្រាប់ Lucy ថាពួកគេគួរតែទៅជួបគ្រូវេទមន្តសិនបន្ទាប់មកទើបបន្តដំណើរទៅកាន់កន្លែងរបស់គេណាតាមក្រោយ ផ្ទុយទៅវិញ Lucy បានបដិសេធដោយប្រាប់គាត់ថានាងនឹងបន្តដំណើរទៅមុខតែម្នាក់ឯងអៀនសួរថាតើនាងអាចទៅម្នាក់ឯងបានទេហើយ Lucy តបថានាងលែងជាក្មេងទៀតហើយដូច្នេះនាងច្បាស់ជាមិនអីនោះទេនាងប្រាប់អៀនថានាងស្គាល់ផ្លូវទៅផ្ទះគូរបស់នាងច្បាស់ណាស់ដូច្នេះនាងពិតជាមានសុវត្ថិភាពមិនខាន ជាមួយនឹងស្នាមញញឹមនាងក៏រត់ចេញទៅប៉ុន្តែ EN នៅតែមានអារម្មណ៍បារម្ភពីសុវត្ថិភាពរបស់ Lucy ដដែលគាត់គិតថាគាត់ត្រូវតែបញ្ចប់បេសកកម្មនេះឲ្យបានលឿនដើម្បីតាមការពារ Lucy ចំណែក Ruda មានការភ្ញាក់ផ្អើលដែល Lucy ចេញទៅម្នាក់ឯងហើយក៏បានសួរ EN ពីបញ្ហានេះ EN ឆ្លើយថាគាត់នឹងទៅតាមនាងក្នុងពេលឆាប់ៗនេះហើយគាត់បានសួរ Ruda ថាតើពួកគេនឹងបានជួបគ្រូវេទមន្តក្នុងពេលឆាប់ៗនេះដែរឬទេ Ruda ងក់ក្បាលតែចាប់ស្មារបស់អៀនហើយសួរថាតើគាត់ត្រៀមខ្លួនរួចរាល់ហើយឬនៅអៀនសួរពីអត្ថន័យនៃសម្ដីនេះហើយ Ruda ប្រាប់ថាគ្រូវេទមន្តភាគច្រើនមានចរិតឆេវឆាវព្រោះពួកគេកំពុងខឹងសម្បាជាមួយនឹងសាសនាចាក់គ្មាននរណាដឹងថាពួកគេនឹងធ្វើអ្វីនោះទេហើយអៀនក៏សួរថាហេតុអ្វីបានជាគាត់ត្រូវមកតាមដោះស្រាយបញ្ហារបស់សាសនាចាក់ទៅវិញ Ruda តបថាពួកគេត្រូវតែធ្វើព្រោះសាសនាចាក់ជាអ្នកបង្ប្រាក់ឲ្យពួកគេពេលនោះ EN ក៏យល់ថាហេតុអីបានជាគ្រប់គ្នាមានអាវក្រោះស្អាតស្លៀកបែបនេះ Ruda និយាយលេងសើចថាគ្រូវេទមន្តប្រកាសជាអភ័យទោសឲ្យពួកគេមិនខានព្រោះតែ EN មានមុខមាត់សង្ហា អៀនមានអារម្មណ៍ភ័យបន្តិចព្រោះនេះជាលើកទី1ហើយដែលគាត់នឹងជួបគ្រូវេទមន្តផ្សេងក្រៅពីខ្លួនឯងធ្វើឲ្យគាត់បារម្ភថានឹងមានរឿងអ្វីកើតឡើង ងាកមកមើលគ្រូវេទមន្តឈ្មោះ Monty Campbell ដែលជាអ្នកជំនាញរុក្ខជាតិកំពុងរងចាំពួកគេជាមួយនឹងស៊ុបដ៏ចម្លែករបស់គាត់ ពេល Ruda និងកូនចៅរបស់គាត់ដើរទៅជិតផ្ទះរបស់ Monty Ruda ក៏បានបញ្យល់ពីធម្មពលរបស់គាត់ប្រាប់ EN Ruda ប្រាប់អៀនថា Monty អាចបញ្ជារុក្ខជាតិបានហើយគាត់ក៏អាចផ្សំថ្នាំពុលដ៏សាហាវពីរុក្ខជាតិផងដែរ ទោះជាយ៉ាងណាក៏ដោយពួកគេត្រូវការ Monty ព្រោះគាត់បានផ្សំថ្នាំពុលដ៏ខ្លាំងក្លាដើម្បីយកទៅប្រមាញ់ Manticore គ្រាន់តែម្ដងមកផ្ទះភ្លាមពួកគេត្រូវប៉ះនឹងក្លិនដ៏ស្អុយរលួយដែលស្ទើរតែធ្វើឲ្យពួកគេថប់ដង្ហើមទៅហើយពេលនោះ Monty ក៏ដើរចេញមកទទួលស្វាគមន៍ដោយប្រាប់ថាគាត់រងចាំពួកគេយូរណាស់មកហើយគាត់បាននាំពួកគេចូលក្នុងផ្ទះហើយដួសស៊ុបមាន់ដែលមានក្លិនស្អុយអសូរនោះយកមកទទួលភ្ញៀវរបស់គាត់ក្រុមអាសារឹតស្ទើរតែក្អួតចង្អោរពេលសម្លឹងមើលស៊ុបនៅក្នុងចានដែលពួកគេកំពុងកាន់ Ruda ស្ដីបន្ទោស Monty ដោយប្រាប់គាត់ថាគាត់មិនចាំបាច់បញ្ជាក់ពីធម្មពលរបស់គាត់តាមរបៀបដ៏គួរឲ្យរអាក់អើមបែបនេះទេ Monty ប្រកែកថាគាត់គ្រាន់តែយកម្ហូបដ៏កម្រដែលធ្វើពីរុក្ខជាតិដាំដោយផ្ទាល់ដៃមកទទួលភ្ញៀវប៉ុណ្ណោះលោកប្រាប់ទៀតថាពួកគេអាចចាក់ចេញបានបើមិនចង់ធ្វើជាភ្ញៀវរបស់គាត់ប៉ុន្តែ Ruda នៅក្រុមអាសារឹតដឹងថាពួកគេគ្មានជំរឿឡើយពេលឃើញក្រុមទាហានស្ទើរតែដាច់ខ្យល់ព្រោះក្លិនស៊ុបនេះ Monty ចាប់ផ្ដើមគិតថាគាត់ធ្វើរៀងហួសហេតុពេកហើយមែនទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមានម្នាក់កំពុងអង្គុយហូបយ៉ាងឆ្ងាញ់ដូចជាគ្មានរឿងអ្វីកើតឡើងហើយគេនោះគឺគ្មាននរណាក្រៅពី EN នោះទេ សូម្បីតែ Monty ក៏មិនជឿនឹងភ្នែកខ្លួនឯងដែរព្រោះអៀនកំពុងតែញ៉ាំស៊ុបដែលពេញទៅដោយខ្ទឹមសនោះយ៉ាងឆ្ងាញ់ពិសា Monty ទ្រាំលែងបានក៏ដើរទៅសួរ EN ថាតើគាត់មានអារម្មណ៍យ៉ាងណាដែរហើយ EN គ្រាន់តែឆ្លើយយ៉ាងខ្លីថាស៊ុបនេះពិតជាឆ្ងាញ់ណាស់ Monty ស្ទើរតែកាំងបេះដូងពេលឮបែបនេះព្រោះគាត់មិនបានចម្អិនស៊ុបនេះឲ្យមានរសជាតិឆ្ងាញ់នោះទេ EN បញ្ជាក់បន្ថែមថាខ្ទឹមសនេះរឹតតែធ្វើឲ្យវាមានរសជាតិឆ្ងាញ់ទ្វេដងហើយនៅចំពោះមុខអ្នករាល់គ្នាគាត់បានទំពាខ្ទឹមសមួយមើមយ៉ាងសប្បាយមាត់ Monty ត្រូវបង្ខំចិត្តចាប់ដៃអៀនហើយប្រាប់ឲ្យគាត់ឈប់ញ៉ាំរបស់ទាំងនេះទៀតទៅ Monty និយាយថាគាត់ធ្វើជាគ្រូផ្សំថ្នាំអស់រយៈពេល40ឆ្នាំមកហើយតែនេះជាលើកទី1ហើយដែលគាត់ឃើញមនុស្សចម្លែកដូចជា EN បន្ទាប់មក Monty ក៏សួរឈ្មោះរបស់គាត់ហើយអៀនតបថាគាត់ឈ្មោះ Ian Eritus Raven គ្រាន់តែលើឈ្មោះនេះភ្លាម Monty ដឹងភ្លាមថា EN គឺជាគុនសើរបស់ Iridov Monty ប្រញាប់សុំទោសចំពោះទង្វើលេងសើចរបស់ខ្លួនហើយដើម្បីជាការសុំទោសគាត់បានចូលចង្ក្រានបាយរៀបចំអាហារដែលសមរម្យជាងនេះម្ហូបថ្មីនេះមើលទៅពិតជាគួរឲ្យចង់ញ៉ាំណាស់ពេលដែលក្រុមអាសារឹតកំពុងត្រេកអរ Ian នៅនោះវិញបែរជាស្ដាយស៊ុបមាន់ដ៏គួរឲ្យរអើមដែលត្រូវបានគេដកយកចេញទៅវិញពេលកំពុងញ៉ាំអាហារ Monty បានសួរពួកគេថាតើវាជាការពិតទេដែលពួកគេកំពុងតាមប្រមាញ់ Manticore ហើយ Ruda ក៏បានបញ្ជាក់រឿងនេះ Monty បានប្រាប់គាត់ថាវាមិនមែនជារឿងងាយស្រួលនោះទេព្រោះ Count Katina ផ្ទាល់បានបញ្ជូនក្រុមអ្នកប្រមាញ់បិសាចដ៏ពូកែឲ្យទៅចាប់ Manticore នោះប៉ុន្តែពួកគេត្រូវស្លាប់បាត់បង់ជីវិតគ្មានសល់ឡើយ Ruda ធានាឲ្យអាងប្រាប់ Monty ថាគាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពបែបនេះហើយ Monty ក៏សួរគាត់វិញថាតើគាត់ធ្លាប់ចាប់ Manticore ដែរឬទេ Ruda ឆ្លើយតបថាធ្លាប់ចាប់បានតែ2ឬ3ដងប៉ុណ្ណោះកាលពីគាត់នៅក្មេងបន្ទាប់មកម៉ានេះក៏ងាកទៅសួរ EN ថាតើគាត់ធ្លាប់ធ្វើរឿងនេះដែរឬទេ EN មានការភ័ន្តច្រឡំនឹងសំណួរនេះហើយ Monty ក៏ប្រាប់គាត់ថាគាត់ច្បាស់ជាគ្រូមន្តអាគមពេញលក្ខណៈម្នាក់ហើយប្រសិនបើគាត់ធ្លាប់ហ្វឹកហាត់ជាមួយ Eridos នោះ Monty ស្នើឲ្យគាត់ផ្ដល់ដំបូន្មានដល់ពួកអសវិនអំពីអ្វីដែលគ្រូមន្តអាគមម្នាក់គួរតែធ្វើនៅក្នុងស្ថានភាពនេះជាទូទៅគ្រូមន្តអាគមគ្រប់រូបតែងតែជួបពេលវេលាមួយដែលពួកគេត្រូវធ្វើការជាមួយអ្នកដទៃទោះបីជាពួកគេចង់ឬមិនចង់ក៏ដោយ Eridi ធ្លាប់បានប្រាប់ EN ថាមិនត្រូវមើលស្រាលពេលវេលាបែបនេះជាដាច់ខាត EN ដឹងច្បាស់ក្នុងចិត្តថាគាត់មិនចាំបាច់ត្រូវលះបង់កម្លាំងទាំងអស់ដើម្បីតែចាប់ Manticore នោះទេប៉ុន្តែប្រសិនបើគាត់បដិសេធសំណើនេះពាក្យចចាមអារ៉ាមមិនល្អប្រកាសជាសាយភាយនៅក្នុងសមាគមគ្រូមន្តអាគមមិនខានសមាគមគ្រូមន្តអាគមគឺជាអង្គការមួយដែលបង្កើតឡើងដោយគ្រូមន្តអាគមដឹកនាំដោយសាកលវិទ្យាល័យវេទមន្តដើម្បីធានាដល់ការប្រើប្រាស់មន្តអាគមបានត្រឹមត្រូវ EN ដឹងថាប្រសិនបើរឿងបែបនេះកើតឡើងមែននោះគាត់ច្បាស់ជាគ្មានមុខឯណាទៅជួបលោកគ្រូរបស់គាត់ទៀតទេលើពីនេះទៅទៀតគាត់ប្រហែលជាមិនអាចស្វែងរកជំនួយពីគ្រូមន្តអាគមផ្សេងទៀតបានទេនៅពេលដែលគាត់ត្រូវការជាចាំបាច់នោះបន្ទាប់ពីបានគិតគូរយ៉ាងល្អិតល្អន់អំពីស្ថានភាពនេះ EN ដឹងថាគាត់គ្មានជំរឿសអ្វីផ្សេងទៀតឡើយហើយគាត់ក៏បានប្រាប់ពួកអាស្វិនថាគាត់នឹងចូលរួមក្នុងបេសកកម្មនេះជាមួយពួកគេនៅថ្ងៃបន្ទាប់ក្រុមតែមូបានធ្វើដំណើរចូលទៅក្នុងព្រៃសម្រាប់បេសកកម្មប្រមាញ់ Manticore EN អាចទទួលអារម្មណ៍ដឹងពីភាពតានតឹងចម្លែកមួយហើយគាត់គ្រាន់តែសង្ឃឹមថា Lucy នៅមិនមានគ្រោះថ្នាក់អ្វីនោះទេ
បន្តិចក្រោយមកអូបរ៉នបានស្រ័យប្រាប់ EN យ៉ាងខ្លាំងថាខ្លួនបានរកឃើញម៉ាន់ទីកនោះហើយ រូដាសួរទៅកាន់អៀនថាមានបញ្ហាអ្វីកើតឡើងហើយអៀនក៏ប្រាប់គាត់វិញថាអូបរ៉នទើបតែបានប្រាប់គាត់អំពីទិសដៅដែលពួកគេត្រូវបន្តដំណើរដើម្បីតាមប្រមាញ់មែនទីកមួយនោះ រូដាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគាត់ទទួលស្គាល់ថានេះពិតជាសមត្ថភាពដ៏អស្ចារ្យមែន តាមមើលទៅអៀនបានធ្វើឲ្យអូបរ៉ុនស្វំនឹងភាសាមនុស្សនៅពេលដែលវាអង្គុយនៅលើស្មារបស់គាត់អាចបង្រៀនអូបរ៉ុនក្នុងរយៈពេលដ៏ខ្លីដោយសារតែជំនាញវេទមន្តដ៏ខ្លាំងពូកែរបស់គាត់ភ្លាមៗនោះអៀនក៏សួររូដានៅសំណួរដ៏សំខាន់មួយគាត់ចង់ដឹងថាតើគាត់អាចបញ្ចុះបញ្ចូលមែនទីកមួយនោះបានដែរឬទេដោយសារតែវាក៏ជាបិសាចមួយដែរ រូដាមិនមានចម្លើយចំពោះសំណួរនេះទេប៉ុន្តែម៉ានីក៏បានកាត់សម្ដីដោយនិយាយថាម៉ាន់ទីកមិនមែនជាប្រភេទសត្វដែលយើងអាចនិយាយស្ដីជាមួយវាបានឡើយ អ៊ីនកំហុសឲ្យម៉ានីដោយសួរថាការទាត់ដឹងអ្វីខ្លះអំពីវេទមន្តក៏ហៅម៉ុនទីការពារខ្លួនឯងដោយនិយាយថាគាត់ដឹងច្បាស់ពីអាត់កំបាំងនេះ បន្ទាប់មកមិនទីប្រាប់អៀនថាគាត់នឹងរាយការណ៍រឿងនេះទៅអ៊ីរីឌីសទោះបីជាគាត់អាចបញ្ចុះបញ្ជូមែនទីកបានសម្រេចក៏ដោយ អៀនមិននឹកស្មានថាជំនួសឲ្យការសរសើរគាត់បែរជាចង់យកវាមកប្រាប់លោកគ្រូរបស់គាត់ទៅវិញ ស្រាប់តែមានអសវិនម្នាក់ស្រែកហៅពួកគេឲ្យមើលទៅខាងមុខដោយប្រាប់ថាមែនទីកកំពុងតែឈរនៅចំពីមុខពួកគេតែម្ដងពួកគេក៏លេចមើលទៅមុខក៏ឃើញថាមែនទីកកំពុងសម្លឹងមកពួកគេដែរហើយរូដាប្រាប់ពួកគ្រូមុនអាគមកុំឲ្យចេញឆ្ងាយពីគាត់ រូដាលាកត្រដែងថាគាត់មិនលាបថ្នាំពុលលើអាវុធទាំងអស់របស់ពួកគេរួចហើយនេះគឺជាថ្នាំពុលដែលម៉ានីបានផលិតឡើងយ៉ាងពិសេស បន្ទាប់មករូដាបញ្ជាឲ្យកូនចៅរបស់គាត់បានទៅលើមែនទីកហើយពួកគេក៏អនុវត្តភ្លាមៗតែម្ដង គួរឲ្យខកចិត្តព្រួយទាំងអស់បានផ្លាតចេញពីស្បែកដ៏ក្រាស់របស់មែនទីកដែលធ្វើឲ្យពួកអសវិនភ័យស្លន់ស្លោមិនដឹងត្រូវធ្វើយ៉ាងណា រូដាប្រាប់ឲ្យកូនចៅរបស់គាត់វាយប្រហារម្ដងទៀតប៉ុន្តែមែនទីកនោះបានសាច់ចំអកឲ្យពួកគេមុនពេលឈានជើងចេញពីភាពងងឹតមកប្រឈមមុខការសាច់នោះពិតជាសាហាវគូខៅណាស់ដែលធ្វើឲ្យសង្បីតែអៀនក៏ចាប់ផ្ដើមព្រួយបារម្ភយ៉ាងខ្លាំងដែរ នៅពេលដែលមែនទីកកំពុងតែឈរនៅពីមុខពួកគេទើបតែដឹងថាពួកគេគ្មានពេលវេលាសង្បីតែដើម្បីលាបថ្នាំពុលឲ្យបានត្រឹមត្រូវផង ពេលនោះអៀនស្រែកឡើងយ៉ាងខ្លាំងដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់ម៉ាន់ទីកនោះហើយម៉ាន់ធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលអៀនហ៊ានធ្វើរឿងបែបនេះ នៅពេលដែលមែនទីកងាកមកមើលអ៊ីនវាពិតជាមានការភ្ញាក់ផ្អើលដែលមានមនុស្សហ៊ាននិយាយជាមួយវាដែលនេះជារឿងដ៏កម្រមានបំផុត បន្ទាប់មកអៀនស្នើឲ្យមែនទីកនោះរក្សាភាពស្ងប់ស្ងាត់ដោយប្រាប់ថាគាត់សប្បាយចិត្តណាស់ដែលគាត់អាចយល់ពីអ្វីដែលវានិយាយបាន អៀនណែនាំខ្លួនឯងប៉ុន្តែស្រាប់តែម៉ាន់ទីកនោះសើចចំអកឲ្យគាត់ហើយថែមទាំងដេញគាត់ឲ្យទៅឲ្យឆ្ងាយទៀតផងវាថែមទាំងប្រមាថគាត់ដោយប្រាប់ឲ្យគាត់ទៅស៊ីលាមកហើយអៀនក៏ស្រែកសួរទៅមែនទីកនោះវិញថាតើវាមានបញ្ហាស្អីឲ្យប្រកប គួរឲ្យភ្ញាក់ផ្អើលមែនទីកនោះបែរជាឆ្លើយតបយ៉ាងល្អដោយនិយាយថានេះហើយជាអ្វីដែលវាចង់បាន វាសួរអៀនថាគាត់ចង់បានអ្វីហើយអៀនក៏ប្រាប់វាត្រង់ៗថាគាត់ចង់បានស្បែកក្បាលរបស់វាមែនទីកសើចលឺហើយសរសើរអៀនថាជាមនុស្សស្មោះត្រង់ភ្លាមនោះមែនទីកក៏បបួលអៀនឲ្យចូលរួមជាមួយវាដើម្បីសម្លាប់ពួកមនុស្សចោលទាំងអស់តែម្ដង ម៉ង់ទីកបង្ហាញពីភាពខកខើរបស់វានៅពេលដែលវានិយាយរៀបរាប់អំពីភាពឆ្ងាញ់ពិសានៃសាច់មនុស្សជាក់ស្ដែងវាប្រាប់អៀនថាគាត់នឹងទទួលបានស្ត្រីដ៏ស្រស់ស្អាតជាច្រើនហើយបន្ទាប់ពីអៀនលេងត្រូវការស្ត្រីទាំងនោះហើយវានឹងសម្លាប់ពួកគេចោលទាំងអស់តែម្ដង បន្ទាប់ពីបានឮរឿងដ៏គួរឲ្យខ្ពើមរអើមដែលមែនទីកនោះបាននិយាយមកអៀនក៏ក្អួតចង្អោរនៅចំពីមុខវាតែម្ដងព្រមទាំងលើកម្រាមដៃកណ្ដាលហើយជេរវាថាជាសត្វតិរច្ឆានថោកទាបម្យ៉ាងទៀតអៀនច្បាស់ជាមិនព្រមទទួលយកសំណើរបស់វានោះឡើយ ម៉ាទីកនោះលោតផ្លោះរំលងគាត់ដោយគម្រាមថាវានឹងកម្ចាត់មនុស្សគ្រប់គ្នានៅទីនេះឲ្យខ្ទេចគ្មានសល់ ខណៈពេលដែលមែនទីកកំពុងតែដើរសម្ដៅទៅរកពួកអសវិនម៉ានីក៏បញ្ចេញវេទមន្តរបស់គាត់បង្កើតជាឫសឈើដ៏ធំមហិមាដើម្បីរំពាស់កន្លែងដែលមែនទីកនោះកំពុងតែឈរ រូដាស្រែកសួរទៅកាន់ម៉នធីថាតើគាត់ទើបតែធ្វើរឿងស្អីហ្នឹង ម៉ានីតបវិញថាគាត់ទើបតែស៊ីមែនទីកនោះបាត់ទៅហើយប៉ុន្តែរូដាស្រែកកំហុសឲ្យគាត់ដោយប្រាប់ថាមានពួកអសវិននៅក្បែរសត្វសាហាវនោះដែរ ម៉ានីប្រកែកជាមួយរូដាដែលប្រាប់ឲ្យគាត់ចាត់ការតាមរបៀបដែលគាត់ចង់ទៅចោះបន្ទាប់មកអៀននិងរូដាក៏ប្រញាប់រត់ទៅមកខាងទៀតហើយឃើញពួកអសវិនកំពុងតែរងរបួសយ៉ាងធ្ងន់ធ្ងរតែរឿងអាក្រក់បំផុតបានកើតឡើងហើយអៀនសម្លឹងមើលទាំងរន្ធត់ពេលឃើញឌីទ្រិកដេកដួលលើដីរបួសធ្ងន់ចិត្តស្លាប់ ដេទ្រិកសំទោសរូដាដែលបណ្ដោយឲ្យមែនទីករត់រួចតែរូដាលួងលោមគាត់ឲ្យប្រាប់ថានេះមិនមែនជាកំហុសគាត់ទេអ៊ីនឈរកាំងដល់ក្តីរន្ធត់នេះជាលើកទី1ហើយដែលគាត់ដឹងថាសេចក្តីស្លាប់គឺជារឿងពិតនៅក្នុងពិភពលោកមួយនេះគាត់មិននឹកស្មានសោះថាត្រូវមកកាន់ទុកឌីទ្រិកបែបនេះគាត់ទើបតែភ្ញាក់ខ្លួនថាគ្រប់យ៉ាងដែលគាត់ធ្លាប់ឃើញក្នុងរឿងនិទានឥឡូវคล้ายជាការពិតដ៏សាហាវទៅហើយអ៊ីនប្រញាប់ស្ទុះទៅចាប់ដៃឌីទ្រិកជាប់គាត់រំលឹកថាឌីទ្រិកធ្លាប់ប្រាប់គាត់ថាការបួងសួងនឹងជំនឿនឹងធ្វើឲ្យឋានសួគ៌បើកទ្វារទទួល ទាំងទៅភ្នែករលីងលលងរងចាំសេចក្តីស្លាប់ឌីទ្រិកងក់ក្បាលយកស្របហើយអៀនក៏បបួលគាត់បួងសួងជាមួយគ្នា អៀនចាប់ដើរបួងសួងដោយប្រាប់ទៅកាន់ព្រះជាម្ចាស់នៅឋានសួគ៌ថាឌីទ្រីគឺជាអ្នកជឿជាក់ដ៏ធំបំផុតរបស់ទ្រង់ គាត់សួរទៅព្រះថាតើទ្រង់មិនគិតចង់ធ្វើអ្វីសោះទេឬព្រោះឥឡូវនេះឌីទ្រិករៀបនឹងដាច់ខ្យល់ស្លាប់ទៅហើយភ្លាមនោះអៀនក៏លឺសំឡេងពីឋានសួគ៌បលើឡើងប្រាប់គាត់ថាបើសិនជានេះជាអ្វីដែលគាត់ចង់បានពួកគេអាចសាក់លបងជួយមើលសិន ពួកអសរិឈោមើលទាំងស្រឡាំងកាំងពេលឃើញដៃរបស់អ៊ីនចាប់ផ្ដើមបញ្ចេញពន្លឺដែលនេះជាសញ្ញានៃធម៌ពលស័ក្តិសិទ្ធិដ៏មហាសាល ស្រាប់តែឌីទ្រីឃើញខ្លួនឯងនៅឋានសួគ៌ដោយមានទេពធីតានៅចំពោះមុខឌីទ្រីឈោគាំងដោយក្តីភ្ញាក់ផ្អើលខណៈទេពធីតាស្វាគមន៍គាត់និងប្រាប់ថានាងសប្បាយចិត្តដែលបានជួបគាត់ឌីទ្រីញ័រខ្លួនដោយក្តីតក់ស្លុតគាត់អន់ក្បាលគោរពទេពធីតាដោយដឹងខ្លួនច្បាស់ថាពេលនេះគាត់ពិតជានៅឋានសួគ៌មែន បន្ទាប់មកទេពធីតាក៏ប្រាប់គាត់ថាមានរឿងមួយដែលគាត់ចាំបាច់ត្រូវតែធ្វើ ឌីទ្រីសួរថាតើជារឿងអ្វីទេពធីតាក៏ប្រាប់ថាគាត់ត្រូវផ្សព្វផ្សាយឆន្ទៈរបស់នាងឲ្យបានទូលំទូលាយព្រមទាំងជួយអ្នកខ្សោយនិងនាំយកសុភមង្គលជូនពួកគេ ចុងក្រោយទេពធីតាប្រាប់ឌីទ្រិកឲ្យជួយដល់អៀនដែលជាសាវករបស់នាងក្រោយប្រាប់បំណងរួចនាងក៏បញ្ជូនគាត់មកវិញហើយអៀនក៏បើកភ្នែកឡើងឃើញរូដានិងអ្នកផ្សេងទៀត ពួកគេគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឌីទ្រិករស់ឡើងវិញ
ចំណែកអៀនឈរយ៉ាងសង្ហាពុពេញដោយមោទនភាពរួយស៊ូឌីទ្រិកថាតើមានអារម្មណ៍យ៉ាងណាដែរដែលរស់ពីស្លាប់វិញនេះ ភ្លាមនោះដៃទ្រីកស្ទុះទៅតោងអៀនដូចជាព្រះរស់មួយអង្គគាត់ស្ញាយសរសើរអៀនដែលធ្វើជាស្ពានចម្លងរវាងគាត់និងទេពធីតាដើម្បីជួយសង្គ្រោះជីវិតគាត់ អៀនមិនអាចប្រកែកបានទេតែគាត់ដឹងច្បាស់ថាគាត់អាចប្រើវេទមន្តស័ក្តិសិទ្ធិនេះបានគឺដោយសារតែទេពធីតានៃវិហារព្រះស្ថានសួគ៌ជាអ្នកឲ្យគាត់ខ្ចីធម្មពលប៉ុណ្ណោះបន្ទាប់មកអៀនសួរឌីទ្រិកថាធ្វើម៉េចទើបគាត់ដឹងពីរឿងនេះព្រោះទេពធីតាផ្ទាល់ជាអ្នកប្រាប់គាត់ឲ្យជួយសង្គ្រោះឌីទ្រិកដោយសារគាត់នៅមានភារកិច្ចជាច្រើនត្រូវធ្វើបន្តទៀត ឌីទ្រិកភ្ញាក់ឲ្យយ៉ាងខ្លាំងព្រោះនេះជាពាក្យសម្ដីដូចគ្នាបេះបិទដែលទេពធីតាបានប្រាប់គាត់ ឌីជ្រីអោតគោរពអៀនភ្លាមដោយហៅគាត់ពេញមាត់ថាជាសាវកដែលទេពធីតាបានបញ្ជូនមកពួកអសរផ្សេងទៀតមិនចង់ជឿនឹងភ្នែកខ្លួនឯងទេពួកគេគិតថាឌីទ្រិកប្រហែលជាឈួតបាត់ទៅហើយព្រោះអៀនមិនអាចទៅរួចទេដែលថាជាសាវកនោះ មួយសន្ទុះក្រោយមកមន្ទីរបញ្ចេញទៅមុខភ្ញាក់ផ្អើលមនុស្សគ្រប់គ្នាសើតែស្លាប់ទៅហើយតែបែរជាមើលទៅពោពេញដោយធម្មពលទៅវិញបន្ទាប់មករូដាស្នើឲ្យពួកគេបន្តការតាមរមាញ់បិសាច Manticore គ្រប់គ្នាក៏យល់ព្រមយ៉ាងពេញទំហឹងត្រៀមខ្លួនជាស្រេច អៀនប្រាប់រូដាថាគាត់នឹងបញ្ជូនអូបេរ៉ុនឲ្យទៅស៊ើបការនៅខាងមុខសិនអៀនបដិញ្ញាចិត្តខ្ពស់ត្រូវតែតាមចាប់និងកំចាត់បិសាច Manticore ឲ្យបានសម្រាប់រឿងដែលវាបានប្រព្រឹត្ត ទន្ទឹមនឹងនោះបេសាច Manticore បានសម្រុកចូលទៅក្នុងទីប្រជុំជនហើយកំពុងបង្កកាប់បំផ្លិចបំផ្លាញយ៉ាងខ្លាំង បរិយាម្នាក់និងកូនប្រុសកំពុងព្យាយាមរត់គេចខ្លួនប៉ុន្តែបរិយានោះក៏បានរបូតចេញពីដៃកូនប្រុសរបស់គាត់ដួលខ្ពស់ទៅលើដីមិនទាន់ទាំងកូនប្រុសគាត់ងាកមកជួយទាញចេញពីទីនោះផងបិសាច Manticore ក៏បានមកដល់ក្បែរពួកគេទៅហើយជំនួសឲ្យការរត់ចោលឪពុកកូនប្រុសបានទាញចប់កាប់លើកតម្រង់ទៅរក Manticore ហើយស្រែកប្រាប់វាឲ្យជិះចេញពីឪពុករបស់ខ្លួន ភ្លាមនោះ Manticore ធ្វើឲ្យបរិសនោះភ្ញាក់ព្រឺតព្រោះវាអាចនិយាយឆ្លើយឆ្លងជាមួយគាត់ជាភាសាមនុស្សបាន បន្ទាប់មក Manticore ក៏ដាក់សំណើឲ្យគាត់វាប្រាប់ឲ្យគាត់សម្លាប់ឪពុកខ្លួនឯងដើម្បីបដូរយកការរស់រានមានជីវិត រួមទាំងអ្នកភូមិផ្សេងទៀតផងដែរប៉ុន្តែបុរសនោះស្រែកកំហុសទៅវាវិញដោយប្រាប់ថាគាត់គ្មានថ្ងៃយល់ព្រមនឹងសំណោឈួតនេះជាដាច់ខាត ដោយសារតែបែបនេះ Manticore និយាយថាវាគ្មានជំរឿសអ្វីក្រៅពីសម្លាប់គាត់និងមនុស្សគ្រប់គ្នានៅទីនេះតែម្ដងនោះទេ ឪពុកនិងកូនអោបគ្នាជាប់រងចាំសេចក្តីស្លាប់មកដល់តែស្រាប់តែមានព្រួយមួយគ្រាប់បាញ់ពីចម្ងាយមកទម្លុះចំភ្នែករបស់ Manticore Manticore ស្រែកយ៉ាងខ្លាំងដូចក្តីឈឺចាប់ ពេលវាងើបមុខឡើងក៏ឃើញរូដានិងពួកអសរិតកំពុងសម្រុកតម្រង់មករកវារូដាបញ្ជាអសរិតរបស់គាត់ឲ្យវាយលោក Manticore អស់ពីកម្លាំងកាយកម្លាំងចិត្តការប្រយុទ្ធដ៏ស៊ីសាច់ហត់ឈាមក៏ផ្ទុះឡើងស្របពេលពួកគេព្យាយាមកាប់សម្លាប់សត្វសាហាវនេះ Manticore មិនបានញញើតនៅពួកគេសោះឡើយហើយថែមទាំងហៅពួកមនុស្សថាជាសត្វល្អិតទៀតផងភ្លាមនោះ Manticore ក៏លឺសំឡេងអៀនពីចម្ងាយគាត់ជេរប្រមាថវានិងស្ដីបន្ទោសវាដែលធ្វើចរិតថោកទាបបែបនេះ Manticore ស្រែកកំហុសឲ្យអៀនបិទមាត់ប៉ុន្តែអៀនបែរជាចំអកឲ្យវាវិញដោយនិយាយថាវាខ្លាំងតែមាត់តែមិនហ៊ានខំ ពាក្យនេះធ្វើឲ្យ Manticore ខឹងចេះឈួលហើយស្ទុះមករកអៀនតែពេលចូលមកដល់គម្លាតវាយប្រហារភ្លាម Monty ក៏លុតចូលមកកាត់មុខ គាត់បញ្ចេញវេទមន្តបង្កើតជាវល់ផ្កាចាប់រុំជើង Manticore ជាប់ធ្វើឲ្យវាមិនអាចកម្រើកខ្លួនបាន បន្ទាប់មករូដាបញ្ជាឲ្យកូនចៅចាត់ការតាមផែនការពួកគេក៏ជាវត្ថុរាវងាយឆេះទៅលើខ្លួន Manticore ពីគ្រប់ទិសទី Manticore នៅតែគិតថាគ្មានអ្វីអាចធ្វើបាបវាបានទេប៉ុន្តែវាទើបតែដឹងខ្លួនថារលាយហើយពេលដែលអៀនបញ្ចេញវេទមន្តភ្លើងរបស់គាត់អណ្ដាតភ្លើងនេះឆាបជាសន្ធោសន្ធើដុតរោ Manticore ឡើងខ្លាយជាផេះផង់ ក្រោយពេលកម្ចាត់សត្វចម្លែកនេះរួចអ្នកភូមិបាននាំគ្នាអរគុណដល់ពួកអសរិតដែលបានជួយសង្គ្រោះពួកគេរូដាតបវិញថាពួកគេគ្រាន់តែធ្វើរឿងដែលត្រឹមត្រូវប៉ុណ្ណោះ ឃើញអៀនចូលពីក្រោយគ្មានអ្នកណាខ្វល់ឯកនោះក៏ឌឺដងសួរថាគេពិតជាត្រូវបានគេទុកចោលមែនទេប៉ុន្តែអៀនប្រាប់អូបរ៉ុនឲ្យបិទមាត់គេយល់ថាអ្នកទាំងអស់កំពុងភ័យខ្លាចព្រោះតែទើបឃើញគេដុត Manticore ជាដុំភ្លើង ស្រាប់តែឪពុកនិងកូនប្រុសដែលត្រូវបានជួយសង្គ្រោះបានលេចមកពីក្រោយអៀនដើម្បីថ្លែងអំណរគុណ អៀនទទួលការអរគុណទាំងអៀនតាមពិតគេធ្វើលីមិនមែនចង់បានការសរសើរទេប៉ុន្តែគេក៏មិនធ្វើដែរ បន្ទាប់មករូដាដើមមកសរសើរគេថាគេពិតជាអស្ចារ្យព្រោះពួកគេអាចចាប់ Manticore បានគឺដោយសារតែរូបគេអៀនមិនចង់ទទួលការសរសើរនេះទេដោយប្រាប់ថាគេគ្រាន់តែធ្វើតាមសម្ដីរបស់ Monty ប៉ុណ្ណោះប៉ុន្តែរូដាប្រាប់ឲ្យគេងើបមុខឡើងព្រោះវាកម្រណាស់ដែលឃើញអ្នកមានជំនាញអស្ចារ្យបែបនេះមានអត្តចរិតសុភាពរីបទាបរូដាជឿថាអៀនអាចនឹងក្លាយជាបុគ្គលអស្ចារ្យម្នាក់ដែលធ្វើឲ្យពួកអភិជនត្រូវខ្មាស់ពេលនោះក្រុមទាហានលេចមុខមកសួររូដានិងអៀនថាតើពួកគេជាអ្នកសម្លាប់ Manticore មែនទេរូដាក៏យល់ព្រមហើយសួរថាពួកគេជានរណាពួកទាហានសំទោសដែលណែនាំខ្លួនយឺតហើយប្រាប់ថាពួកគេគឺជាទាហានរបស់បន្ទាយ អៀនភ្ញាក់ផ្អើលពេលឮបែបនេះរួចទាហានទាំងនោះស្នើឲ្យពួកគេទៅបន្ទាយជាមួយដែលសារខំធីណាបានសុំជួបពួកគេ ពេលទៅដល់បន្ទាយគីណាស្វាគមន៍ពួកគេជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងសរសើរពួកគេដែលហ៊ានតទល់នឹងវិស័យដ៏គួរឲ្យខ្លាចនោះកាទីណាលេងសើចជាមួយរូដាថាវានឹងល្អបើបន្ទាយនេះមានអសរិតដូចជាគេគីណាក៏ប្រាប់ទៅ Monty ឲ្យស្លាប់ចិត្តថានឹងគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ព្រៃដែលគេរស់នៅនោះឡើយគីណាបែរមកប្រាប់អៀនថាគាត់ធ្លាប់ឮរឿងរ៉ាវរបស់គេពីក្មួយស្រីគាត់អៀនកំពុងតែជក់មាត់នឹងអាហារដ៏ឈ្ងុយឆ្ងាញ់រហូតមិនដឹងថាគីណាកំពុងហៅគេទាល់តែអូបរ៉ុនជាអ្នកដាស់តឿនទើបគេដឹងខ្លួនទីបំផុតអៀនបានងាកទៅសុំទោសដោយសារភាពថាម្ហូបនេះឆ្ងាញ់ពេករហូតដល់គេមិនបានឮការហៅរបស់គាត់គីណាប្រាប់អៀនថាគាត់ដឹងរឿងដែលគេជួយថែក្មួយស្រីគាត់ហើយគាត់សម្រេចចិត្តជូនក្រាំងវេទមន្តមាសមួយឲ្យគេតាមមើលទៅគ្រាន់តែហាយកាំងនេះជាពីរនោះវានឹងបញ្ចេញឥទ្ធិពលភ្លាមអៀនពិតជាភ្ញាក់ផ្អើលនឹងក្រាំងនេះព្រោះគេអាចដឹងពីគុណភាពដ៏ខ្ពស់នៃអក្សរនីមួយៗនៅលើវាគីណាសួរថាអៀនពេញចិត្តទេព្រោះគាត់តាំងចិត្តរៀបចំទុកឲ្យអៀនឆ្លើយថាគេពិតជាចូលចិត្តនិងអរគុណសម្រាប់កាដូដ៏មានតម្លៃនេះគីណាប្រាប់ថាក្រាំងនេះមិនអាចប្រៀបនឹងការដែលគេបាននាំលូស៊ីត្រឡប់មកវិញទេពេលនោះគីណាផ្ទាត់ម្រាមដៃហើយលូស៊ីក៏ដើរចូលមកជាមួយរ៉ូបដ៏ស្រស់ស្អាតតែពាក់មួកដែលមើលទៅដូចជាកោណចរាចរណ៍ អៀនសឹងមិនជឿភ្នែកខ្លួនឯងហើយឆ្ងល់ថានាងបានមុខដ៏អាក្រក់នេះមកពីណា លូស៊ីញញឹមដាក់អៀនរួចសួរគេថាសុខសប្បាយទេព្រោះខានជួបគ្នាយូរហើយ
អៀនថាគេសុកជាទេចំណែករូដាក៏និយាយកាត់ថាទីបំផុតគេដឹងថាអ្នកទាំងពីរមិនមែនបងប្អូនតែជាសង្សារនឹងគ្នា អៀនព្យាយាមបកស្រាយថាវាមិនដូចអ្វីដែលរូដាគិតទេស្រាប់តែគីណាប្រាប់អៀនថាគាត់មានសំណើមួយចង់សុំអៀនសួរថាវាជាអ្វីហើយគីណាក៏សុំឲ្យអៀនចូលរួមកម្លាំងដើម្បីពួកគេអាចប្រយុទ្ធជាមួយគ្នាដើម្បីសងសឹកឲ្យលូស៊ីទីបំផុតអៀនយល់ពីមូលហេតុដែលគីណាឲ្យក្រាងមាសនោះមកគេទូយ៉ាងណាគេយល់ថាវាមិនមែនជាបញ្ហាធំទេដោយសារគេមិនចាំបាច់ប្រថុយជីវិតប្រយុទ្ធនៅសមរភូមិឡើយគេគ្រាន់តែអាចជួយគ្រប់គ្រងដោយប្រើវីតាមីនល្មមៗដោយតែគេធ្លាប់ធ្វើជាមួយមែនទីកប៉ុណ្ណោះហើយបើអ្វីៗដំណើរការល្អគេអាចនឹងបានរង្វាន់គុណនឹងពីទាំងគីណានិងលូស៊ីមើលទៅវាមិនមែនជាកិច្ចប្រឹងប្រែងអាក្រក់ទេដូច្នេះគេក៏ប្រាប់លោកគង់ថាបើពួកគេត្រូវការជំនួយគេស្ម័គ្រចិត្តជួយជានិច្ច3ថ្ងៃក្រោយមករូដាបានរៀបចំចេញដំណើរហើយលូស៊ីក៏បានអរគុណគេសម្រាប់គ្រប់យ៉ាងគួរឲ្យភ្ញាក់ផ្អើលចំនួនទាហានរបស់រូដាថយចុះដោយសារតែគីណាបានយកលុយទៅទិញទឹកចិត្តពួកគេអស់ខ្លះរូដាងាកទៅអរគុណអៀនសម្រាប់គ្រប់យ៉ាងហើយអៀនក៏តបទៅវិញដូចគ្នាដែររូដាប្រាប់អៀនថាបើតនេះគួរតែទៅលេងកោះ Trifa ដោយសន្យាថាគេនឹងបង្ហាញរឿងអាចកំបាំងមួយចំនួនដែលគេប្រហែលជាចាប់អារម្មណ៍អៀនភ្ញាក់ផ្អើលព្រោះទើបតែឮឈ្មោះកោះនេះជាលើកដំបូងរូដាថាវាជាកោះដែលនៅសមុទ្រផ្កាថ្មរូដាប្រាប់ថាគ្រាន់តែនិយាយថាមករកសាវ៉ាដរគ្រប់គ្នានឹងស្វាគមន៍គេយ៉ាងកក់ក្ដៅអៀនសួរភ្លាមថានេះជាឈ្មោះពិតឬចំណែករូដាតបថាដល់ពេលត្រូវប្រាប់ហើយរូដាបញ្ជាក់ថាឈ្មោះពិតគឺសាវ៉ាដូត្រកូលអគូសលូស៊ីឮភ្លាមស្រឡាំងកាំងព្រោះនាងនឹងរឿងមួយដែលអៀនមិនបានដឹងនាងសួរថាគេជាមនុស្សមកពីក្រុម White Wolf មែនទេហើយសាវ៉ាដូក៏សរសើរនាងដែលនៅចងចាំឈ្មោះចាស់នេះអៀនសួរលូស៊ីពីអត្ថន័យនៃ White Wolves ហើយលូស៊ីហាក់ស្រឡំកាំងដែលអៀនមិនដឹងរឿងនេះសោះ តាមពិតក្រុមស៊ីឈ្នួល White Wolf ជាក្រុមដែលរីកចម្រើនក្រោមការដឹកនាំផ្ទាល់ពីអតីតអធិរាជហើយមេដឹកនាំពីនោះទទួលបានងារជា Sword Master លូស៊ីក៏បញ្យល់ប្រាប់ថាមនុស្សដែលកំពុងឈរនៅមុខពួកគេនេះគឺជា Sword Master ដ៏ខ្លាំងក្លាម្នាក់ ជាយើងភ្ញាក់ផ្អើលឬលោតចុះឡើងអំពីរឿងនេះអៀនគ្រាន់តែឈរថ្មឹងដោយគ្មានចំណាប់អារម្មណ៍អ្វីបន្តិចសោះ សូម្បីតែលូស៊ីក៏ស្ដីបន្ទោសគាត់ដែរដោយប្រាប់ឲ្យគាត់បង្ហាញប្រតិកម្មខ្លះមកព្រោះគាត់កំពុងឈរនៅមុខតួអង្គរឿងព្រេងនិទានម្នាក់ទៅហើយប៉ុន្តែអៀនមិនខ្វល់តតែសោះហើយសាវ៉ាដូក៏មិនភ្ញាក់អូដែរព្រោះគាត់ដឹងស្រាប់ថាអៀនជាមនុស្សប្រភេទណា ពេលគ្រប់យ៉ាងត្រូវបានដោះស្រាយរួច Salvador ប្រាប់គាត់ថាដល់ពេលដែលគាត់ត្រូវចាក់ចេញហើយចំណែក Monty ក៏ប្រាប់អៀនឲ្យផ្ដាំផ្ញើការសួរសុខទុក្ខទៅកាន់ Aridus ផងដែរ Dietrich អោបអៀនយ៉ាងជាប់ព្រោះមិនចង់ទៅណាទេប៉ុន្តែអៀនប្រាប់ថានេះមិនមែនជាការលាគ្នារហូតឡើយអៀននិងសាវ៉ាដូចាប់ដៃគ្នាពេលពួកគេលាគ្នាហើយអៀនបានធានាប្រាប់គាត់ថាគេនឹងទៅកោះ Trifa នៅពេលដែលរឿងរ៉ាវគ្រប់យ៉ាងស្ងប់ស្ងាត់វិញ បន្ទាប់មកគីណាបានប្រមូលកងទ័ពត្រៀមទៅតាមចាប់មេចៅ Graham ដែលបានសម្លាប់ប្អូនស្រីរបស់គាត់ ក្នុងចិត្តគិតទៅគីណាមិនយល់ថាស្ថានភាពនេះអាក្រក់នោះទេដោយសារគេប្រើលូស៊ីជាខែដើម្បីការពារទឹកដីរបស់នាងនិងឲ្យនាងរៀបការជាមួយកូនចៅរបស់គេគីណាមានគោលបំណងចង់គ្រប់គ្រងទឹកដី Terran ទាំងស្រុងតែម្ដងពេលឈរនៅមុខកងទ័ពរបស់គេគីណាបានលើកទឹកចិត្តពួកគេដោយប្រាប់ពីផែនការក្នុងការកាត់ទោស Crime ដែលជាជនក្បត់នោះកងទ័ពរបស់គេស្រែកហៅឈ្មោះគេយល់ព្រមដែលនេះបញ្ជាក់ច្បាស់ថាគីណាពិតជាមានការគ្រប់គ្រងពីពួកគេពេលក្រោយមកដែលជំរំទាហានពួកទាហានបានឃើញថាអៀនកំពុងស្ងោរស្លាបព្រាហើយពួកគេក៏សន្និដ្ឋានថាគាត់កំពុងធ្វើស៊ុបស្លាបព្រាអៀនហូចចិត្តនឹងពួកគេខ្លាំងណាស់ព្រោះតាមពិតគាត់គ្រាន់តែសម្លាប់មេរោគលើស្លាបព្រាប៉ុណ្ណោះលូស៊ីសួរគាត់ថាការសម្រាប់មេរោគមានន័យយ៉ាងម៉េចហើយគាត់ក៏ឆ្លើយថាវាជាអាចកំបាំងព្រោះនាងមិនយល់ទេទោះបីជាគាត់ខំបញ្យល់នាងក៏ដោយមួយសន្ទុះក្រោយមកទាហានផ្សេងទៀតក៏មកដល់ហើយសុំឲ្យគាត់ស្ងោរសាច់ជាមួយស្លាបព្រានោះតែអៀនស្រែកដាក់ពួកគេថាគាត់មិនមែនកំពុងធ្វើស៊ុបទេបន្តិចក្រោយមកលូស៊ីប្រាប់អៀនថានាងកំពុងគិតអំពីរង្វាន់ដែលនាងសន្យាឲ្យគាត់ស្របពេលដែលអៀនបានភ្លេចរឿងនេះបាត់ទៅហើយលូស៊ីនិយាយថានាងគិតចង់ឲ្យមាសទៅគាត់ប៉ុន្តែមើលទៅតាមស្ថានភាពជាក់ស្ដែងគាត់មានច្រើនជាងតម្រូវការទៅទៀតហេតុនេះហើយទើបនាងគិតរករបស់ផ្សេងដើម្បីឲ្យគាត់សប្បាយចិត្តហើយអ្វីដែលនាងគិតឃើញនោះគឺដាវវីតាមីន Anorexia នាងប្រាប់ថាដាវនេះគឺជាអំណោយសម្រាប់បារ៉ូណារៀនទី1ដែលបានមកពីពួកទេពធីតានាងប្រាប់ទៀតថារឿងព្រេងបានដំណើរថាវីរៈបុរសរូបនេះបានលងស្នេហ៍ជាមួយទេពធីតាហើយពេលកាន់ដាវនោះក៏ក្លាយជាអ្នកសង្គ្រោះពិភពទេពធីតាតែម្ដងលូស៊ីកំពុងនិទានរឿងនេះយ៉ាងរំភើបញាប់ញ័រប៉ុន្តែអៀនហាក់ដូចជាមិនសូវចាប់អារម្មណ៍ទាល់តែសោះអៀនសួរលូស៊ីថាហេតុអ្វីគ្រូសានេះមិនប្រើដាវនេះឲ្យបានខ្ពង់ខ្ពស់ជាជាងនៅជាត្រកូលធម្មតាអញ្ចឹងលូស៊ីតបថារឿងនេះកាលឡើង400ឆ្នាំមុនហើយពេលនេះដាវអានូរីលត្រូវបានកប់ក្នុងភ្នូបាត់ទៅហើយអៀនពិតជាភ្ញាក់ផ្អើលពេលឮបែបនេះហើយលូស៊ីក៏បន្តទៀតថាពួកគេត្រូវតែជីកភ្នូនោះដើម្បីយកដាវនេះមកវិញអៀនហួចចិត្តខ្លាំងដែលលូស៊ីមានកម្រងជីកយករបស់ដែលដូនតាបានបិទចិត្តគ្រាន់តែដើម្បីយកមកឲ្យអ្នកផ្សេងបែបនេះអៀនពិតជាអស់សង្ឃឹមនឹងការខ្វះសិលធម៌នេះខ្លាំងណាស់ហើយពេលគាត់សម្រេចចិត្តនិយាយគាត់បានប្រាប់លូស៊ីថាមើលទៅដាវនេះពិតជាមានតម្លៃខ្លាំងណាស់ដូច្នេះវាល្អជាងប្រសិនបើនាងប្រើវាសម្រាប់គ្រួសាររបស់នាងវិញតាមពិតគាត់និយាយថាវាប្រហែលជាល្អជាងប្រសិនបើពួកគេបន្តប្រើវាដើម្បីអួតជារៀងរហូតនោះលូស៊ីកាត់សម្ដីដែលនិយាយថានាងប្រហែលជាមិនទាន់ទទួលបានអ្វីមកវិញទេប៉ុន្តែនាងទទួលបានសិទ្ធិក្នុងការតស៊ូហើយសម្រាប់រឿងនេះនាងពិតជាដឹងគុណខ្លាំងណាស់នេះហើយជាមូលហេតុដែលនាងសុខចិត្តឲ្យដាវដ៏មានតម្លៃនេះទៅ EN ដើម្បីជាការតបស្នងសងគុណដល់គាត់លូស៊ីក្រោកឈរឡើងទាំងខឹងព្រមនឹងចេះអៀនថាល្ងងដែលមិនចេះមើលស្ថានភាពសោះហើយនាងក៏បញ្ញាប់រត់ចេញទៅបាត់អៀននៅឈរឆ្ងល់ថាតើគាត់និយាយជ្រុលពេកឬយ៉ាងណាហើយភ្លាមនោះគីណាក៏លេចមុខមកដោយប្រាប់អៀនថាគាត់មានរឿងមួយចង់ពឹងក្រោយមកទាហានស៊ីឈ្នួលមួយចំនួនកំពុងគម្រាមទាររបស់ពីអ្នកភូមិហើយស្រាប់តែពួកគេបានឃើញអូបរ៉ុននៅលើមែកឈើនោះនេះបញ្ជាក់ច្បាស់ថាអៀនកំពុងនៅក្បែរនេះហើយភ្លាមនោះអូបរ៉ុនក៏បានស្រែកប្រកាសពីការមកដល់របស់អៀនពួកគេកំពុងតែភ័យខ្លាចនឹងក្អែកចេញនិយាយនេះក៏ស្រាប់តែអៀងលេចមុខមកជាមួយនឹងទឹកមុខដ៏គួរឲ្យស្អប់ខឹមមួយការពិតទៅ EN មកទីនេះគឺដោយសារតែជំនួយដែលកាទីណាបានពឹងពាក់គាត់ប៉ុណ្ណោះមើលទៅគេណាបានប្រាប់អៀនថាគេចង់ឲ្យអៀនបញ្ឈប់ទង្វើអាក្រក់របស់ពួកទាហានស៊ីឈ្នួលទាំងនេះអៀនបានស្នើឲ្យគាត់ប្រើពួកអសរិតវិញល្អជាងព្រោះពួកគេអាចធ្វើការងារនេះបានល្អតែកាទីណាប្រាប់គាត់ថាមិនអាចទៅរួចទេព្រោះពួកអសរិតទាំងនោះជាពួកម៉ាក់របស់ទាហានស៊ីឈ្នួលទៅហើយ
ពួកគេច្រើនតែលាក់បាំងកំហុសរបស់គ្នាទៅវិញទៅមកហើយធ្វើជាមិនដឹងមិនលឺដើម្បីរក្សាទឹកចិត្តរបស់ពួកទាហានស៊ីឈ្នួលទាំងនោះ គីណានិយាយថាគេធ្លាប់អត់ធ្មត់រឿងប្លន់នេះដែរតែឥឡូវពួកវាកំពុងធ្វើនៅលើទឹកដីក្មួយស្រីរបស់គេ គីណាប្រាប់អៀនថាបើគាត់ព្រមានពួកទាហានស៊ីឈ្នួលទាំងនោះពួកគេប្រកាសជាចាប់ផ្ដើមកែប្រែចរិតមិនខាន ដោយយកព្រមជួយទៅអៀនតាមរកពួកទាហានស៊ីឈ្នួលដើម្បីស្ដីបន្ទោសគ្រាន់តែឃើញមុខគាត់ភ្លាមពួកវាក៏ភ័យញាស់ខ្លួនបាត់ទៅហើយគាត់គម្រាមសម្រាប់ពួកវាចោលជាការដាក់ទោសតែពួកទាហានស៊ីឈ្នួលបានអង្វរដោយសន្យាថានឹងមិនហ៊ានទៀតទេ បន្ទាប់ពីពេលនោះមកពួកទាហានស៊ីឈ្នួលក៏ខ្លាចជាមនុស្សល្អខ្លាំងដែលមិនហ៊ានសូម្បីតែចេញក្រៅព្រោះខ្លាចអៀនឃើញហើយសម្លាប់ចោល គីណានិងលូស៊ីរំភើបយ៉ាងខ្លាំងពេលឮដំណឹងនេះប៉ុន្តែស្រាប់តែមានរឿងមួយទៀតបានកើតឡើងគីណាដឹងពីអាសវិនរបស់គាត់ថាកងទ័ពពួកគេលែងជាការគម្រាមកំហែងដល់ពួកអត់ទៀមទៀតហើយអៀនភ្ញាក់ផ្អើលពេលឮបែបនេះព្រោះពួកគេមានទ័ពច្រើនជាងតែអាសវិនតបវិញថាមកពីកងទ័ពពួកគេគ្មានគ្រោះថ្នាក់អ្វីបន្តិចសោះគេបញ្យល់ថាបើទ័ពចូលប្លន់ទឹកដីនោះអ្នកស្រុកច្បាស់ជាផ្អើលឡឡាទៀមទីឲ្យក្រេមបញ្ឈុំការឈ្លានពាននេះជាមិនខានតែដោយសារការដើរទ័ពយ៉ាងស្ងប់ស្ងាត់ក្រេមទិញបានពេលសម្រាប់ប្រមូលកម្លាំងរបស់គេ ម្យ៉ាងទៀតពេលកងទ័ពធ្វើចលនាតាមចិត្តមិនបានទឹកចិត្តប្រយុទ្ធក៏ធ្លាក់ចុះយ៉ាងខ្លាំង អៀនដឹងភ្លាមថាស្ថានភាពពិតជាស្មុគស្មាញមែនទែនហើយអាសវិនក៏សួរគីណាថាតើទ្រង់នឹងអនុញ្ញាតឲ្យប្លន់ឬយ៉ាងណាពេលនេះ កាទីណាងាកមកសួរអៀនថាតើគ្មានផ្លូវដោះស្រាយទេឬអីរួចគេក៏តបថាវាអាចនឹងមានផ្លូវមួយកាទីណានិងលូស៊ីនងនេះអង្វរឲ្យអៀនប្រាប់ពីវិធីសាស្ត្រនោះបន្តិចក្រោយមកអៀនក៏លិចមុខនៅផ្ទះកសិករម្នាក់ក្រោយពីត្រូវរំខានដោយសំឡេងក្អែកកសិករនោះដើរចេញមកហើយអៀនក៏សួរថាតើគាត់ជាម្ចាស់ចំការស្រូវសាលីនេះមែនទេ កសិករនោះសួរទៅអៀនទាំងក្អេងក្អានថាគេជានរណាហើយក្រុមស៊ីឈ្នួលពីក្រោយក៏ណែនាំអៀនឲ្យគាត់ស្គាល់ បរិនោះលុតជង្គង់ភ្លាមអង្វរសុំឲ្យអៀនអភ័យទោសព្រោះគាត់មិនដឹងសោះថាកំពុងជាប់នៅមុខមនុស្សល្បីល្បាញបែបនេះបន្ទាប់មកអៀនប្រាប់កសិករនោះថាស្រូវសាលីក្នុងចំការខូចអស់ហើយឯកសិករក៏សួរត្រឡប់វិញថាតើគេចង់មានន័យយ៉ាងម៉េច អៀនចាប់ផ្ដើមសម្ដែងភ្លាមដោយទម្លាថាធម្មពលងងឹតបានស៊ីជម្រៅចូលទៅក្នុងផែនដីទៅហើយ គេថាប្រលឹងបារុនទី1នៃតំបន់នេះកំពុងខឹងសម្បាយ៉ាងខ្លាំងដោយសារទឹកដីរបស់គាត់ត្រូវបានដណ្ដើមយកទាំងបំពេញ ទាំងភ័យខ្លាចពេញរាងកាយកសិករសួរអៀនថាតើគាត់គួរដោះស្រាយបញ្ហានេះយ៉ាងណាទៅ អៀនបន្តសម្ដែងទៀតដោយប្រាប់ថាលូស៊ីត្រូវតែឡើងគ្រងរាជបន្ទាប់ពីដូនតារបស់នាងទើបកំហឹងរបស់ព្រះអាចស្ងប់ស្ងាត់ទៅវិញបានក្រោយពីបញ្ជូនសារខ្លាំងៗដល់សំសួរនេះរួចអៀនក៏រត់ទៅកាត់ស្ថានមួយទៀតដើម្បីធ្វើរឿងដដែលនេះបន្ត ធ្វើបែបនេះមនុស្សគ្រប់គ្នាចាប់ផ្ដើមជឿថាទឹកដីនេះនឹងវិនាសដោយសារក្រេម មិនយូរប៉ុន្មានភេសជ្ជៈអារម្មណ៍នេះលេចលឺគ្រប់ទិសទីហើយប្រជាជនក៏ចាប់ផ្ដើមបង្ហាញការមិនទុកចិត្តលើក្រេមដែរពួកគេនាំគ្នាទាមទារឲ្យលូស៊ីឡើងគ្រងរាជដើម្បីគេចឲ្យផុតពីគ្រោះមហន្តរាយនេះដោយសារពាក្យចចាមអារម្មណ៍នេះកងទ័ពរបស់ខោនឡើងទឹកចិត្តសារជាថ្មីហើយពួកគេក៏ធ្វើដំណើរឆ្ពោះទៅរកទីតាំងរបស់ក្រេម មួយសន្ទុះក្រោយមកក្រុមទាហានស៊ីឈ្នួលចេញមុខបញ្ចេញការមិនពេញចិត្តដល់គីណាដោយប្រាប់ថាពួកគេមិនចង់ឈរលើសមរភូមិគ្មានកិត្តិយសឡើយ គីណាសួរថាពួកគេចង់មានន័យយ៉ាងម៉េចហើយពួកគេតបថាអៀនកំពុងផ្សព្វផ្សាយពាក្យចចាមអារម្មណ៍ថាទីប្រជុំជននេះត្រូវបណ្ដាសាពួកគេខ្លាចអៀនទាញយកបណ្ដាសាដាក់ខ្លួនហើយបើនៅក្បែរគ្រូមន្តអាគមដូចអៀននោះកិត្តិយសរបស់ពួកគេនឹងត្រូវបំផ្លាញមិនខាន អៀនការពារខ្លួនឯងដោយថាមិនដាសាគ្រាន់តែជាការកុហកហើយគេនឹកស្មានម្ដងថាអ្នកទាំងនោះជឿលើពាក្យចចាមអារ៉ាមដែលគេបង្កើតសោះ ក្រុមអាសវិនតវ៉ាថាពួកគេមិនអាចជឿសម្ដីគ្រូមន្តអាគមទេព្រោះគេច្បាស់ជាមានផែនការបោកប្រាស់ជាមិនខាន អៀនដឹងតែក្រុមអាសវិនកំពុងតែបង្ខំកលៈទេសៈពីហើយ សពពេលគ្នានោះគេដឹងថានេះជាបញ្ហាធំព្រោះអាសវិនត្រូវបានគេចាត់ទុកជាតួឯកក្នុងសង្គ្រាមនេះគេក៏មើលឃើញទឹកមុខរបស់គីណាដែរវាច្បាស់ណាស់ថាបើគ្មានអាសវិនទេសង្គ្រាមមិនអាចប្រព្រឹត្តទៅដោយរលូនឡើយចុងក្រោយគីណាគ្មានជំរឿអ្វីក្រៅពីស្ដាប់តាមក្រុមអាសវិនហើយអៀនក៏ដឹងខ្លួនមុនថាគេមិនចាំបាច់នៅទីនោះទៀតដែរបន្ទាប់មកអៀនក៏និយាយឡើងប្រាប់គីណាកុំឲ្យបារម្ភពីគេហើយបើវត្តមានគេបង្ករឿងរញ៉េរញ៉ៃគេនឹងដើរចេញឲ្យផុត ខណៈពេលគេដើរចេញពីតង់នោះគេបានបន្សល់ទុកការព្រមានមួយប្រាប់ខោនថាកុំសង្ឃឹមអាចសុំជំនួយពីគេនៅថ្ងៃមុខទោះមានរឿងអ្វីក៏ដោយ